ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជួបជាមួយនឹង admin របស់ Berina នៅក្នុងរឿងភេទថ្មីដែលសាធារណរដ្ឋចិនដែលមានចំណងជើងថាដើរតាមបេះដូងដែលខ្សែរឿងមួយនេះផងដែរគឺនេះអំពីតួឯកស្រីរបស់យើងដែលគាត់គឺជាកូនស្រីនៅក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិម្នាក់ហើយបានត្រឡប់មកពីសិក្សានៅឯបរទេសហើយត្រឡប់មកវិញលើកនេះដែរគឺដើម្បីជួយសង្គ្រោះយកក្រុមហ៊ុនរបស់គាត់ត្រឡប់មកវិញហើយនឹងស្វែងរកមូលហេតុនៃការស្លាប់ឪពុករបស់គាត់ក៏ប៉ុន្តែនៅក្នុងនោះដែរតួឯកប្រុសរបស់យើងគាត់ក៏មានចេតនាចូលទៅក្បែរតួស្រីនិងបានរៀបចំផែនការរហូតធ្វើឲ្យគាត់នឹងបានខ្លាចជាអង្គររបស់នាងជាមួយនឹងគោលបំណងយកអ្វីៗគ្រប់យ៉ាងពីគូរដឹងរបស់នាងត្រឡប់មកវិញតើបន្ទាប់ពីអ្នកទាំងអស់គ្នាបានដឹងសាច់រឿងខ្លះហើយចឹងយើងចូលទស្សនាការសម្ដែងរឿងជាមួយនឹង admin តែម្ដងទៅបើខែនៃសាច់រឿងដំបូងមកតួឯកស្រីរបស់យើងដែលគាត់មានឈ្មោះថាអូយ៉ាងយាដែលគាត់គឺជាកូនស្រីតែម្នាក់គាត់នៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មបរទេសដ៏ធំមួយដែលគាត់ទៅត្រឡប់មកពីបរទេសវិញបន្ទាប់ពីបានដំណឹងថាឪពុករបស់គាត់បានទទួលមរណភាពនៅក្នុងហេតុការណ៍លេចនាវាហើយចំពេលដែលតួស្រីរបស់យើងត្រឡប់មកវិញនេះដែរគឺជាពេលដែលពូរបស់នាងដែលមានឈ្មោះថាអូយ៉ាងសៀនហៃដែលជាមេដឹកនាំនៃសមាគមហុងកុងកំពុងតែរៀបចំពិធីបុណ្យសពឪពុករបស់នាងហើយពេលនោះដែរតួស្រីរបស់យើងនាងក៏បានប្រាប់ពូរបស់នាងថាចាំនាងជាអ្នករៀបចំពិធីបុណ្យសពមួយនេះដោយខ្លួនឯងក៏ប៉ុន្តែមេការលាវក៏បាននិយាយប្រាប់តួស្រីរបស់យើងថាមុនពេលដែលលោកម្ចាស់គាត់បានចែកឋានទៅគាត់ក៏បានបកគលក្រុមហ៊ុនពាណិជ្ជកម្មបរទេសមួយនេះឲ្យទៅពូរបស់អ្នកនាងហើយចឹងហើយក្នុងការរៀបចំពិធីបុណ្យសពនេះគឺជាពូរបស់អ្នកនាងដែលជាអ្នករៀបចំក៏ប៉ុន្តែតួស្រីរបស់យើងក៏បាននិយាយសួរទៅកាន់មេការលាវថាចឹងតែណាផតតាំងដែលនាំឲ្យពូរបស់តួស្រីយើងនឹងក៏និយាយថាផតតាំងអីទៀតបើយើងឥឡូវនេះបានឃើញជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មបរទេសហើយនឹងរួចហើយគាត់ក៏បានបញ្ជាឲ្យកូនចៅរបស់គាត់នឹងទៅទទួលតួឯកស្រីរបស់យើងដែលធ្វើឲ្យជាយាគាត់បានឃើញដូចនេះហើយគាត់ក៏បានដកកំភ្លើងខ្លីចេញមកហើយភ្ជង់រកបាញ់ទៅលើពួកគេខណៈពេលដែលទូប្រុសរបស់យើងឯនេះវិញដែលមានឈ្មោះថាឈិនជីហ្វឹងដែលគាត់គឺជាសមាជិកនៃក្រុមហុងកុងនោះឯងដែលគាត់បានប្រាប់ឲ្យមនុស្សរបស់គាត់ឈិនឈីឲ្យគេនឹងបាញ់គាត់ត្រង់កន្លែងពោះនៅពេលដែលគាត់បានចូលទៅជួយអូយ៉ាងយាហើយនេះហើយឈិនឈីគេក៏បានចូលទៅនិយាយលក់លើឲ្យទៅទូស្រីរបស់យើងថាអ្នកនេះចេះបាញ់កំភ្លើងដែរឬអត់ប្រយ័ត្នបាញ់ខ្លួនឯងដែលធ្វើឲ្យអូយ៉ាងយាគាត់បានលើដូច្នេះហើយគាត់ក៏បានខឹងចឹងគាត់ក៏បានយកកំភ្លើងខ្លីហ្នឹងទៅបាញ់ពួកគេដែលនាំឲ្យមួយក្របដែលទូស្រីរបស់យើងបាញ់លើកដំបូងហ្នឹងត្រូវបារីរបស់ពូរបស់នាងហេតុនេះហើយគាត់ក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ទៅវាប្រហារតួឯកស្រីរបស់យើងដែលធ្វើឲ្យអូយ៉ាងយាគាត់បានឃើញដូច្នេះហើយគាត់ក៏មានការផិតភ័យចង់ដកថយក៏ប៉ុន្តែនៅពេលនោះដែរតួប្រុសរបស់យើងគាត់ក៏បានចូលទៅជួយអូយ៉ាងយាដែលបានចាប់ដៃរបស់នាងហើយបាញ់កំភ្លើងទៅលើពួកគេហើយបន្ទាប់ពីពូរបស់តួស្រីបានឃើញថាតួឯកប្រុសរបស់យើងបានចូលដៃជាមួយនឹងអូយ៉ាងយាអញ្ចឹងគាត់ក៏បញ្ជាឲ្យកូនចៅរបស់គាត់សម្រាប់តួប្រុសរបស់យើងជាមួយនឹងតួស្រីហើយនៅក្នុងពេលដែលជីហ្វុងគាត់កំពុងតែបាញ់ប្រហារទៅលើពួកគេដើម្បីការពារតួស្រីរបស់យើងនេះដែរឈិនឈីគេក៏បានចែកមកហើយបាញ់តួឯកប្រុសរបស់យើងចំពោះតាមបញ្ជាអ្វីដែលគាត់បានប្រាប់ណាបន្ទាប់ពីឈិនឈីគេបានបាញ់ជីហ្វុងរួចហើយជីហ្វុងគាត់ក៏បាននាំអូយ៉ាងយារត់កាច់ចេញពីពូសមាគមនៃក្រុមហុងកុងដែលអ្នកទាំងពីរក៏បានទម្លាក់ខ្លួននៅក្រៅជញ្ជាំងមួយកន្លែងហើយនៅពេលដែលអ្នកទាំងពីរបានផុតពីខ្សែភ្នែករបស់ពួកគេហើយនោះតួឯកស្រីរបស់យើងគាត់ក៏បានដកកំភ្លើងខ្លីរបស់គាត់មកភ្ជុំក្បាលរបស់ជីហ្វុងដែលនិយាយសួរទៅកាន់ជីហ្វុងថាតើគាត់គឺជានរណាគេហេតុអ្វីបានជាជួយសង្គ្រោះនាងទូប្រុសក៏និយាយតបជាមួយនឹងអូយ៉ាងយាថាតើអ្នកនាងយាតបស្នងខ្ញុំបែបនេះមែនទេបើមិនដូច្នេះទេអ្នកនាងយាបាញ់ខ្ញុំមកតើអ្នកនាងត្រូវការឲ្យខ្ញុំបួសរៀនដែរឬអត់ដល់ពេលអូយ៉ាងយាបានលើទូប្រុសរបស់យើងនិយាយដូច្នោះក៏ធ្វើឲ្យនាងផិតភ័យហើយអត់ហ៊ានបាញ់គាត់នោះទេអញ្ចឹងហើយជីហ្វុងគេក៏បានទៅចាប់យកកំភ្លើងពីក្នុងដៃរបស់អូយ៉ាងយាយកមកបាញ់នាងជំនួសវិញដែលនាំឲ្យតួស្រីរបស់យើងគាត់ក៏មានការផិតភ័យខ្លាំងណាស់ក៏ប៉ុន្តែចៃដន្យអីនៅពេលដែលជីហ្វុងគាត់បានកេះកាយឲ្យបាញ់នាងនោះដែរក៏ភ្លើងនឹងបានអស់ក្របទៅហើយដែលនេះគ្រាន់តែជាការគំរាមរបស់ជីហ្វុងតែប៉ុណ្ណោះដែលគាត់ក៏បាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថាលើកក្រោយឲ្យពិនិត្យមើលកំភ្លើងផងមុនពេលដែលបាញ់ខណៈពេលដែលជីហ្វុងគាត់បានប្រាប់តួស្រីរបស់យើងរួចហើយគាត់ក៏បានដួលស្លាប់ទៅលើអូយ៉ាងយាទៅដែលនាំឲ្យអូយ៉ាងយាគាត់ក៏បានរកឃើញថាតួឯកប្រុសរបស់យើងគាត់បានត្រូវគាត់កំភ្លើងនៅលើចង្កេះរបស់គាត់អញ្ចឹងហើយអូយ៉ាងយាគាត់ក៏បាននាំជីហ្វុងនឹងទៅព្យាបាលរបួសតែតួស្រីគាត់ក៏បានព្យាយាមយកគ្រាប់កំភ្លើងចេញពីគាត់ទាំងដៃញ៉ាំញើតួឯកប្រុសរបស់យើងគាត់ក៏បានព្យាឡើងមកឃើញតួស្រីកាន់កំបិតបែបនេះគាត់ក៏បានគិតថាអូយ៉ាងយានឹងចង់សម្លាប់គាត់អញ្ចឹងហើយគាត់ក៏បានប្រញាប់ប្រញាល់ងើបឡើងមកទៅចាប់ដៃរបស់តួស្រីយើងហើយក៏កលេចមើលជុំវិញនោះក៏ឃើញថាអូយ៉ាងយាកំពុងតែចង់ព្យាបាលមកលើគាត់អញ្ចឹងគាត់ក៏បានប្រាប់ឲ្យតួស្រីនឹងធ្វើឲ្យលឿនមកតែនៅពេលដែលគាត់បានឃើញថាអូយ៉ាងយាមើលតញ៉ាញើហាក់បីដូចជាខ្លាចបែបនេះគាត់ក៏សួរទៅកាន់នាងថាតើនាងធ្លាប់ធ្វើវាពីមុនមកដែរឬអត់អូយ៉ាងយាក៏និយាយថានេះគឺជាលើកទី1របស់ខ្ញុំតើលោកខ្លាចមែនទេទូប្រុសក៏និយាយតបថាខ្ញុំមិនខ្លាចតតែសោះរួចហើយគាត់ក៏បានទៅយកកសែងដៃពីក្នុងដៃរបស់អូយ៉ាងយាយកមកខាំដើម្បីទប់ភាពឈឺចាប់របស់គាត់ហើយក៏ប្រាប់ឲ្យអូយ៉ាងយាធ្វើវាទៅហើយនៅពេលនោះផងដែរអូយ៉ាងយាគាត់ក៏បានធ្វើការយកគ្រាប់នឹងចេញពីក្នុងពោះរបស់តួឯក
ប្រុសយើងណាចេញមកសម្រាប់ឲ្យគាត់ក៏បានធ្វើការរំរបួសឲ្យតើតួឯងប្រុសរបស់យើងទៅតែអូយ៉ាងយាក៏បានឆ្លៀតសួរទៅកាន់ជីហ្វងថាតើគាត់គឺជាអ្នកណាឲ្យពិតប្រាកដជីហ្វងគាត់ក៏បាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថាគាត់គឺជាមន្ត្រីអនុវត្តវិន័យនៅក្នុងសមាគមហុងកុងអញ្ចឹងបានន័យថាលោកគឺជាគ្នារបស់ពូខ្ញុំជឿតាហេតុអ្វីបានជាលោកជួយខ្ញុំអញ្ចឹងតួប្រុសក៏និយាយតបថាគឺដើម្បីសងគុណរួចហើយគាត់ក៏បានបកគលនាឡិការបស់ឪពុកអូយ៉ាងយាឲ្យទៅនាងវិញដោយប្រាប់ថាឪពុករបស់នាងគឺជាអ្នកជួយជីវិតរបស់ខ្ញុំអញ្ចឹងតើលោកបានដឹងដែរឬអត់ថាឪពុករបស់ខ្ញុំគាត់ស្លាប់ដោយរបៀបណាព្រមពេចនោះផងដែរទូប្រុសរបស់យើងមិនទាន់បាននិយាយប្រាប់ទូស្រីផងគាត់ខ្សត់តែបានលើសម្លេងរបស់កូនចៅសមាគមហុងកុងនឹងកំពុងតែស្វែងរកពួកគេអញ្ចឹងហើយទូឯងប្រុសរបស់យើងគាត់ក៏បញ្ញាប់នាំទូឯងស្រីរបស់យើងចាក់ចេញពីទីនេះក៏ប៉ុន្តែនៅពេលដែលពួកគេទាំងពីរនាក់បានចេញមកខាងក្រៅក៏សពតែប្រទេសឃើញមានទាហានជាច្រើនកំពុងតែឡំពាន់បាញ់មកលើពួកគេទាំងពីរនាក់ហើយរពេចនោះផងដែរក៏មាននរណាម្នាក់បានស្រែកហៅទូឯងស្រីរបស់យើងអូយ៉ាងយាដែលគេម្នាក់នេះដែរគឺជាគូដណ្ដឹងរបស់អូយ៉ាងយានេះឯងដែលមានឈ្មោះថាឡាំងចាហាវតែគាត់គឺជាកូនប្រុសអភិបាលខេនហើយក្នុងពេលដែលគេបានឃើញទូឯងស្រីរបស់យើងបានត្រឡប់មកពីបរទេសវិញគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ក៏ប៉ុន្តែនៅពេលដែលគាត់បានប្រទះឃើញថាអូយ៉ាងយាដៃរបស់នាងពោពេញទៅដោយឈាមដូច្នេះគេក៏គិតថាអូយ៉ាងយានឹងមានរបួសដូច្នេះហើយគេក៏បានចាត់ថាទូឯងប្រុសរបស់យើងគឺជាអ្នកធ្វើបាបនាងដែលនាំឲ្យអ្នកក្របង្កប់របស់ចាហាវអនុស្នេហ៍ឯកលីដកកំភ្លើងចេញមកភ្ជង់រោបាញ់ទៅលើជីហ្វឹងក៏ប៉ុន្តែមានណាទូឯងស្រីរបស់យើងអូយ៉ាងយាគាត់ក៏បាននិយាយប្រាប់ទៅកាន់ចាហាវថាអត់នោះទេគាត់មិនបានធ្វើបាបមកលើនាងឡើយគាត់គឺជាអ្នកជួយសង្គ្រោះនាងហើយគ្រាន់តែចាហាវគេបានលើកដូច្នោះហើយគេក៏បានប្រាប់ឲ្យអនុស្នេហ៍ឯកលីនឹងតម្លេចកំភ្លើងឆោតហើយបកគយរង្វាន់ខ្លះឲ្យទៅជីហ្វឹងហើយទៅអនុស្នេហ៍ឯកលីគេក៏បានដកប្រាក់កាសនឹងឲ្យទៅទូឯងប្រុសរបស់យើងទុកជាការអរគុណក៏ប៉ុន្តែជីហ្វឹងក៏មិនបានទទួលយកកាក់នេះទេដល់ពេលទូប្រុសរបស់យើងក៏អត់យកគេក៏បានតម្លាក់កាក់នេះចោលដែលឯចាហាវនេះវិញគេក៏បានយកកន្សែងនៅក្នុងដៃរបស់ទូស្រីយើងពោពេញទៅដោយឈាមរបស់ជីហ្វឹងនឹងយកទៅបោះចោលរួចហើយក៏នាំអូយ៉ាងយានឹងត្រឡប់ទៅផ្ទះវិញជាមួយនឹងគាត់ហើយស្របពេលដែរពួកគេទាំងពីរនេះបានដើរចាក់ចេញទៅផុតទូឯងប្រុសរបស់យើងជីហ្វឹងគាត់ក៏បានទៅរើសយកកន្សែងដៃរបស់អូយ៉ាងយានឹងយកមកទុំដែលនៅក្នុងចិត្តគាត់បាននិយាយប្រាប់ទៅកាន់ចាហាវថាគាត់បានរងចាំគេអស់រយៈពេលជាយូរណាស់មកហើយនៅពេលនេះដែរគាត់នឹងយកអ្វីៗគ្រប់យ៉ាងមកវិញហើយនៅពេលដែលជីហ្វឹងគាត់បានត្រឡប់មកកន្លែងរបស់គាត់វិញគាត់ក៏បានបោកកន្សែងដៃរបស់អូយ៉ាងយានឹងឡើងស្អាតហើយឈិនឈីគេក៏បានដើរចូលមកហើយនិយាយសួរទៅកាន់ជីហ្វឹងថាយ៉ាងម៉េចហើយរបស់គាត់តាមអីទេឬហើយចុះកញ្ញាអូយ៉ាងយាវិញតើពួកយើងអាចធ្វើផែនការសងសឹកបានហើយឬនៅទូប្រុសក៏និយាយតបថានេះត្រូវបានចាហៅនាំត្រឡប់ទៅផ្ទះវិញហើយអញ្ចឹងតើផែនការរបស់ពួកយើងដែលខំប្រឹងប្រែងវាមិនខ្លាចទៅជាអាសាបងហើយទេឬទូប្រុសក៏និយាយតបថាខ្ញុំបានជួយសង្គ្រោះជីវិតរបស់នាងហើយច្បាស់ណាស់ថានាងនឹងមករកខ្ញុំហើយចំណែកឯលែងចាហាវិញគេចង់រៀបការជាមួយនឹងអូយ៉ាងយាខ្លាំងណាស់ហើយវាមិនងាយស្រួលនោះទេសម្រាប់គេដែលឯចាហាវនេះវិញអនុស្នេហ៍ឯកលីគេក៏បានទៅសើអំពីអត្តសញ្ញាណរបស់តួឯងប្រុសយើងប្រាប់ទៅកាន់គេចឹងហើយគេក៏បាននិយាយសួរទៅកាន់ចាហាវថាតើចង់ឲ្យគេទៅកំចាត់ជីហ្វឹងដែរឬអត់ហើយចាហាវគេក៏បានប្រាប់ថាមិនចាប់បាយធ្វើដោយខ្លួនឯងនោះទេព្រោះឯអូយ៉ាងយានេះមិនចូលចិត្តបែបនេះឡើយគ្រាន់តែប្រាប់ព័ត៌មានរបស់គេទៅកាន់សមាគមហុងកុងអំពីកន្លែងលាក់ខ្លួនរបស់គេទៅបានហើយក្រោយពេលដែលចាហាវគេបានជួបជាមួយនឹងអនុស្នេហ៍ឯករួចគេក៏បានមករៀបចំអាហារហើយនឹងញ៉ាំជាមួយនឹងតួឯងស្រីរបស់យើងក៏ប៉ុន្តែព្រាមនោះដែរនាងម្រាក៏បានយកប្រអប់មួយយកមកបកគោជូនតួឯងស្រីរបស់យើងហើយនៅពេលដែលអូយ៉ាងយាក៏បានបើកប្រអប់មួយនឹងទៅក៏ឃើញថាវាគឺជាកន្សែងដៃរបស់គាត់ដែលត្រូវបានជីហ្វឹងយកទៅខាំនៅពេលដែលនាងបានព្យាយាមយកក្រកំភ្លើងចេញពីរបស់គាត់ចឹងហើយតួឯងស្រីរបស់យើងក៏បានបកគលប្រអប់មួយនេះឲ្យទៅនាងម្រាហើយយកវាទៅទុកនៅក្នុងបន្ទប់របស់នាងហើយបន្ទាប់មកអូយ៉ាងយានេះក៏បាននិយាយសួរទៅកាន់ចាហៅថាតើវានឹងមានរឿងអ្វីកើតឡើងចំពោះជនក្បត់របស់សមាគមហុងកុងហើយតើចាហៅគេក៏បាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថាជាធម្មតាសមាគមហុងកុងមិនមានទេរណកម្មច្រើននោះទេប៉ុន្តែយ៉ាងណាក៏ដោយច្បាប់របស់សមាគមហុងកុងទាំងនេះសម្រាប់ជនក្បត់គឺអាចខូចអវយវៈរាងកាយឬក៏ស្លាប់តាមចាំផ្លូវនៅពេលដែលអូយ៉ាងយាក៏បានលើចាហៅនិយាយដូច្នោះក៏ធ្វើឲ្យនាងនឹកទៅដល់ជីហ្វឹងថាគាត់នៅពេលនេះយ៉ាងម៉េចហើយខណៈពេលដែលជីហ្វឹងនេះវិញគាត់ក៏កំពុងតែត្រូវបានសមាជិកនៃសមាគមហុងកុងវាយប្រហារទៅលើគាត់ដែលតួឯងប្រុសរបស់យើងគាត់ក៏បានសម្រាប់ពួកគេអស់ជាច្រើនអ្នកផងដែរនៅសល់តែជើងខ្លាំងនៅក្នុងសមាគមដែលកំពុងតែប្រយុទ្ធជាមួយនឹងគាត់ហើយបន្ទាប់ពីពួកគេទាំងពីរនាក់បានវាយគ្នាអស់រយៈពេលជាយូរមកតួឯងប្រុសរបស់យើងជីហ្វឹងគាត់ក៏បានសម្រាប់ជើងខ្លាំងម្នាក់នោះចោលទៅដែលធ្វើឲ្យឈាមរបស់គេណាក៏បានខ្ទាតទៅលើឆាតរបស់អូយ៉ាងយាដែលនាងក៏បានមករកតួឯងប្រុសរបស់យើងនៅទីនេះហើយត្បិតអីតែតួឯងប្រុសរបស់យើងក៏អាចសម្រាប់ជើងខ្លាំងម្នាក់នោះបានក៏ពិតមែនក៏ប៉ុន្តែគាត់ក៏បានត្រូវរបួសឡើងសោកខ្លួនផងដែរហើយអូយ៉ាងយានៅពេលដែលបានឃើញដូច្នេះហើយគាត់ក៏បាននាំតួឯងប្រុសរបស់យើងទៅកន្លែងជ្រោកភ្លៀងហើយនៅពេលនោះដែរគេได้ខិតដើម្បីដុតបារីរបស់គាត់ក៏ប៉ុន្តែគេអត់ឆេះតតែសោះដែលធ្វើឲ្យទូស្រីរបស់យើងឃើញបែបនេះហើយគាត់ក៏បានចូលទៅជួយតួឯងប្រុសរបស់យើងដោយបានដុតបារីឲ្យគាត់ជួរួចហើយគាត់ក៏បាននិយាយសួរទៅកាន់អូយ៉ាងយាថាហេតុអ្វី
បានជានាងមកទីនេះធ្វើអ្វីហើយតើអូយ៉ាងយេនាងក៏បានបង្ហាញកសែងដៃរបស់នាងឲ្យទៅគាត់មើលហើយក៏សួរថាតើគាត់គឺជាអ្នកបកគលវាឲ្យនាងមែនទេទូប្រកាសតថាមែនហើយខ្ញុំគ្រាន់តែបកគលជូនវាឲ្យនាងវិញតែប៉ុណ្ណោះពេលដែលបាននិយាយរួចហើយគាត់ក៏បានដើរចាត់ចេញពីអូយ៉ាងយេទៅក៏ប៉ុន្តែទូស្រីនឹងគាត់ក៏បានហាមឃាត់ដោយនិយាយថាតើលោកមិនចង់ឲ្យខ្ញុំតបស្នងសងគុណទៅកាន់លោកវិញទេឬហើយចាប់ពីពេលនេះតទៅលោកនឹងខ្លាចទៅជាអង្គរៈរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាលោកនឹងរក្សាការសន្យារបស់លោកថានឹងតបស្នងសងគុណឲ្យបានត្រឹមត្រូវនៅពេលដែលជីហ្វឹងគាត់បានលើអូយ៉ាងយេនិយាយដូច្នោះគាត់ក៏បានយល់ព្រមជាមួយនឹងតួឯកស្រីរបស់យើងដែលបានទៅជាមួយនឹងនាងហើយខណៈពេលដែលអូយ៉ាងយេបាននាំជីហ្វឹងមកផ្ទះរបស់នាងក៏បានឃើញថាចាស់ហៅគេកំពុងតែអង្គុយរងចាំនាងនៅឯផ្ទះហើយនេះហើយចាស់ហៅគេក៏បាននិយាយសួរទៅកាន់អូយ៉ាងយេថាហេតុអ្វីបានជានាំអ្នកក្រៅចូលមកផ្ទះអញ្ចឹងតួស្រីក៏បាននិយាយប្រាប់ទៅកាន់ចាស់ហៅថាជីហ្វឹងគេបានក្បត់ពូរបស់ខ្ញុំគឺដើម្បីជួយសង្គ្រោះខ្ញុំដូច្នេះខ្ញុំមិនអាចមិនអើពើអំពីគាត់បាននោះទេហើយចាស់ហៅដែលមិនអាចហាមឃាត់ទៅកាន់អូយ៉ាងយេបានអញ្ចឹងគេក៏និយាយប្រាប់ឲ្យអូយ៉ាងយេទៅផ្លាស់ប្ដូរសម្លៀកពាក់សិនទៅចំណែកឯគេវិញទុកឲ្យគាត់ជាអ្នករុំរបួសឲ្យហើយនេះហើយអូយ៉ាងយេនេះក៏បានយល់ព្រមឲ្យទៅផ្លាស់ប្ដូរសម្លៀកពាក់ទៅខណៈពេលដែលចាស់ហៅគេបានឃើញអូយ៉ាងយេចាចេញទៅហើយគេក៏បានរុញតួឯកប្រុសរបស់យើងឲ្យទៅអនុស្នេហ៍ឯកលីរុំរបួសឲ្យហើយនៅម្លងពេលដែលអនុស្នេហ៍ឯកលីគេបានរុំរបួសឲ្យទៅជីហ្វឹងរួចចាស់ហៅគេក៏បាននិយាយទៅកាន់ជីហ្វឹងថាចាប់តាំងពីលោកបានក្បត់សមាគមហុងកុងមកហេតុអ្វីបានជាលោកមិនមកធ្វើការនៅក្នុងវិមានរបស់ខ្ញុំឬជីហ្វឹងគាត់ក៏បាននិយាយតបទៅកាន់ចាស់ហៅថាគាត់បានខ្លាចទៅជាអង្គរៈរបស់នាងអូយ៉ាងយេរួចហើយដែលខ្ញុំនឹងការពារនាងតែម្នាក់គុណគ្រាន់តែចាស់ហៅគេបានលើជីហ្វឹងនិយាយដូច្នោះគេក៏បានខឹងជាមួយនឹងជីហ្វឹងដូច្នេះហើយគេក៏បានប្រាក់ដៃរបស់គេនឹងចុចទៅលើមុខរបួសរបស់ជីហ្វឹងដែលត្រូវគ្រាប់កំភ្លើងនឹងរហូតធ្វើឲ្យជីហ្វឹងនៅពេលនោះដែរគាត់ក៏មានការឈឺចាប់មែនទែនរួចហើយចាស់ហៅគេក៏បានប្រកល់ឲ្យអនុស្នេហ៍ឯកលីធ្វើបាបទៅលើតួឯកប្រុសរបស់យើងបន្តដោយនៅពេលនោះដែរអនុស្នេហ៍ឯកលីគេក៏បានវាយតួឯកប្រុសរបស់យើងជីហ្វឹងនឹងទម្លាក់ពីលើតុហើយបន្ទាប់មកក៏បានទៅជន់ទៅលើមុខរបួសដែលតួប្រុសរបស់យើងត្រូវគ្រាប់កំភ្លើងពេលដែលគេបានជន់មុខរបួសរបស់ជីហ្វឹងហើយក៏រៀបនឹងតាត់តួប្រុសរបស់យើងថែមទៀតក៏ប៉ុន្តែអូយ៉ាងយេនាងក៏បានមកតាន់ហើយស្រីបញ្ឈប់គេរួចអូយ៉ាងយេនាងក៏បានសុំចាស់ហៅមកនិយាយជាមួយនឹងនាងមួយភ្លេតតែតួស្រីរបស់យើងបាននិយាយប្រាប់ទៅកាន់ចាស់ហៅថានាងដឹងការដែលនាំជីហ្វឹងគេចូលមកទីនេះវាមិនមែនជារឿងអត់ទេប៉ុន្តែនាងចង់បានក្រុមហ៊ុនឪពុករបស់នាងត្រឡប់មកវិញដែលប្រាចំណេញរបស់គាត់ក៏ព្រោះអីគាត់អាចជួយនាងបានហើយទៅចាស់ហៅគេក៏បាននិយាយតជាមួយនឹងអូយ៉ាងយេថាខ្ញុំក៏អាចប្រើតំណែងរបស់ខ្ញុំដើម្បីជួយនាងបានដែរក៏ប៉ុន្តែអូយ៉ាងយេនាងក៏បានបដិសេធហើយនិយាយថាវាមិនមែនដូចគ្នានោះទេចាស់ហៅខ្ញុំចង់ឲ្យលោកគោរពការសម្រេចចិត្តរបស់ខ្ញុំហើយអញ្ចឹងទៅចាស់ហៅគេក៏បានយកព្រមតាមតួឯកស្រីរបស់យើងស្របពេលដែលជីហ្វឹងឯនេះវិញគាត់កំពុងតែឈោមើលពួកគេទាំងពីរនេះហើយក៏បានយករូបថតរបស់តួស្រីដែលថតជាមួយនឹងចាស់ហៅយកមកឲ្យជាពីរចោលតែម្ដងហើយនៅក្នុងថ្ងៃស្អែកឡើងជីហ្វឹងគាត់ក៏បានមកផ្ទះរបស់អូយ៉ាងយេហើយគាត់ក៏បានចូលរងចាំនាងនៅឯមុខបន្ទប់ដើម្បីធ្វើការជាអង្គរៈរបស់នាងហើយការពារនាងពីព្រលឹមដែលនាំឲ្យអូយ៉ាងយេនាងក៏មានការភ្ញាក់ផ្អើលជាមួយនឹងជីហ្វឹងផងដែរក៏ប៉ុន្តែនាងក៏បានដើរមកសួនផ្ទះកញ្ចក់ក៏បានរកឃើញថាមេកាលាវកំពុងតែរុះរើសួនផ្ទះកញ្ចក់ដែលឪពុកនាងបានជួលជាអំណោយសម្រាប់នាងអញ្ចឹងហើយក៏ធ្វើឲ្យអូយ៉ាងយេនាងក៏បានខឹងជាមួយនឹងមេកាលាវហើយក៏បានហាមគាត់មិនឲ្យប៉ះពាល់របស់នាងនោះទេក៏ប៉ុន្តែមេកាលាវក៏បាននិយាយតជាមួយនឹងតួស្រីថាបន្ទាប់ពីឪពុករបស់នាងបានទទួលមរណភាពទៅគេធ្វើបែបនេះគឺដើម្បីសន្សំសំចៃសម្រាប់អ្នកនាងទេទោះបីជាយ៉ាងណាក៏ដោយក៏អូយ៉ាងយេក៏មិនសុខចិត្តឡើយអញ្ចឹងគាត់ក៏ចង់រករឿងជាមួយនឹងមេកាលាវតែក៏ត្រូវបានជីហ្វឹងនឹងហាមឃាត់ដោយឲ្យគេនឹងជាអ្នកបង្រៀនមេរៀនមួយទៅកាន់មេកាលាវជំនួសវិញតែជីហ្វឹងគាត់ក៏បានទៅចាប់កាច់ដៃរបស់មេកាលាវរួចហើយគាត់ក៏បានដកកំភ្លើងខ្លីចេញមករកបាញ់ទៅលើគាត់ក៏ប៉ុន្តែអូយ៉ាងយេនាងក៏បាននិយាយប្រាប់ទៅកាន់ជីហ្វឹងថាទុកឲ្យនាងជាអ្នកធ្វើវិញហើយជួនជាពេលដែលអូយ៉ាងយេកំពុងតែតម្រង់កំភ្លើងរៀបនឹងបាញ់ទៅកាន់មេកាលាវនោះដែរជីហ្វឹងគាត់ក៏បានប្រទះឃើញថាចាស់ហៅគេកំពុងតែដើរមករកតួឯកស្រីរបស់យើងចឹងហើយគេក៏ចង់ឌឺដងជាមួយនឹងចាស់ហៅដែលបានទៅចាប់ដៃរបស់តួស្រីយើងហើយក៏បង្រៀនអូយ៉ាងយេបាញ់ទៅកាន់មេកាលាវបន្ទាប់ពីបាញ់គំរាមទៅកាន់មេកាលាវរួចហើយចាស់ហៅគេក៏បានដើរចូលទៅរកតួឯកស្រីរបស់យើងអូយ៉ាងយេដែលគេក៏បានទៅចាប់ដៃតួឯកស្រីរបស់យើងហើយនាំនាងទៅខាងក្រៅជាមួយនឹងគាត់ក៏ប៉ុន្តែតួឯកប្រុសរបស់យើងពេលនោះដែរក៏ចង់ទៅតាមអូយ៉ាងយេណាតែគាត់ក៏ត្រូវបានអនុស្នេហ៍ឯកលីនឹងរះរាំងហើយចាស់ហៅគេក៏និយាយប្រាប់ទៅកាន់ជីហ្វឹងថាគាត់មិនចាំបាច់ដើរតាមអូយ៉ាងយេនោះទេក៏ព្រោះអីមានគេនៅជាមួយនឹងនាងហើយនៅពេលដែលជីហ្វឹងគាត់បានឃើញអូយ៉ាងយេជាមួយនឹងចាស់ហៅដែរគាត់ក៏បានយកព្រមតាមតួស្រីរបស់យើងហើយលុះមកដល់ពេលយប់ឡើងនៅពេលដែលចាស់ហៅគេបាននាំអូយ៉ាងយេត្រឡប់មកផ្ទះវិញអូយ៉ាងយេនាងក៏បានប្រទះឃើញថាជីហ្វឹងគាត់កំពុងតែរៀបចំផ្កាកុលាបនៅឯសួនផ្ទះកញ្ចក់របស់នាងដែលធ្វើឲ្យអូយ៉ាងយេនាងបានឃើញដូច្នេះហើយនាងក៏រំភើបចិត្តខ្លាំងណាស់ដោយនាងបាននិយាយប្រាប់ទៅកាន់ជីហ្វឹងថាឪពុករបស់នាងបាននិយាយប្រាប់នាងថាកូនស្រីគឺជាផ្កាកុលាបដែលឪពុករបស់នាងបានដាំនៅក្នុងជីវិតអតីតកាលរបស់នាង
នាងហើយឥឡូវនេះឪពុករបស់នាងមិននៅទីនេះដើម្បីថែរក្សាវាទៀតនោះទេនៅពេលដែលជីហ្វឹងគាត់បានលើកដូច្នោះគាត់ក៏និយាយប្រាប់ទៅកាន់អូយ៉ាងយៈថាផ្កាទាំងអស់នេះទុកឲ្យគាត់ជាអ្នកមើលថែរក្សាសម្រាប់នាងបន្ទាប់ពីផ្កាទាំងអស់នេះវាបានរីងស្ងួតការវានឹងរីកម្ដងទៀតតែរាប់ណាមានសង្ឃឹមយើងក៏ត្រូវតែស៊ូទ្រាំហើយអ្វីៗវានឹងប្រសើរឡើងរួចជីហ្វឹងគាត់ក៏បានបកគោផ្កាកលាប់មួយតោមឲ្យទៅអូយ៉ាងយៈហើយទូស្រីគាត់ក៏និយាយសួរទៅកាន់ជីហ្វឹងថាតើគាត់គឺជាក្មេងប្រុសសុំទានកាលពីតូចនោះមែនទេដែលកាលពីអតីតកាលតួឯងប្រុសរបស់យើងជីហ្វឹងគាត់គឺជាអ្នកសុំទានដែលមានអាយុ8ឆ្នាំតែប៉ុណ្ណោះដែលគាត់រើបាននាឡិកាហៅប៉ៅដែលជារបស់ឪពុកអូយ៉ាងយៈដំបងកូនចៅរបស់ឪពុកអូយ៉ាងយៈបានដណ្ដើមយកវាពីទូប្រុសរបស់យើងត្រឡប់មកវិញណាក៏ប៉ុន្តែឪពុកអូយ៉ាងយៈគាត់ក៏បានចូលទៅខាត់ពួកគេដែលមិនបាច់យកនាឡិកាហៅប៉ៅពីគាត់វិញឡើយរួចហើយឪពុកអូយ៉ាងយៈគាត់ក៏បាននិយាយលើកទឹកចិត្តទៅកាន់ជីហ្វឹងថាដែលរាប់ណាមានសង្ឃឹមយើងត្រូវតែស៊ូទ្រាំហើយអ្វីៗវានឹងប្រសើរឡើងដែលដាក់ឲ្យជីហ្វឹងតូចគេក៏បានបកគោនាឡិកាហៅប៉ៅជូនទៅឪពុករបស់អូយ៉ាងយៈវិញក៏ប៉ុន្តែឪពុករបស់អូយ៉ាងយៈក៏បានប្រាប់ឲ្យគេរក្សាទុកនាឡិកាហៅប៉ៅមួយនេះទុកទៅហើយប្រសិនបើនៅថ្ងៃអនាគតគេមានការលំបាកណាមួយគេអាចមករកគាត់នៅឯក្រុមហ៊ុនបានតែទោះបីជាណាក៏ដោយតួឯងប្រុសរបស់យើងជីហ្វឹងក៏មិនបានទៅរកឪពុករបស់អូយ៉ាងយៈនៅឯក្រុមហ៊ុននោះទេអញ្ចឹងអូយ៉ាងយៈនឹងក៏បាននិយាយសួរពីហេតុផលទៅកាន់ជីហ្វឹងថាហេតុអ្វីបានជាមិនមករកឪពុករបស់នាងបែរជាទៅចូលរួមជាមួយនឹងសមាគមហុងកុងដែលជារបស់ពូនាងទៅវិញជីហ្វឹងក៏បាននិយាយតបជាមួយនឹងអូយ៉ាងយៈថាខ្ញុំមិនបានចូលសាលារៀននោះទេហើយខ្ញុំក៏គ្មានជំនាញអ្វីដែរតែអ្វីដែលខ្ញុំនៅសល់គឺមានតែកម្ដាប់ដៃហើយនឹងជើងរបស់ខ្ញុំតែប៉ុណ្ណោះតែនាំឲ្យអូយ៉ាងយៈនេះក៏បាននិយាយលើកទឹកចិត្តទៅកាន់ជីហ្វឹងថាវាមិនទាន់យឺតពេលនោះទេដែលរាប់ណាយើងនឹងមានសង្ឃឹមអ្វីៗវានឹងប្រសើរឡើងត្រូវដែរឬអត់ដែលឯចាស់ហើយណែវិញពេលនេះដែរគេក៏បានត្រឡប់មកផ្ទះរបស់អូយ៉ាងយៈវិញដែលគេក៏បានយកកាបូបរបស់អូយ៉ាងយៈដែលភ្លេចនៅលើឡានរបស់គេយកមកឲ្យនាងស្របពេលដែលអូយ៉ាងយៈនឹងកំពុងតែអង្គុយនិយាយគ្នាជាមួយនឹងជីហ្វឹងនេះដែរនាងក៏បានគេងលក់ហើយខណៈពេលដែលជីហ្វឹងក៏បានប្រទះឃើញចាស់ហើយដែលមករកអូយ៉ាងយៈគាត់ក៏បានទៅចាប់អូយ៉ាងយៈនឹងឲ្យមកគេងនៅលើស្មារបស់គាត់គឺដើម្បីបញ្ជឿទៅកាន់ចាស់ហើយបើទោះបីជាចាស់ហើយគេបានដើរចូលទៅរកអូយ៉ាងយៈក៏ជីហ្វឹងគាត់បានហាមមិនឲ្យចាស់ហើយទៅប៉ះទូស្រីរបស់យើងទេខ្លាចនាងភ្ញាក់ដែលធ្វើឲ្យចាស់ហើយនៅពេលហ្នឹងគេបាត់ជាខឹងជាមួយនឹងជីហ្វឹងមែនទេដែលមិនអាចធ្វើអ្វីបានម្ល៉េះហើយនៅពេលព្រឹកស្អែកឡើងចាស់ហើយគេក៏បានមកជួបជាមួយនឹងតួឯងស្រីរបស់យើងទាំងព្រឹកព្រលឹមតែម្ដងដែលបាននិយាយប្រាប់ទៅកាន់អូយ៉ាងយៈថាពួករបស់អូនគាត់ពិតជាបានចាប់តាក់ទងជាមួយនឹងសមាជិកក្រុមប្រឹក្សាភិបាលជាច្រើននៅឯក្រុមហ៊ុនឪពុករបស់អូនបើមិនដូច្នេះទេពួកយើងទៅចាប់មនុស្សចាស់ទាំងអស់នោះនៅក្នុងក្រុមហ៊ុនរបស់ឪពុកអូនទៅតែអូយ៉ាងយៈនឹងបាននិយាយប្រាប់ទៅកាន់ចាស់ហើយថាវាមិនងាយស្រួលនោះទេក៏ព្រោះអីពួកគេសិតតែជាគ្នារបស់ពូខ្ញុំតែប្រសិនបើខ្ញុំមិនអាចទទួលផុតតាំងនៃសកម្មភាពបង្កគ្រោះថ្នាក់របស់ពូខ្ញុំប្រឆាំងជាមួយនឹងក្រុមហ៊ុនពួកគេនឹងមិនទុកចិត្តឲ្យខ្ញុំកាន់កាប់ក្រុមហ៊ុនឡើយអញ្ចឹងឲ្យតួឯងប្រុសរបស់យើងជីហ្វឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់អូយ៉ាងយៈថាគាត់បានដឹងថាអូយ៉ាងសៀងហៃគេមានសិភៅកត់ត្រាមួយដែលវាកត់ត្រាពីគណនីសម្ងាត់រដ្ឋកិច្ចពន្ធហើយនឹងកិច្ចប្រវត្តិរបស់គាត់ហើយចំពោះអ្នកដែលជិតស្និទ្ធជាមួយនឹងអូយ៉ាងសៀងហៃគឺអាចនឹងមានសិភៅកត់ត្រាមួយនេះតែអូយ៉ាងសៀងហៃគេមានស្រីកំណានម្នាក់ដែលជាអ្នកច្រៀងលេខ1នៅឯរ៉េងកាសាដែលមានឈ្មោះថាមុតានក៏ប៉ុន្តែវាមិនងាយស្រួលនោះទេដើម្បីចូលទៅក្បែរនាងព្រាមនោះដែរអូយ៉ាងយៈនាងបានតបថានាងមានវិធីមួយដើម្បីចូលទៅចិត្តនាងដែលខ្ញុំនឹងទៅរ៉េងកាសានៅក្នុងយប់នេះខណៈពេលដែលអ្នកទាំងពីរឮដូច្នេះគេក៏ចង់ទៅជាមួយនឹងតួឯងស្រីរបស់យើងក៏ប៉ុន្តែចាស់ហៅគេក៏បានអះអាងមុនថាគេនឹងទៅជាមួយនឹងអូយ៉ាងយៈហើយចំណែកឯជីហ្វឹងវិញក៏មិនអាចទៅជាមួយនឹងអូយ៉ាងយៈបាននោះទេអញ្ចឹងហើយបណ្ដោះពេលយប់ឡើងគាត់ក៏បានបញ្ជាឲ្យឈិនឈីគេទៅបង្កបញ្ហាឲ្យលៀងចាស់ហៅគឺដើម្បីរកឱកាសឲ្យគាត់នឹងបានទៅជាមួយនឹងអូយ៉ាងយៈនៅក្នុងយប់នេះហើយលុះបណ្ដោះពេលយប់ឡើងនៅពេលដែលអូយ៉ាងយៈនឹងបានរៀបចំខ្លួនរួចនាងក៏បានស្រែកហៅចាស់ហៅតែនៅពេលងាកមកគឺជាតួឯងប្រុសរបស់យើងវិញអញ្ចឹងនាងក៏មានការភ្ញាក់ផ្អើលតែតួឯងប្រុសរបស់យើងគាត់បាននិយាយប្រាប់ទៅកាន់អូយ៉ាងយៈថាចាស់ហៅគេកំពុងតែរវល់ក៏ប្រអីមានកុបតកម្មនៅឯក្នុងទីក្រុងអញ្ចឹងហើយមានតែខ្ញុំនោះទេដែលជាអ្នកទៅជាមួយនឹងនាងរួចអូយ៉ាងយៈនេះក៏បានដើរទៅគេដៃគ្នាជាមួយនឹងតួឯងប្រុសរបស់យើងហើយទៅរៀងកាសាហើយក៏បានឃើញថាមុតានេះកំពុងតែច្រៀងចាប់ល្មមដែលនៅក្នុងគ្រានឹងដែរមុតានេះបាននិយាយប្រាប់ទៅកាន់ភ្ញៀវថាថ្ងៃនេះដែរអ្នកណារំលេចធ្លោជាងគេនេះនោះនឹងឈ្នះហើយបានផឹកជាមួយនឹងនាងដល់ពេលអូយ៉ាងយៈជាមួយនឹងជីហ្វឹងបានលើកដូច្នេះនេះគឺជាឱកាសរបស់ពួកគេទាំងពីរនេះហើយដើម្បីចូលទៅចិត្តមុតាអញ្ចឹងហើយពួកគេទាំងពីរនេះក៏បានដឹកដៃគ្នាហើយរំជាមួយនឹងចម្រៀងដែលមុតានេះបានច្រៀងហើយតួឯងស្រីរបស់យើងគាត់ក៏បានបញ្ចេញក្បាច់រំយ៉ាងស្អាតរួមគេកាយគ្នាជាមួយនឹងជីហ្វឹងឡើងលេចធ្លោមានតែពីរនាក់តែប៉ុណ្ណោះហើយជាការពិតណាស់ថាពួកគេទាំងពីរនាក់គឺជាអ្នកឈ្នះតែទទួលបានចំណាត់ថ្នាក់លេខ1ពីមុតាហើយគ្រាន់តែមុតានេះបានឃើញដូច្នេះហើយនាងក៏បានដើរទៅរកជីហ្វឹងហើយនាំជីហ្វឹងទៅអង្គុយផឹកស្រាជាមួយនឹងនាងហើយចំណែកឯអូយ៉ាងយៈវិញនាងក៏បានអង្គុយនៅជ្រុងម្ខាងទៀតអង្គុយមើលពួកគេទាំងពីរនេះហើយខណៈពេលដែលកូនចៅរបស់អូយ៉ាងសៀងហៃគេបានឃើញទូស្រីរបស់យើងនៅទីនេះដែរអញ្ចឹងគេក៏បានទៅប្រាប់លាវសៀងនីងដែលជាម្ចាស់ក្រុមហ៊ុន Express Company ឲ្យគេចាត់ការអូយ៉ាងយៈដើម្បីធ្វើឲ្យនាងអាម៉ាស់ហើយគ្រាន់តែលាវសៀងនីងគេបានឃើញតួឯងស្រីរបស់យើងហើយគេក៏បានបន្ថែមថ្នាំខ្លះចូលទៅក្នុងកែវស្រាហើយបន្ទាប់មក
ក៏បានយកស្រាពីកែវដែលកាន់តអញ្ជើញអូយ៉ាងយាឲ្យមកផឹកជាមួយនឹងគេក៏ប៉ុន្តែអូយ៉ាងយានេះមិនបានខ្វល់ជាមួយនឹងលីវសៀវនីងឡើយដែលទូស្រីរបស់យើងអង្គុយតែចាំមើលសកម្មភាពរបស់ទូប្រុសជាមួយនឹងមូតានតែប៉ុណ្ណោះក៏ប៉ុន្តែមូតាននៅក្នុងគ្រានឹងផងដែរនាងក៏បាននាំទូឯងប្រុសរបស់យើងទៅបន្តផ្លាស់ប្ដូរសម្ភារពេលជាមួយនឹងនាងដែលធ្វើឲ្យអូយ៉ាងយានឹងបានឃើញដូច្នេះហើយក៏ចង់ទៅតាមពួកគេទាំងពីរនេះក៏ប៉ុន្តែអូយ៉ាងយានឹងក៏ត្រូវបានលីវសៀវនីងរះរាំងដែលមិនឲ្យទូស្រីរបស់យើងទៅឡើយតតែអូយ៉ាងយានឹងផឹកស្រាមួយកែវនេះទៅគេឲ្យនាងទៅហើយទូឯងស្រីរបស់យើងដោយសារតែធុញជាមួយនឹងលីវសៀវនីងនេះខ្លាំងពេកនាងក៏បានយកស្រាពីដៃរបស់គេនឹងយកមកផឹកតែម្ដងរួចហើយនាងក៏បានបញ្ញាទៅតាមទូឯងប្រុសរបស់យើងស្របពេលដែលជីហ្វឹងឯនេះវិញនៅពេលដែលមូតាននាងបាននាំគាត់មកបន្តផ្លាស់ប្ដូរសម្ភារពេលរបស់នាងហេតុនោះមូតាននាងក៏បានទៅយកកំបិតនឹងមកភ្ជុំករបស់ជីហ្វឹងដែលបាននិយាយសួរទៅកាន់ជីហ្វឹងថាតើនរណាជាអ្នកបញ្ជាឲ្យគាត់មកចូលចិត្តនេះតើវាគឺជានារីម្នាក់ដែលនៅខាងក្រៅនោះមែនទេក្នុងពេលនឹងដែរជីហ្វឹងគាត់ក៏បានរុញវ៉ែនតារបស់គាត់ទៅខាងលើបន្តិចហើយបន្ទាប់មកគាត់បានបង្វែរស្ថានភាពដែលបានចាប់កំបិតរបស់កញ្ញាមូតានហើយយកវានឹងទៅភ្ជុំកញ្ញាមូតានវិញដែលនាំឲ្យកញ្ញាមូតាននាងបាននិយាយប្រាប់ទៅកាន់ទូប្រុសរបស់យើងថានេះគឺជាមនុស្សរបស់លោកម្ចាស់សៀងហៃតើគាត់ពិតជាហ៊ានធ្វើបាបនាងពិតមែនឬអញ្ចឹងហើយជីហ្វឹងគាត់ក៏បានទុកកំបិតវិញហើយគាត់ក៏និយាយប្រាប់ទៅកាន់កញ្ញាមូតានថាគាត់មិនចង់ធ្វើឲ្យនាងឈឺចាប់នោះទេគាត់គ្រាន់តែចង់បានពីលក្ខខណ្ឌនៃកិច្ចសន្យារត់កិច្ចពន្ធនិងកិច្ចប្រវែងរបស់លោកម្ចាស់សៀងហៃតែប៉ុណ្ណោះហើយស្របពេលជាមួយគ្នានេះដែរតួឯងស្រីរបស់យើងអូយ៉ាងយីឯណែវិញគាត់កំពុងតែដើរស្វែងរកជីហ្វឹងនៅក្នុងស្ថានភាពវិលមកដោយសារតែអតិពលថ្នាំដែលលីវសៀវនីងគេបានដាក់នៅក្នុងកែវស្រារបស់តួស្រីនឹងចាប់ផ្ដើមមានប្រសិទ្ធភាពហេតុនេះហើយក៏ធ្វើឲ្យលីវសៀវនីងគេក៏បានចូលមកចាប់តួឯងស្រីរបស់យើងពីខាងក្រោយហើយក៏បានអូសយកអូយ៉ាងយីនឹងទៅក្នុងបន្ទប់មួយរហូតធ្វើឲ្យជ្រុះនាឡិកាហៅប៉ៅនៅទីនោះហើយជួនជាពេលដែលតួឯងប្រុសរបស់យើងក៏បានដើរចេញពីបន្ទប់ផ្លាស់ប្ដូរសម្ភារពេលរបស់មូតានគាត់ក៏ប្រទះឃើញនាឡិកាហៅប៉ៅរបស់តួស្រីជ្រុះនៅទីនោះដែរអញ្ចឹងហើយគាត់ក៏បញ្ញាទៅរើសយកវាឡើងមកហើយក៏ដើរតាមរកតួឯងស្រីរបស់យើងនៅគ្រប់បន្ទប់រហូតដល់គាត់ក៏អាចរកឃើញអូយ៉ាងយីនៅក្នុងបន្ទប់មួយជាមួយនឹងលីវសៀវនីងដែលគេរៀបនឹងចាប់បង្ខំតួឯងស្រីរបស់យើងអញ្ចឹងហើយជីហ្វឹងគាត់ក៏បានគប់អាវធំរបស់គាត់ទៅលើលីវសៀវនីងរួចហើយគាត់ក៏បានដើរចូលទៅដាល់គេមួយដៃហើយក៏ចាប់គេនឹងបាក់ទៅខាងក្រៅហើយវាយគេនឹងវាយយោតែម្ដងឡើងបែកឈាមពេញនឹងក្រោយពេលដែលជីហ្វឹងគាត់បានវាយលីវសៀវនីងឡើងទ្រាំខ្លួនហើយនោះគាត់ក៏បញ្ញាទៅមើលអូយ៉ាងយីនឹងបានយកអាវក្រៅរបស់គាត់ទៅគ្របឲ្យនាងខណៈពេលដែលលីវសៀវនីងណែវិញគេក៏បានយកអាកាសមួយនេះរត់គេចចេញពីទីនឹងទៅហើយតួឯងប្រុសរបស់យើងគាត់ក៏និយាយសួរទៅកាន់អូយ៉ាងយីថាតើចង់ទៅពេទ្យដែរឬអត់តួស្រីក៏ឆ្លើយតបថាអត់នោះទេក៏ប៉ុន្តែនៅពេលឥឡូវនេះនាងមានអារម្មណ៍ថាមិនស្រួលឡើយហើយក្នុងពេលដែលអូយ៉ាងយីនឹងបានសម្លឹងមើលមុខរបស់ជីហ្វឹងក៏ធ្វើឲ្យអូយ៉ាងយីអត់ទៅថាជីហ្វឹងជាមួយនឹងអតិពលថ្នាំដែរលីវសៀវនីងបានដាក់ឲ្យនាងផឹងតែនៅភ្លាមនោះដែរតួឯងប្រុសរបស់យើងជីហ្វឹងគាត់ក៏បានរុញអូយ៉ាងយីចេញពីគាត់ដែលគិតថាវាមិនស័ក្តិសមណាក៏ប៉ុន្តែពេលយូរទៅគាត់ក៏បានផ្លាស់ប្ដូរចិត្តរបស់គាត់ដែលបានដោះវ៉ែនតាចេញហើយក៏ចាំអូយ៉ាងយីយកមកថើបវិញហើយនាំឡងពេលដែលពួកគេទាំងពីរនាក់បានថើបគ្នារៀងយូរបន្តិចដែរតួឯងប្រុសរបស់យើងគាត់ក៏បានបញ្ឈប់ដែលធ្វើឲ្យអូយ៉ាងយីនៅពេលនោះនាងក៏ចង់រកថាតួឯងប្រុសរបស់យើងទៀតក៏ប៉ុន្តែជីហ្វឹងគាត់ក៏បានចាប់ដៃរបស់តួស្រីយើងទាំងពីរហ្នឹងយកទៅចងហើយបន្ទាប់មកក៏បានបីអូយ៉ាងយីទៅដាក់នៅក្នុងអាងទឹកហើយក៏បាញ់ទឹកដាក់នាងហើយគាត់ធ្វើបែបនេះគឺដើម្បីឲ្យនាងស្វាងតែស្របពេលនោះដែរតួស្រីរបស់យើងនាងក៏តិចខ្លាំងពេកនាងក៏បានស្រែកឲ្យជីហ្វឹងចាប់លេងនាងទៅក៏ប៉ុន្តែជីហ្វឹងមិនលេងគាត់ក៏បានចាប់អូយ៉ាងយីហ្នឹងយកមកអោបតែធ្វើឲ្យអូយ៉ាងយីនាងក៏ទ្រាំមិនបាននាងក៏បានខាំស្មារបស់គាត់ខាំរហូតធ្វើឲ្យជីហ្វឹងគាត់ក៏បានបាត់ទឹកហើយក្រោយពីនោះមកអូយ៉ាងយីនាងក៏បានអង្គុយយំនៅលើគ្រែហើយតួឯងប្រុសរបស់យើងជីហ្វឹងគាត់ក៏បានយកនាឡិកាហៅប៉ៅយកទៅបកគោជូនឲ្យអូយ៉ាងយីវិញតែគាត់ជូនអីជាពេលនោះដែរចាហៅគេក៏បានដើរចូលមកហើយឃើញអូយ៉ាងយីនៅក្នុងស្ថានភាពបែបនេះគេក៏បញ្ញាទៅសួរតួស្រីរបស់យើងថាតើមានរឿងអ្វីកើតឡើងដល់ពេលអូយ៉ាងយីនឹងក្រឆ្លើយប្រាប់ទៅកាន់គាត់ពេកគាត់ក៏បានគិតទៅលើជីហ្វឹងនៅក្នុងផ្លូវអាក្រក់អញ្ចឹងហើយគេក៏បានរត់ទៅដល់តួឯងប្រុសរបស់យើងមួយដៃតើបានមួយដៃអញ្ចឹងទើបដឹងថាទឹកដៃរបស់ចាស់ហៅនឹងគឺល្អរបស់គេមែនទើបនៅពេលនោះអូយ៉ាងយីនឹងបានស្រ័យប្រាប់ទៅកាន់ចាស់ហៅថាវាមិនមែនជាគាត់ឡើយរួចអូយ៉ាងយីនឹងក៏បានស្លាប់ទៅលើស្មារបស់ចាស់ហៅទៅដែលនាំឲ្យចាស់ហៅគេក៏បានចាប់បីអូយ៉ាងយីត្រឡប់ទៅផ្ទះវិញក៏ប៉ុន្តែក៏មើលដៃរបស់អូយ៉ាងយីនិយាយពីថាអោបករបស់ចាស់ហៅនឹងឲ្យចំឥឡូវសម្រាប់ថាស្លាប់ឬក៏អត់នឹងដល់ឡែអេជីហ្វឹងនៅពេលដែលគាត់បានត្រឡប់មកកន្លែងរបស់គាត់វិញគាត់ក៏បានអង្គុយផឹកស្រាហើយសម្លឹងមើលទៅតារាងផែនការរបស់គាត់ដែលបានរៀបចំទុកមុនហើយគាត់ក៏បានកលេចមើលទៅស្មារបស់គាត់ដែលជាស្នាមខាំរបស់អូយ៉ាងយីហើយបន្ទាប់មកក៏បានដកយករូបថតម្ដាយរបស់គាត់មកអង្គុយមើលហើយចំពេលជាមួយគ្នានេះដែរឈិនឈីគេក៏បានដើរចូលមកហើយយកសភៅគាត់ត្រាស់យកមកបកគោជូនឲ្យទៅជីហ្វឹងហើយក្នុងពេលដែលជីហ្វឹងគាត់បានពិនិត្យមើលសភៅគាត់ត្រាស់នេះក៏រកឃើញថាអូយ៉ាងសៀងហៃគេពិតជាបានធ្វើរឿងកខ្វក់ជាច្រើនពិតមែនរីឯអូយ៉ាងយីនៅពេលដែលនាងបានព្យាឡើងមកនៅពេលព្រឹកបន្ទាប់នាងក៏បានរកឃើញថាចាស់ហៅកំពុងតែអង្គុយនៅក្បែរគ្រែរបស់នាងរងចាំនាងព្
ភ្ញាក់ឡើងហើយគ្រាន់តែគេបានឃើញតួស្រីរបស់យើងភ្ញាក់ឡើងមកដូច្នេះគេក៏បាននិយាយស្នើសុំឲ្យតួស្រីរបស់យើងរៀបការជាមួយនឹងគេឡើងភ្លាមក៏ប៉ុន្តែអូយ៉ាងយានឹងក៏បាននិយាយបដិសេធជាមួយនឹងចាហាវតែគេក៏និយាយប្រាប់ទៅកាន់អូយ៉ាងយាថាគេមិនចង់ឃើញនាងស្ថិតនៅក្នុងគ្រោះថ្នាក់ម្ដងទៀតនោះទេហើយបើសិនបើនាងរៀបការជាមួយនឹងគេជីវិតរបស់នាងនឹងមានសុវត្ថិភាពជាងនេះគឺគ្មានអ្នកណាម្នាក់អាចធ្វើបាបនាងបានឡើយនៅពេលដែលអូយ៉ាងយានឹងបានលើចាហាវនិយាយបែបនេះនាងក៏និយាយប្រាប់ទៅកាន់គាត់ថានាងចង់បានក្រុមហ៊ុនរបស់នាងត្រឡប់មកវិញហើយបន្តមកនាងនឹងរក្សាការសន្យាហើយរៀបការជាមួយនឹងគាត់ដែលនាំឲ្យចាហាវគេពិតជាសប្បាយចិត្តខ្លាំងណាស់ហើយគេក៏បានហត់ទៅអោបតួឯកស្រីរបស់យើងនឹងបាននិយាយប្រាប់ឲ្យតួស្រីនឹងរៀបចំខ្លួនទៅហើយណាត់ជួបជាមួយនឹងគេល្ងាចនេះនៅឯស្ថានភាពក្រោយមកអូយ៉ាងយានឹងក៏បានតបតែងខ្លួនដើម្បីត្រៀមទៅជួបជាមួយនឹងចាហាវខណៈពេលដែលចាហាវគេកំពុងតែអង្គុយរងចាំអូយ៉ាងយានៅឯស្ថានភាពជាមួយនឹងបាយផ្កានិងចិញ្ចៀនហើយលោកនៅពេលដែលអូយ៉ាងយានឹងបានបើកទ្វារបន្ទប់របស់នាងចេញទៅនាងក៏ស្រាប់តែឃើញថាជីហ្វឹងនៅមុខបន្ទប់របស់នាងហើយអ្នកទាំងពីរក៏បានឈរសម្លឹងមើលមុខគ្នាទៅវិញទៅមកតែការជួបមុខរបស់ពួកគេទាំងពីរអ្នកលើកនេះដែរគឺមានអារម្មណ៍ថាទើសទោសជាមួយនឹងគ្នាបន្តិចដោយសារតែពួកគេបានថើបគ្នាកាលពីយប់មិញនៅក្នុងអំឡុងពេលដែលពួកគេទាំងពីរអ្នកបានជួបមុខគ្នាតួឯកប្រុសរបស់យើងជីហ្វឹងគាត់ក៏បានបកគលសិភគណៈនេះឲ្យទៅតួឯកស្រីរបស់យើងអូយ៉ាងយាដែលវាគឺជាផតតាំងដែលនាងចង់បានដូច្នេះហើយអូយ៉ាងយានាងក៏បានយកសិភគណៈនេះយកទៅមើលដោយតួឯកប្រុសរបស់យើងជីហ្វឹងគាត់បាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថាឥឡូវនេះដែរអូយ៉ាងសិនហើយហាក់ដូចជាបានចាត់វិធានការនៅក្នុងក្រុមហ៊ុនដើម្បីរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដែលគាត់អាចនឹងកាន់កាប់ក្រុមហ៊ុនមុនពេលកំណត់ហើយនេះហើយអូយ៉ាងយានាងត្រូវតែសម្រេចចិត្តរវាងទៅញ៉ាំអាហារពេលនេះជាមួយនឹងចាហាវនិងទៅរៀបរៀងពូរបស់នាងនៅឯក្រុមហ៊ុនចឹងតើតួស្រីនាងនឹងរើសយកមួយណាស្របពេលដែលអូយ៉ាងសិនហើយនេះវិញគេរៀបនៅចុះហត្ថលេខាទៅលើឯកសាររបស់ក្រុមហ៊ុនហើយនោះអូយ៉ាងយានាងក៏បានជ្រើសរើសយកក្រុមហ៊ុនឪពុកនាងដែលចូលទៅនិយាយថាអូយ៉ាងសិនហើយមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីកាន់កាប់ក្រុមហ៊ុននោះទេរួចអូយ៉ាងយានាងក៏បានលុតចង្កងចុះសូមពរទៅកាន់ក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុនឲ្យពួកគេគ្រប់គ្រងនាងឲ្យកាន់កាប់ក្រុមហ៊ុនក៏ប៉ុន្តែឡាចាងគាត់ក៏បានដើរចូលទៅប្រាប់ឲ្យតួស្រីរបស់យើងងើបឡើងមកហើយក៏សួរទៅកាន់អូយ៉ាងយាថាតើមានរឿងអ្វីកើតឡើងហើយដោយបានជាក្បាលរបស់នាងត្រូវរបួសតួស្រីក៏តបថាដើម្បីបានក្រុមហ៊ុនពូរបស់ខ្ញុំបានបាញ់ប្រហារមកលើខ្ញុំនៅកន្លែងសាលកាន់ទុកនិងកន្លែងកំសាន្តរាំងកសាដែលគាត់បានបញ្ជាឲ្យមនុស្សមកធ្វើឲ្យខ្ញុំរងភាពអាម៉ាស់ដែលខ្ញុំស្ទើរតែមិនអាចកិច្ចផុតទៅហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេគាត់ក៏បានប្រើប្រាស់ក្រុមហ៊ុនសម្រាប់ការរត់គេចពន្ធហើយនឹងកេងបន្លំដើម្បីយកលុយចូលទៅក្នុងកាប៉ៅរបស់ខ្លួនឯងហើយដើម្បីឪពុកនិងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ខ្ញុំមិនអាចអោបដៃឈោមើលហើយមិនធ្វើអ្វីបាននោះទេរួចជីហ្វឹងគាត់ក៏បានបង្ហាញផតតាមសិភគណៈនេះឲ្យទៅអ្នកគ្រប់គ្នាមើលទៅធ្វើឲ្យអ្នកគ្រប់គ្នាពេលដែលបានពិនិត្យមើលសិភគណៈនេះហើយទៅភ្លឺភ្នែកដែលនាំឲ្យអូយ៉ាងសៀងហៃគេមិនអាចធ្វើអ្វីបានទៅលើអូយ៉ាងយានោះទេអញ្ចឹងហើយគេក៏បានដកកំភ្លើងចេញមករកបាញ់ទៅលើតួឯកស្រីក៏ប៉ុន្តែជាសំណាងដែលជីហ្វឹងនឹងគាត់បានត្រៀមទុកជាមុនអញ្ចឹងគាត់ក៏បានយកកំភ្លើងរបស់គាត់នឹងទៅភ្ជុំក្បាលរបស់អូយ៉ាងសៀងហៃហើយបន្ទាប់ពីក្រុមប្រឹក្សាភិបាលបានឃើញទង្វើអាក្រក់របស់អូយ៉ាងសៀងហៃគេក៏បានបណ្ដេញអូយ៉ាងសៀងហៃឲ្យចេញពីក្រុមហ៊ុននេះហើយក្រោយពេលដែលអ្នកគ្រប់គ្នាបានបណ្ដេញអូយ៉ាងសៀងហៃរួចតួឯកស្រីរបស់យើងអូយ៉ាងយាគាត់ក៏បានប្រកាសប្រាប់ពីចេតនារបស់នាងដែលចង់ទទួលមរតកក្រុមហ៊ុនឪពុកនាងហើយនឹងបាននិយាយសន្យាថានាងនឹងស្មោះត្រង់នឹងក្រុមហ៊ុនហើយមិនធ្វើអំពើខុសច្បាប់ណាមួយឡើយគ្រាន់តែបានលើកដូច្នេះក្រុមប្រឹក្សាភិបាលទាំងអស់គ្នាគេក៏សប្បាយចិត្តឲ្យតួស្រីរបស់យើងកាន់កាប់ក្រុមហ៊ុនក្នុងពេលដែលអូយ៉ាងយានាងបានដោះស្រាយបញ្ហារួចនាងក៏បានបកបង់ដែលបិទនៅលើក្បាលរបស់នាងនឹងចេញតាមការបន្តនាងគ្មានត្ររបួសអ្វីនោះទេតែនេះវាគ្រាន់តែជាផែនការរបស់នាងដែលបានរៀបចំជាមួយនឹងជីហ្វឹងតែប៉ុណ្ណោះខណៈពេលដែលចាស់ហើយណែវិញគេកំពុងតែអង្គុយរកចាំអូយ៉ាងយារហូតដល់ស្ថានភាពបានបិណ្ឌហើយគេក៏ខូចចិត្តមែនទែនដែលតួស្រីរបស់យើងមិនមកតែគេរងចាំអូយ៉ាងយាបែបនេះតាំងពីតូចរហូតមកដល់ធំហើយនាងគឺជាមនុស្សតែម្នាក់គត់ដែលគាត់តែងតែរងចាំមើលប្រុសរបស់នាងហើយមិនថាយូរប៉ុណ្ណានោះទេគាត់នៅតែរងចាំនាងរហូតដល់នាងមកគឺដើម្បីបានលេងព្យ៉ាណូជាមួយនឹងនាងតែចំណែកនៅពេលឥឡូវនេះវិញចាហាគាត់ក៏បាននិយាយកុហកខ្លួនឯងថាអូយ៉ាងយានាងនឹងមករកគាត់ហើយងាកមកមើលនៅខាងអូយ៉ាងសៀងហៃនៅពេលដែលគេបានត្រឡប់មកសមាគមហុងកុងរបស់គេវិញគេក៏បានរអ៊ូនឹងចង់សម្រាប់តួឯកស្រីរបស់យើងខ្លាំងណាស់ក៏ប៉ុន្តែនៅក្នុងគ្រាដែលគេត្រឡប់មកវិញនោះដែរគេក៏បានឃើញលៀងចង់យាដែលគាត់គឺជាអភិបាលខេត្តហុងឈឹងដែលគាត់ប្រុសជាឪពុករបស់ចាហាកំពុងតែអង្គុយនៅពីមុខសមាគមហុងកុងរងចាំអូយ៉ាងសៀងហៃគេវត្តត្រឡប់មកវិញហើយគាត់នេះឯងគឺជាអ្នករៀបចំផែនការអ្វីៗគ្រប់យ៉ាងឲ្យអូយ៉ាងសៀងហៃគឺជាអ្នកធ្វើតាមបញ្ជារបស់គាត់ចំណែកឯអូយ៉ាងយាវិញនាងក៏បានមករកចាហានៅឯស្ថានភាពគឺដើម្បីប្រាប់រឿងគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងថ្ងៃនេះនៅឯក្រុមហ៊ុនរបស់នាងហើយនាងក៏បានបណ្ដេញអូយ៉ាងសៀងហៃចេញពីក្រុមហ៊ុនរបស់នាងផងដែរគ្រាន់តែចាហាគេបានលើអូយ៉ាងយានិយាយដូច្នោះគេក៏និយាយតបជាមួយនឹងអូយ៉ាងយាវិញថាវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដែលនាងតតែម្នាក់ឯងហេតុអ្វីបានជាមិនប្រាប់គាត់ឲ្យដឹងដែលខ្ញុំនឹងអាចជួយនាងដោះស្រាយបញ្ហាបានតែទូស្រីក៏និយាយប្រាប់វិញថាដើម្បីបានក្រុមហ៊ុនរបស់ខ្ញុំត្រឡប់មកវិញខ្ញុំត្រូវតែពឹងផ្អែកទៅលើខ្លួនឯងគ្រាន់តែចាស់ហៅបានលើទូស្រីនិយាយដូច្នោះគេក៏រៀងអន់ចិត្តជាមួយនឹងទូស្រីរបស់យើងមែនទេតើគេក៏និយាយប្រាប់ទៅកាន់អូយ៉ាងយាថា
បងយល់ថាអូនមានសមត្ថភាពហើយមិនត្រូវការជំនួយពីបងបានហើយឥឡូវនេះវាយឺតពេកទៅហើយអញ្ចឹងពួកយើងទាំងពីរនាក់ត្រឡប់ទៅផ្ទះវិញទៅអំឡុងពេលដែលចាស់ហៅគេកំពុងតែអន់ចិត្តជាមួយនឹងអូយ៉ាងយៈនេះដែរគេក៏បានដើរទៅជួបជាមួយនៅជីហ្វឹងដែលកំពុងតែឈររងចាំអូយ៉ាងយៈនៅឯមកទ្វារហេតុនេះហើយគេក៏និយាយសួរទៅកាន់ជីហ្វឹងថាហេតុអ្វីបានជាគេនៅទីនេះខ្ញុំបានបណ្ដេញឯងឲ្យចេញពីអូយ៉ាងយៈហើយតើហេតុអ្វីបានជាឯងនៅក្បែរនាងទៀតជីហ្វឹងក៏និយាយតបជាមួយនឹងចាស់ហៅថាខ្ញុំគឺជាអង្គរៈរបស់អ្នកនាងអូយ៉ាងយៈតែម្នាក់គត់ហើយខ្ញុំស្ដាប់តែបញ្ជារបស់នាងទេហើយក្នុងគ្រាដែលចាស់ហៅគេរៀបនឹងរកដើរទៅកាន់ជីហ្វឹងម្ដងទៀតហើយនោះអនុស្នេហ៍ឯកលីគេក៏បានដើរចូលមកហើយប្រាប់ទៅកាន់ចាស់ហៅថាឪពុកម្ដាយរបស់គាត់បានត្រឡប់មកទីក្រុងហុងឈឹងវិញហើយហេតុដូច្នេះហើយចាស់ហៅគេក៏បានទៅតាមអនុស្នេហ៍ឯកលីទៅហើយលុះមកដល់ពេលព្រឹកស្អែកឡើងជីហ្វឹងគេក៏បាននាំអូយ៉ាងយៈទៅញ៉ាំនំគៀវទឹកនៅតាមចិញ្ចើមផ្លូវដែលគាត់គ្មានសមត្ថភាពនាំអូយ៉ាងយៈទៅញ៉ាំនៅឯស្ថានភាពនោះទេអញ្ចឹងមានតែតាមផ្លូវនេះឯងដែលគាត់ក៏បានព្យាយាមជួលតុកន្លែងដែលតួស្រីរបស់យើងអង្គុយនឹងឡើងស្អាតក៏ព្រោះឲ្យខ្លាចប្រឡាក់អូយ៉ាងយៈអីអញ្ចឹងណាហើយនៅពេលនោះដែរពួកគេទាំងពីរនាក់ក៏បានអង្គុយញ៉ាំនំគៀវទឹកជាមួយនឹងគ្នាយ៉ាងសប្បាយរីករាយទៅខណៈពេលដែលចាស់ហៅគេក៏បានមកជួបជាមួយនឹងម្ដាយរបស់គេបានហត់ដែលគាត់កំពុងតែរៀបចំអាហាររងចាំចាស់ហៅត្រឡប់មកពីធ្វើការវិញក៏ប៉ុន្តែនៅភ្លាមនឹងដែរគាត់បាននិយាយសួរទៅកាន់ចាស់ហៅអំពីការស្នើសុំរៀបការទៅកាន់អូយ៉ាងយៈដែលគេបានសុំនាងរៀបការហើយនៅហើយរពេចនោះដែរឪពុករបស់ចាស់ហៅគាត់ក៏បានដើរចូលមកដោយនិយាយស្ដីបន្តទៅកាន់ចាស់ហៅដែលមួយរយៈនេះគេខ្វល់តែពីអូយ៉ាងយៈហើយមិនអើពើជាមួយនឹងកាតព្វកិច្ចយោធាហើយបើគាត់គុំតែគិតថាគេគឺជាកូនប្រុសតែម្នាក់គាត់របស់គាត់ក៏នឹងច្បាច់កគេនឹងឲ្យស្លាប់យូរណាស់មកហើយគ្រាន់តែចាស់ហៅគេបានលើឪពុករបស់គេនិយាយដូច្នេះគេក៏រៀងអន់ចិត្តជាមួយនឹងគាត់ផងដែរតែនៅខាងទូប្រុសរបស់យើងឯនេះវិញគាត់ក៏បានជួយអូយ៉ាងយៈរៀបចំផ្កាកុលាបនៅឯសួនផ្ទះកញ្ចក់តែស្របពេលដែលទូស្រីកំពុងតែរៀបចំផ្កាកុលាបនោះដែរនាងក៏មិនបានប្រយ័ត្នហើយក៏មុតដៃជាមួយនឹងបន្លារបស់ផ្កាកុលាបដែលនាំឲ្យទូប្រុសរបស់យើងគាត់បានឃើញដូច្នេះហើយក៏បញ្ញារត់ទៅមើលតួឯកស្រីរបស់យើងហើយនឹងបានយកបានមករងរបរឲ្យនាងភ្លាមអញ្ចឹងក៏ធ្វើឲ្យយ៉ាងយៈនាងក៏បានឆ្លៀតនិយាយសួរទៅកាន់ជីហ្វឹងថាខ្ញុំមើលទៅលោកហាក់បីដូចជារងរបរឲ្យទៅអ្នកដទៃញឹកញាប់ហើយបានជាស្ទាត់ចំណេញបែបនេះតែទូប្រុសក៏និយាយតបជាមួយនឹងអូយ៉ាងយៈថានេះគឺជាលើកទី1របស់ខ្ញុំទេអំឡុងពេលដែលអូយ៉ាងយៈនាងបានលើទូប្រុសនិយាយថាលើកទី1អញ្ចឹងក៏ធ្វើឲ្យនាងសើចទៅកាន់តួឯកប្រុសរបស់យើងរបៀបថាសប្បាយចិត្តណាក៏ប៉ុន្តែវាក៏ជួនអីទៅពេលនោះដែរអនុស្នេហ៍ឯកលីគេក៏បានមកកាត់ចង្វាក់របស់ពួកគេទាំងពីរនាក់ដែលអនុស្នេហ៍ឯកលីបាននិយាយប្រាប់ទៅកាន់អូយ៉ាងយៈថាលោកប្រុសចាស់ហៅក៏កំពុងតែអង្គុយរងចាំអ្នកនាងនៅឯក្នុងផ្ទះដូច្នេះហើយអូយ៉ាងយៈនាងក៏បានទៅជួបជាមួយនឹងចាស់ហៅទៅក៏បានឃើញថាចាស់ហៅគាត់បានរៀបចំអាហារជាច្រើននៅលើតុគឺដើម្បីរងចាំនាងញ៉ាំជាមួយនឹងគាត់ហើយនៅពេលដែលទូស្រីគាត់បានទៅអង្គុយញ៉ាំជាមួយនឹងចាស់ហៅនេះដែរទៅមុខរបស់អូយ៉ាងយៈមិនសូវជាស្រស់តតែសោះហើយចំណែកឯជីហ្វឹងវិញនៅពេលដែលគាត់បានឃើញអនុស្នេហ៍ឯកលីបានចាក់ស្រាក្រហមឲ្យទូស្រីរបស់យើងផឹកគេក៏បានដើរចូលទៅយកស្រាក្រហមនឹងយកមកពិនិត្យមើលដែលនាំឲ្យចាស់ហៅគេក៏និយាយសួរទៅកាន់ជីហ្វឹងថាតើលោកចង់បានន័យថាម៉េចតើលោកគិតថាខ្ញុំចង់ធ្វើបាបទៅលើអាយៈមែនទេរំពេចនឹងដែរអូយ៉ាងយៈនឹងបានព្យាយាមទប់ចំនួនរបស់ពួកគេទាំងពីរនាក់ដែលបាននិយាយប្រាប់ទៅកាន់ចាស់ហៅថាគាត់គ្រាន់តែធ្វើតាមទូនីតិរបស់គាត់ដើម្បីការពារនាងទេតែនាំឲ្យចាស់ហៅគេក៏បានក្រោកឈរឡើងមកនិយាយទៅកាន់អូយ៉ាងយៈថាបងយល់បងក៏មិនធ្វើឲ្យអូនខូចអារម្មណ៍នោះទេក៏ប៉ុន្តែចាប់តាំងពីមានមនុស្សនៅទីនេះរៀបចំឆាសម្ដែងមួយនេះឡើងមកបងត្រូវតែបើកបង្ហាញវាតែនៅក្នុងគ្រានេះដែរចាស់ហៅគេក៏បានអនុស្នេហ៍ឯកលីនាំឆិនឈីនឹងដើរចូលមកជាមួយនឹងរ៉ូបូឡើងពេញខ្លួននិងផតតាំងមួយចំនួនទៀតនៅក្នុងដៃរបស់គាត់ដែលវាគឺជាឯកសារដែលគេបានរកឃើញថាជីហ្វឹងគាត់បានផ្ញើទូរលេខទៅហៅអូយ៉ាងយៈឲ្យត្រឡប់មកទីក្រុងហុងឈឹងវិញហើយនឹងបានតាមដាននាងជាសម្ងាត់ដូច្នេះចាស់ហៅគេបាននិយាយសួរទៅកាន់ជីហ្វឹងថាតែមករៀបចំផែនការអ្វីៗគ្រប់យ៉ាងឡើងមកមានគោលបំណងអ្វីទៅលើអាយៈហើយតែឯងមានអ្វីចង់បកស្រាយទៅកាន់នាងដែរឬអត់នៅក្នុងម្លងពេលនឹកដែរជីហ្វឹងគាត់បានបិទមាត់របស់គាត់ចិត្តដោយមិនបាននិយាយអ្វីតបតជាមួយនឹងចាស់ហៅនោះទេដែលនាំឲ្យចាស់ហៅគេក៏បានប្រាប់ទៅអនុស្នេហ៍ឯកលីឲ្យសម្រាប់ឆិនឈីគ្រានោះដែរតួប្រុសរបស់យើងគាត់ក៏បានស្រែកប្រាប់ទៅកាន់ចាស់ហៅថាឆិនឈីគេគឺជាសមាជិកនៃសមាគមហុងកុងដែលគេមិនអាចសម្រាប់ឆិនឈីបានឡើយចឹងតើអូយ៉ាងយៈនេះបាននិយាយសួរទៅកាន់ជីហ្វឹងថាតើមានអ្វីបកស្រាយប្រាប់នាងដែរឬអត់ហើយជីហ្វឹងក៏មិនមានអ្វីនិយាយបកស្រាយប្រាប់ទៅកាន់អូយ៉ាងយៈនោះទេបានត្រឹមតែនិយាយសុំទោសទៅកាន់ទូស្រីរបស់យើងតែប៉ុណ្ណោះខណៈពេលដែលឆិនឈីគេក៏បានឆ្លៀតនិយាយប្រាប់ទៅកាន់អូយ៉ាងយៈថានាងអូយ៉ាងយៈជីហ្វឹងគាត់ពិតជាគ្មានបំណងអ្វីធ្វើបាបទៅលើអ្នកនាងនោះទេគាត់ចង់ការពារអ្នកនាងតែប៉ុណ្ណឹងហើយដោយសារតែឆិនឈីគេនិយាយច្រើនពេកអនុស្នេហ៍ឯកលីគេក៏បានទៅវាយឆិនឈីរហូតធ្វើឲ្យជីហ្វឹងគាត់បានឃើញដូច្នេះគាត់ក៏បានចូលទៅចាប់អនុស្នេហ៍ឯកលីចេញមិនឲ្យធ្វើបាបទៅលើឆិនឈីឡើយតែនាំឲ្យចាស់ហៅគេក៏បានខឹងដែលជីហ្វឹងទៅប៉ះពាល់មនុស្សរបស់គាត់ចឹងគេក៏បានដកកំភ្លើងចេញមករកបាញ់ទៅលើជីហ្វឹងក៏ប៉ុន្តែក៏ត្រូវបានបង្អាក់ដោយសារតែពុកម្ដាយរបស់ចាស់ហៅគាត់បានមកទីនេះដើម្បីជួបជាមួយនឹងអូយ៉ាងយៈគឺដើម្បីសម្ដែងការសោកស្ដាយដែលនាងបាត់បង់ឪពុករបស់នាងតែអ្វីដែលគាត់មកលើកនេះដែរក៏ព្រោះចង់និយាយអំពីពិធីមង្គលការរបស់នាងជាមួយនឹងចាស់ហៅតើចាស់ហៅគេបាននិយាយប្រាប់ទៅ
កាន់ឪពុករបស់គេថាមិនចាំបាច់បញ្ញាប់នោះទេទុកឲ្យអូយ៉ាងយានាងដោះស្រាយបញ្ហាអ្វីៗឲ្យបានរួចរាល់សិនទៅហើយជ្រាបក្នុងពេលដែលចាស់ហៅកំពុងតែនិយាយជាមួយនឹងឪពុករបស់គាត់នេះដែរលោកអភិបាលខេត្តចុងយាគាត់ក៏បានឃើញតួឯកប្រុសរបស់យើងចឹងគាត់ក៏និយាយសួរទៅកាន់អូយ៉ាងយាថាតើគេគឺជាអ្នកណាចាស់ហៅក៏និយាយតបជាមួយនឹងឪពុករបស់គាត់ថាគាត់គឺជាអង្គរែរបស់អូយ៉ាងយាដែលគេមានចេតនាអាក្រក់ហើយខ្ញុំរៀបនឹងកំចាត់គេចោលហើយតែអូយ៉ាងយានាងបាននិយាយខត់ទៅកាន់ចាស់ហៅថាមិនចាំបាច់ធ្វើបែបនេះទេជីហ្វឹងគេគឺជាអង្គរែរបស់ខ្ញុំគ្រាន់តែទុកជីវិតឲ្យគាត់ទៅក៏ប៉ុន្តែចាស់ហៅគេមិនចង់ទុកជីវិតឲ្យតួឯកប្រុសរបស់យើងនោះទេដូច្នេះឪពុករបស់ចាស់ហៅគាត់បាននិយាយប្រាប់ទៅកាន់ចាស់ហៅឲ្យធ្វើតាមនៅអ្វីដែលអូយ៉ាងយានាងនិយាយរួចចាស់ហៅគេក៏បានដោះលែងជីហ្វឹងជាមួយនឹងឈិនឈីដែលតួប្រុសរបស់យើងគាត់បាននាំឈិនឈីចាក់ចែងពីទីនេះក៏ប៉ុន្តែឆ្លៀតពេលដែលពួកគេចាក់ចែងទៅនោះដែរគាត់ក៏បានសម្លឹងមើលមុខរបស់អភិបាលខេត្តបន្តិចមុនពេលដែលគាត់បានដើរចាក់ចែងទៅបន្ទាប់មកលោកអភិបាលខេត្តគាត់ក៏បានបញ្ជាឲ្យមនុស្សនាំតួឯកប្រុសរបស់យើងមកជួបគាត់ហើយក្នុងពេលដែលតួប្រុសរបស់យើងបានមកជួបជាមួយនឹងលោកអភិបាលខេត្តហើយគាត់ក៏និយាយសួរទៅកាន់ជីហ្វឹងអំពីការរៀបចំផែនការចូលទៅចិត្តអូយ៉ាងយាតើគាត់ចង់បានអ្វីជីហ្វឹងក៏តបថាគាត់មិនចង់បានអ្វីពីនាងនោះទេគាត់គ្រាន់តែចង់យកអ្វីដែលជារបស់ត្រឹមត្រូវរបស់ខ្ញុំមកវិញអញ្ចឹងតែឯងគិតថាឯងអាចធ្វើបានទេព្រមនោះជីហ្វឹងគាត់ក៏បានដកយករូបថតម្ដាយរបស់គាត់ចេញមកឲ្យលោកអភិបាលខេត្តចង់យកមើលហើយនៅពេលដែលគាត់បានឃើញរូបថតនេះភ្លាមក៏ធ្វើឲ្យគាត់ងើកស្រឡាញ់កាំងហើយបន្ទាប់មកសាច់រឿងគេក៏បានកាត់មកដល់ពេលព្រឹកនៅផ្ទះរបស់អូយ៉ាងយាចាហៅគេក៏បានទិញផ្កាមួយបាញ់យកមកជូនតួស្រីរបស់យើងទាំងព្រឹកព្រលឹមតែម្ដងក៏ប៉ុន្តែក៏មើលមុខរបស់អូយ៉ាងយានិយាយពីថាមិនសប្បាយចិត្តនោះទេទោះបីជាចាហៅបានឲ្យផ្កាដ៏ស្រស់ស្អាតមួយបាច់ទៅនាងក៏ដោយហើយនាំលោកទៅនោះដែរអនុស្នេហ៍ឯកលីគេបានប្រាប់ចាហៅថាឪពុករបស់គាត់មានរឿងបន្តចង់ឲ្យគាត់ត្រឡប់ទៅផ្ទះវិញដូច្នេះហើយចាហៅគេក៏បានចាក់ចេញទៅហើយបន្ទាប់ពីចាហៅបានចាក់ចេញទៅផុតតែបន្តិចក៏មានជនបិទមុខដែលជាមនុស្សរបស់អូយ៉ាងសៀងហៃគេក៏បានមកចាប់តួស្រីរបស់យើងយកទៅដាក់នៅក្នុងឡានហើយទៅសមាគមហុងកុងក៏ប៉ុន្តែវាគាត់ជួនអីជាពេទ្យនោះតួឯកប្រុសរបស់យើងជាមួយនឹងឈិនឈីពួកគេទាំងពីរអ្នកកំពុងតែដើរតាមផ្លូវក៏បានប្រទះឃើញអូយ៉ាងយាកំពុងតែត្រូវពួកគេនឹងចាប់យកទៅហេតុនេះហើយជីហ្វឹងដោយមិនមកអង្គយូរគាត់ក៏បានប្រាប់ឲ្យឈិនឈីទៅប្រមូលមនុស្សដើម្បីទៅជួយអូយ៉ាងយានៅឯសមាគមហុងកុងហើយលោកនៅពេលដែលអូយ៉ាងយានាងបានដឹងខ្លួនឡើងមកនាងបានឃើញពូរបស់នាងនៅចំពោះមុខអញ្ចឹងនាងក៏និយាយតតាំងជាមួយនឹងអូយ៉ាងសៀងហៃរហូតដល់ថ្នាក់អូយ៉ាងសៀងហៃគេបាននិយាយថាគេគឺជាអ្នកសម្លាប់ឪពុករបស់នាងអញ្ចឹងហើយតួស្រីរបស់យើងក៏ពិតជាខឹងខ្លាំងណាស់ដែលគេនឹងសម្លាប់បងប្អូនរបស់ខ្លួនឯងហើយឥឡូវនេះវិញគេក៏ចង់សម្លាប់នាងទៀតតែអូយ៉ាងសៀងហៃគេបាននិយាយទៅកាន់តួស្រីថាមុនពេលដែលនាងស្លាប់នាងត្រូវតែក្រុមហ៊ុនមកឲ្យគេជាមុនសិនដែលធ្វើឲ្យតួស្រីគាត់បាននិយាយថាកុំយកសពនោះថាយើងផ្ទេរក្រុមហ៊ុនទៅឲ្យលោកដូច្នេះហើយអូយ៉ាងសៀងហៃគេក៏បានខឹងជាមួយនឹងអូយ៉ាងយាដែលបានតែកំភ្លៀងតួស្រីរបស់យើងមួយដែរនឹងបានចាប់បង្ខំឲ្យអូយ៉ាងយានាងផ្តិតមេដៃទៅលើឯកសារខណៈពេលដែលជីហ្វឹងគាត់បានលើសំឡេងរបស់អូយ៉ាងយាស្រែកនៅខាងក្នុងគាត់ក៏បានធាក់ទ្វារចូលទៅដំបូងឡើយជីហ្វឹងគាត់ចង់រងចាំឈិនឈីនាំមនុស្សមកតែវាយូរពេកចឹងហើយគាត់មានតែចូលទៅចាត់ការកូនចៅរបស់អូយ៉ាងសៀងហៃតែម្នាក់ឯងជាមួយនឹងមនុស្សទាំងអស់នោះដើម្បីនាំតួស្រីរបស់យើងចាចេញពីទីនេះរហូតធ្វើឲ្យគាត់ក៏ត្រូវបានពួកគេនឹងវេដាំជាមួយនឹងដំបងដួលទៅលើដីវារហូតធ្វើឲ្យជីហ្វឹងក៏មិនអាចក្រោកឈរឡើងបានចំណែកឯតួស្រីវិញនាងបានត្រឹមតែយំស្រែករងទុកជំនួសជីហ្វឹងដល់ពេលជីហ្វឹងគេបានឃើញអូយ៉ាងយានាងយំខ្លាំងពេកគាត់ក៏បានស៊ូទ្រាំទៅស្វែងយកកំបិតដែលនៅចិត្តដៃរបស់គាត់យកទៅចាត់ការជាមួយនឹងកូនចៅរបស់អូយ៉ាងសៀងហៃដែលធ្វើឲ្យអូយ៉ាងសៀងហៃគេបានឃើញដូច្នេះហើយគេក៏បានដកកំភ្លើងចេញមកបាញ់ទៅលើជីហ្វឹងចាប់ដៃរបស់តួប្រុសយើងមួយក្រំជីហ្វឹងត្រូវមួយក្រំរបស់អូយ៉ាងសៀងហៃប៉ុណ្ណឹងហើយគាត់រៀបនឹងត្រូវបានកូនចៅរបស់អូយ៉ាងសៀងហៃនឹងកាប់គាត់ពីខាងក្រោយក៏ប៉ុន្តែគាត់ត្រូវបានឈិនឈីគាត់មកជួយទាន់ពេលវេលាដោយឈិនឈីគេក៏បានឲ្យកំភ្លើងទៅតួប្រុសរបស់យើងមួយភ្ជង់ទៅកាន់អូយ៉ាងសៀងហៃដែលនាំឲ្យកូនចៅរបស់អូយ៉ាងសៀងហៃបានឃើញគ្នារបស់តួប្រុសសុទ្ធតែកំភ្លើងហើយចំណែកពួកគេវិញគឺគ្មានអ្វីតោះតែសោះហេតុនេះហើយពួកគេនឹងក៏បាននាំគ្នាដាក់មេប្រុចរត់ចោលអូយ៉ាងសៀងហៃទាំងអស់ទៅនៅសល់តែអូយ៉ាងសៀងហៃតែម្នាក់ឯងទេហើយអូយ៉ាងសៀងហៃដែលមិនអាចគេចផុតបានគេក៏បានទៅចាប់អូយ៉ាងយានឹងមកគំរាមទៅកាន់តួឯកប្រុសរបស់យើងស្របពេលដែលអូយ៉ាងយានឹងក៏បានពិចារណាទៅលើក្របកំភ្លើងរបស់អូយ៉ាងសៀងហៃតែគេបាញ់មិននេះបានបាញ់ទៅលើជីហ្វឹងអស់ជាច្រើនគ្រាប់អញ្ចឹងវាអាចដែលកំភ្លើងរបស់គាត់អាចនឹងអស់គ្រាប់ម្ល៉េះហើយតួស្រីនឹងក៏បានរើបំរើចេញពីអូយ៉ាងសៀងហៃខណៈពេលដែលអូយ៉ាងសៀងហៃគេក៏បានបាញ់កំភ្លើងទៅកាន់តួឯកប្រុសរបស់យើងប៉ុន្តែកំភ្លើងរបស់គេអស់គ្រាប់បាត់ទៅហើយនឹងអញ្ចឹងមានតែតួឯកប្រុសរបស់យើងនោះទេដែលជាអ្នកបាញ់គេមួយគ្រាប់ចង់ស្មាក់ដួលទៅលើដី
អូយ៉ាងសៀងហៃគេក៏បានសវាយកកំបិតរត់ទៅសម្រាប់តួឯកប្រុសរបស់យើងក៏ប៉ុន្តែមានឯណាគេក៏ត្រូវបានអភិបាលខេត្តចុងយាបាញ់សម្លាប់គេចំកណ្ដាលថ្ងៃស្លាប់នៅក្នុងកន្លែងដែលធ្វើឲ្យពួកគេទាំងអស់គ្នាក៏មានការភ្ញាក់ផ្អើលរួចលោកអភិបាលខេត្តចុងយាគាត់ក៏បានចូលទៅនិយាយជាមួយនឹងអូយ៉ាងយាថាយើងបានដឹងរឿងទាំងអស់អំពីអូយ៉ាងសៀងហៃដែលគេជាអ្នកសម្លាប់ឪពុករបស់ឯងហើយនៅក្នុងថ្ងៃនេះដែរយើងនឹងធ្វើការសងសឹកឲ្យគាត់រួចហើយលោកអភិបាលខេត្តចុងយាគាត់ក៏បានបញ្ជាឲ្យចាហាវនាំតួឯកស្រីរបស់យើងត្រឡប់ទៅផ្ទះវិញក្នុងពេលនោះដែរតួស្រីនឹងបាននិយាយប្រាប់ចាហាវថាជីហ្វឹងគាត់បានជួយសង្គ្រោះជីវិតរបស់ខ្ញុំចឹងខ្ញុំមិនអាចទុកគាត់ចោលបាននោះទេតើចាហាវគេបានតជាមួយនឹងតួស្រីថាខ្ញុំយល់ហើយខ្ញុំក៏មិនធ្វើឲ្យអូនពិបាកទៀតដែររួចពួកគេក៏បាននាំគ្នាចាក់ចេញពីទីនេះទៅហើយស្របពេលដែលចាហាវកំពុងតែដើរចាក់ចេញទៅនោះដែរគាត់ក៏បានលើកឪពុករបស់គាត់និយាយអំពីសម្បត្តិអ្វីមួយនៅក្នុងសមាគមហុងកុងខណៈពេលដែលអូយ៉ាងយាជាមួយនឹងជីហ្វឹងបានត្រឡប់មកផ្ទះវិញតួស្រីក៏បានជួយរំរបួសទៅកាន់ជីហ្វឹងហើយឆ្លៀតក្នុងពេលនោះដែរជីហ្វឹងគាត់បាននិយាយសុំទោសទៅកាន់អូយ៉ាងយាថាគាត់ពិតជាបានផ្ញើទូរលេខហៅឲ្យនាងត្រឡប់មកវិញពិតមែនដោយសារតែខ្ញុំចង់ឲ្យនាងមកនិយាយលាឪពុករបស់នាងជាលើកចុងក្រោយដូច្នេះហើយខ្ញុំក៏បានបញ្ជូនឲ្យចិនឈីគេទៅស៊ើបអង្កេតរឿងរបស់នាងក៏ព្រោះអីខ្ញុំសង្ឃឹមថានឹងអាចរកឃើញពីមូលហេតុនៃការស្លាប់ឪពុករបស់នាងបានអញ្ចឹងចាហេតុអ្វីមកជាលោកមិនប្រាប់ខ្ញុំតាំងពីជួបលើកដំបូងជីហ្វឹងក៏តបថានោះក៏ដោយសារតែនាងគឺជានារីដ៏បរិសុទ្ធហើយខ្ញុំគឺជាក្មេងទំនើងហើយមុនពេលដែលការពិតត្រូវបានលាតត្រដាងខ្ញុំក៏មិនចង់ឲ្យនាងចូលរួមនៅក្នុងរឿងទាំងអស់នេះទេដែលរាប់ណានាងមានសុវត្ថិភាពតែលោកបានជួយសង្គ្រោះជីវិតរបស់ខ្ញុំជាច្រើនដងរួចទៅហើយអញ្ចឹងលោកបានសងបំណុលរបស់លោកអស់ហើយលោកមិនចាំបាច់បន្ថយជីវិតខ្លួនឯងសម្រាប់ខ្ញុំទៀតនោះទេក៏ប៉ុន្តែជីហ្វឹងក៏បានតបថាពីមុនខ្ញុំត្រូវសងបំណុលមែនប៉ុន្តែឥឡូវនេះវាមិនមែនជាការសងបំណុលទេប៉ុន្តែវាជាការពេញចិត្តដែលធ្វើឲ្យពួកគេទាំងពីរនាក់ក៏បានសម្លឹងមើលមកគ្នារួចនៅក្នុងថ្ងៃស្អែកបន្តតួឯកប្រុសរបស់យើងគាត់ក៏បានទៅទិញនំគៀវទឹកយកមកឲ្យអូយ៉ាងយាតាំងពីព្រលឹមដែលធ្វើឲ្យតួស្រីនាងក៏សប្បាយចិត្តហើយប្រាប់ឲ្យតួប្រុសនឹងមកអង្គុយញ៉ាំជាមួយនឹងនាងតែដល់ម្លងពេលដែរអូយ៉ាងយានាងមិនទាន់បានញ៉ាំមួយម៉ាត់ផងស្រាប់តែរំពេចនោះដែរគ្រួសាររបស់ចាហាវគាត់ក៏បានមករកអូយ៉ាងយាគឺដើម្បីកំណត់ការបរិច្ឆេទមង្គលការរបស់នាងជាមួយនឹងចាហាវនៅពេលដែលអូយ៉ាងយានឹងបានលើកដូច្នោះនាងក៏មានអារម្មណ៍ថាមិនស្រួលនៅក្នុងចិត្តដល់ថ្នាក់ចាហាវគេក៏បានយកអារម្មណ៍របស់អូយ៉ាងយាដែរគេក៏តនិយាយជាមួយនឹងឪពុករបស់គេថាមិនចាំបាច់បញ្ញារៀបការនោះទេទុកឲ្យអាយានឹងធ្វើចិត្តរឿងឪពុករបស់នាងសិនទៅក៏ប៉ុន្តែឪពុករបស់ចាហាវបាននិយាយទៅកាន់តួស្រីថាថ្មីនេះនៅក្នុងទីក្រុងហងឈឹងមានភាពច្បុកច្បល់ខ្លាំងណាស់ហើយបើសិនបើឯងចង់គ្រប់គ្រងក្រុមហ៊ុនឪពុកឯងឲ្យបានល្អឯងក៏ត្រូវការគ្រប់គ្រងរបស់យើងយាតែឯងយល់ស្របដែរឬអន់ក្នុងគ្រានេះដែរអូយ៉ាងយានាងក៏គិតដែរថានាងគួរសម្រេចចិត្តបែបណាក៏ព្រោះអីចិត្តនាងនៅពេលនេះកំពុងតែងាករេមានចិត្តទៅឲ្យជីហ្វឹងខ្លះដែរហើយណាមួយនោះគឺជាក្រុមហ៊ុនដែលឪពុករបស់នាងបានបន្សល់ទុកហេតុដូចនេះអូយ៉ាងយានាងក៏បានសម្រេចចិត្តថានាងនឹងជ្រើសរើសយកក្រុមហ៊ុនដែលជារបស់ឪពុកនាងដោយតួស្រីនាងក៏បានប្រាប់ឲ្យឪពុករបស់ចាហាវជាអ្នករៀបចំការបរិច្ឆេទមង្គលការរបស់នាងជាមួយនឹងគេក្រោយពេលដែលអូយ៉ាងយានាងបានយកព្រមរួចមកនាងក៏បានមកអង្គុយយំនៅក្នុងបន្ទប់តែម្នាក់ឯងហើយជីហ្វឹងគេក៏បានស្ដាប់ឮអូយ៉ាងយានាងកំពុងតែយំនៅឯខាងក្នុងដែរដូច្នេះគេមិនហ៊ានគោះទ្វារនាងឡើយទាំងដែលចាហាវគេកំពុងតែអង្គុយឆ្ងល់ថាឪពុករបស់គាត់នៅពេលនេះកំពុងតែគិតអីជីហ្វឹងក៏បានមករកអូយ៉ាងយានៅឯបន្ទប់ហើយក៏ប្រាប់នាងថានេះគឺជាកំភ្លើងរបស់នាងដែលខ្ញុំបានរក្សាទុកវាដោយប្រុងប្រយ័ត្នហើយបាននៅពេលដែលនាងចង់ប្រើវាម្ដងទៀតចូលកាន់វាឲ្យចប់ហើយខ្ញុំមិនចង់ឲ្យនាងស្លាប់នោះទេរួចតួស្រីនាងក៏បានយកកំភ្លើងពីក្នុងដៃរបស់ជីហ្វឹងដោយប្រាប់ទៅកាន់ជីហ្វឹងថាទៅជាមួយនឹងខ្ញុំធ្វើជាអង្គរៈនៅក្នុងថ្ងៃចុងក្រោយតើបានទេជីហ្វឹងក៏យកព្រមជាមួយនឹងតួស្រីហើយបន្ទាប់មកពួកគេទាំងពីរនាក់ក៏បាននាំគ្នាទៅផ្សារទិញផ្កាហើយនៅពេលដែលបានត្រឡប់មកផ្ទះវិញអូយ៉ាងយានាងក៏បានថតរូបជាមួយនឹងជីហ្វឹងទុកជាអនុស្សាវរីយ៍ជាមួយនឹងគ្នារួចហើយក៏បាននាំគ្នាទៅរំនៅកន្លែងកំសាន្តរាងកាសាជាលើកចុងក្រោយមុនពេលដែលជីហ្វឹងក៏ចាក់ចេញទៅបន្ទាប់ពីអ្នកទាំងពីរបានត្រឡប់មកវិញមកសួនផ្ទះកញ្ចក់តួស្រីនាងក៏បានឈរយំរីឯជីហ្វឹងបាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថាឥឡូវនេះខ្ញុំមិនបាននៅទីនេះដើម្បីមើលថែផ្កាទាំងអស់នេះទៀតនោះទេតែបើសិនបើខ្ញុំទំនេរនៅថ្ងៃណាមួយខ្ញុំនឹងមកមើលថែផ្កាទាំងអស់នេះឲ្យបានញឹកញាប់កុំបារម្ភអីខ្ញុំមិនឲ្យផ្កាទាំងអស់នេះវាគ្រឿងស្វិតឡើយព្រោះតែអូយ៉ាងយានឹងបានលើជីហ្វឹងនិយាយដូច្នោះនាងមិនអាចហាមចិត្តរបស់នាងបានទៀតនោះទេអញ្ចឹងនាងក៏បានទៅចាប់ជីហ្វឹងនឹងយកមកថើមដែលមើលទៅអ្នកទាំងពីរហាក់បីដូចជាមានចិត្តឲ្យគ្នាទៅវិញទៅមកដែលមិនចង់បែកគ្នានោះឡើយហើយស្របពេលដែលអ្នកទាំងពីរកំពុងតែថើបគ្នាឡើងជួបចិត្តនេះដែរតួស្រីរបស់យើងគាត់ក៏បានស្ទុះចេញពីជីហ្វឹងនឹងបាននិយាយប្រាប់ទៅកាន់ជីហ្វឹងថាខ្ញុំនឹងចងចាំពេលវេលាមួយនេះនៅក្នុងថ្ងៃនេះជានិញរួចហើយនាងក៏បានដើរចាក់ចេញពីជីហ្វឹងទៅដោយទុកឲ្យតួប្រុសរបស់យើងឈរយំខូចចិត្តតែម្នាក់ឯងទាំងនៅពេលដែលអូយ៉ាងយានាងបានមកផ្ទះរបស់នាងវិញនាងក៏បាននឹកឃើញអំពីរឿងអតីតកាលរបស់គាត់ជាមួយនឹងជីហ្វឹងរួចនាងក៏ឈប់ដើរដោយនាងក៏បានងាកក្រោយហើយរត់ទៅរកចាហាវដើម្បីនិយាយជាមួយនឹងគាត់រីឯចាហាវនៅពេលដែលគាត់បានមកអอฟហ្វីសឪពុករបស់គាត់ក៏បានប្រទះឃើញកណ្ដាលដ៏តូចមួយ
ដែលឪពុករបស់គាត់នឹងបានដុតចោលហើយកដាដែលឆេមមិនអស់នឹងដែរបានទៅសេថាការរក្សាទុកនឹងលោកអាវុនហើយដូច្នេះហើយនៅពេលដែលឪពុករបស់គាត់បានដើរចូលមកចាស់ហៅគាត់ក៏បាននិយាយសួរទៅកាន់ឪពុករបស់គាត់ថាតើអូយ៉ាងសៀងហៃពិតជាបានសម្រាប់ឪពុករបស់អូយ៉ាងយាពិតមែនទេលើដូច្នោះឪពុករបស់ចាស់ហៅបាននិយាយថាចាស់ហៅនេះគឺជាអ្វីដែលឯងគួរសួរយើងអញ្ចឹងឬតែចាស់ហៅគេក៏បានដើរទៅជិតឪពុករបស់គាត់ហើយក៏ឲ្យកដាដុតចាស់ដ៏តូចមួយនេះឲ្យទៅឪពុករបស់គាត់មើលហើយក៏សួរទៅឪពុករបស់គាត់ថាហើយរួចបានជាត្រូវរកសម្បត្តិនៅកន្លែងអូយ៉ាងសៀងហៃហើយបន្ទាប់មកក៏ដុតវាចោលដែលនាំឲ្យឪពុករបស់ចាស់ហៅគ្រានឹកដែរគាត់ក៏បានទៅទះកំភ្លៀងរបស់ចាស់ហៅមួយដៃដែលគេហ៊ានសួរគាត់បែបនេះហើយស្របពេលដែលអូយ៉ាងយានាងបានមករកចាស់ហៅនៅឯបន្ទប់ការិយាល័យរបស់ឪពុកគាត់នាងក៏បានស្ដាប់ឮចាស់ហៅដែលកំពុងតែនិយាយគ្នាជាមួយនឹងលោកអភិបាលខេត្តដែលចាស់ហៅគេបាននិយាយថាអូយ៉ាងសៀងហៃគេមិនបានសម្រាប់ឪពុករបស់អូយ៉ាងយាទេតែវាគឺជាពងដែលជាអ្នកសម្រាប់ឪពុករបស់អូយ៉ាងយាមែនចុះបើយើងធ្វើវាយ៉ាងម៉េចតែឯងចង់ធ្វើអ្វីយើងអ្នកណាដែលហ៊ានទៅរះរាំងផ្លូវរស់ស៊ីរបស់យើងត្រូវខាតបង់គេនឹងត្រូវស្លាប់ប៉ុន្តែគាត់គឺជាឪពុករបស់អូយ៉ាងយាហើយថ្ងៃក្រោយទៅតើខ្ញុំនឹងប្រឈមមុខជាមួយនឹងអាយាដោយរបៀបណាហើយមានអីឪពុករបស់ចាស់ហៅក៏ស្ដីបន្ទោសទៅកាន់ចាស់ហៅថាតាំងពីតូចរហូតមកដល់ធំឯងតែងតែដើរតាមនាងរហូតវាប្រៀបដូចជាសត្វស្នអញ្ចឹងហើយគ្មានប្រយោជន៍អ្វីនោះទេតែឥឡូវនេះឯងត្រូវតែឆាប់រៀបការជាមួយនឹងនាងធ្វើខ្លួនឲ្យមានប្រយោជន៍សម្រាប់យើងត្រូវការសិទ្ធិដឹកជញ្ជូនតាមសមុទ្ររបស់ក្រុមហ៊ុនបរទេសរបស់អូយ៉ាងក៏ប៉ុន្តែបើសិនបើនាងដូចជាឪពុករបស់នាងយើងនឹងធ្វើឲ្យនាងបាត់ចេញពីពិភពលោកមួយនេះហើយក្នុងគ្រាដែលអូយ៉ាងយានាងកំពុងតែឈរស្ដាប់ការសន្ទនារបស់ពួកគេទាំងពីរនេះដែរអូយ៉ាងយានាងក៏ពិតជាខឹងខ្លាំងណាស់អញ្ចឹងហើយនាងក៏បានដកកំភ្លើងចេញមករៀបនឹងចូលទៅខាងក្នុងដើម្បីបាញ់ទៅកាន់អភិបាលខេត្តណាក៏ប៉ុន្តែប្តីរបស់ចាស់ហៅក៏បានស្រែកហៅទូស្រីរបស់យើងដែលជាហេតុធ្វើឲ្យឪពុករបស់ចាស់ហៅដែលនៅខាងក្នុងនោះក៏បានស្ដាប់ឮចឹងហើយគាត់ក៏បានទៅយកកំភ្លើងខ្លីរបស់គាត់ហើយចេញទៅខាងក្រៅតាមសម្រាប់អូយ៉ាងយាបន្ទាប់ពីនាងបានដឹងអាចកំបាំងរបស់គាត់ណាហើយដូច្នេះហើយអូយ៉ាងយានាងក៏បានព្យាយាមរត់គេចចេញពីឪពុករបស់ចាស់ហៅរហូតមកដល់ព្រះវិហារដែលនាងក៏បានទៅជួបគ្នាជាមួយនឹងតួឯកប្រុសរបស់យើងដែលកំពុងតែនៅទីនោះល្មមដែលនាងក៏បានយំហើយប្រាប់ទៅកាន់ជីហ្វឹងថាលៀងចង់យាគាត់គឺជាអ្នកសម្រាប់ឪពុករបស់ខ្ញុំហើយគាត់ក៏បានខົບខិតជាមួយនឹងអូយ៉ាងសៀងហៃរត់គេចពន្ធអាវុធហើយនេះហើយជីហ្វឹងសូមជួយខ្ញុំសងសឹកផងហើយមានអីនៅរពេចនោះដែរលៀងចង់យាក៏បានដើរចូលមកជាមួយនឹងចាស់ហៅខណៈពេលដែលតួស្រីរបស់យើងឃើញគេហើយណាក៏បានទាញកំភ្លើងរកនឹងបាញ់ទៅកាន់ឪពុករបស់ចាស់ហៅក៏ប៉ុន្តែលៀងចង់យាគេក៏បានអស់សំណើចជាមួយនឹងតួស្រីរបស់យើងដែលគេក៏និយាយប្រាប់ទៅកាន់ជីហ្វឹងថាឯងគួរតែបង្ហាញវាចេញមកឲ្យជីហ្វឹងហើយវាគួរតែបញ្ចប់នៅត្រឹមនេះឬដូច្នេះជីហ្វឹងគេក៏បានដើរសម្ដេចទៅរកលៀងចង់យាដែលបានហៅទៅកាន់លៀងចង់យាថាទារួចគាត់ក៏បានសម័យទៅថ្ងៃដែរជីហ្វឹងក៏បានឲ្យរូបថតម្ដាយរបស់គាត់ឲ្យទៅអភិបាលខេត្តមើលទៅពេលនោះអភិបាលខេត្តបានដឹងថាជីហ្វឹងគឺជាកូនប្រុសរបស់គាត់ម្នាក់ទៀតដែលពេលនោះគាត់បាននិយាយសួរទៅកាន់ជីហ្វឹងថាតើម្ដាយរបស់គេនៅឯណាហើយជីហ្វឹងក៏បានប្រាប់ថាគាត់បានបែកគ្នាជាមួយនឹងម្ដាយរបស់គាត់តាំងពីនៅតូចដែលនាំឲ្យលោកអភិបាលខេត្តគាត់ក៏រៀងសែតបន្តិចរួចគាត់ក៏និយាយទៅកាន់ជីហ្វឹងថាការធ្វើជាកូនប្រុសរបស់គាត់វាមិនងាយស្រួលនោះទេតើជីហ្វឹងបាននិយាយតបវិញថាតែខ្ញុំអាចជួយលោកយកក្រុមហ៊ុនបរទេសរបស់អូយ៉ាងឲ្យគាត់បានតែរាប់ណាលោកជួយខ្ញុំកម្ចាត់អូយ៉ាងសៀងហៃធ្វើឲ្យអូយ៉ាងយាទុកចិត្តមកលើខ្ញុំក៏ប៉ុន្តែមានលក្ខខណ្ឌមួយលោកត្រូវតែបញ្ជាក់ថាខ្ញុំគឺជាកូនស្របច្បាប់របស់លោកហើយតើលោកអភិបាលខេត្តចង់យាគាត់ក៏បានយកព្រមជាមួយនឹងសំណើរបស់ជីហ្វឹងរីឯទូស្រីរបស់យើងនៅពេលបច្ចុប្បន្ននេះវិញនៅពេលដែលគាត់បានដឹងរឿងនេះភ្លាមគាត់ក៏មានការភ្ញាក់ផ្អើលហើយក៏ចង់សម្លាប់អភិបាលខេត្តនៅពេលនោះប៉ុន្តែក៏ត្រូវបានទូប្រុសរបស់យើងរែរាំងដែលបានដកកំភ្លើងចេញមករកបាញ់ទៅកាន់ទូស្រីរបស់យើងគ្រាន់តែចាស់ហៅគេបានឃើញដូច្នោះគេក៏បានដកកំភ្លើងចេញមកបាញ់ទៅកាន់ជីហ្វឹងវិញដែលបានប្រាប់ទៅកាន់ជីហ្វឹងថាបើគេហ៊ានទៅធ្វើបាបទៅកាន់អាយាគេនឹងសម្លាប់គាត់ចោលខណៈពេលដែលលោកអភិបាលខេត្តចង់យាវិញគាត់ក៏បានទាញកំភ្លើងយកមកបាញ់តួឯកស្រីរបស់យើងក៏ប៉ុន្តែចាស់ហៅនឹងគេក៏បានទៅការពារតួស្រីរបស់យើងរហូតធ្វើឲ្យអូយ៉ាងយានាងក៏បានបោកក្បាលជាមួយនឹងកេមតុករហូតធ្វើឲ្យនាងស្លាប់តែទោះបីជាអញ្ចឹងក៏ដោយលោកអភិបាលខេត្តចង់យាគាត់ក៏ចង់សម្លាប់តួស្រីរបស់យើងថែមទៀតក៏ប៉ុន្តែក៏ត្រូវបានចាស់ហៅគេបានយកកំភ្លើងយកមកភ្ជុំក្បាលរបស់ខ្លួនឯងគំរាមទៅកាន់ឪពុករបស់គាត់ថាបើសិនបើគាត់បាញ់សម្លាប់អាយាខ្ញុំនឹងបាញ់សម្លាប់ខ្លួនឯងដែរដែលនាំឲ្យលោកអភិបាលខេត្តចង់យាគាត់ពិតជាខឹងជាមួយនឹងចាស់ហៅខ្លាំងណាស់ដែលមិនអាចទ្រាំឃើញចាស់ហៅស្លាប់ចឹងគាត់ក៏បានបាញ់កំភ្លើងអស់ជាច្រើនគ្រាប់ចោលដែលបានប្រាប់ឲ្យចាស់ហៅគេឆាប់ចាក់ចេញពីទីនេះទៅហើយចាប់ពីពេលនេះតទៅគេលែងជាកូនប្រុសរបស់គាត់ទៀតហើយរួចចាស់ហៅគេក៏បានចាប់បីអូយ៉ាងយាដែលចាក់ចេញពីទីនេះទៅហើយលុះនៅពេលដែលអភិបាលខេត្តចង់យាគាត់បាននាំទូប្រុសរបស់យើងទៅផ្ទះរបស់គាត់ក៏បាននិយាយប្រាប់ទៅកាន់ម្ដាយរបស់ចាស់ហៅថាចាប់ពីពេលនេះទៅលៀងជីហ្វឹងគេគឺជាកូនស្របច្បាប់របស់វិមានអភិបាលខេត្តអំឡុងពេលដែលម្ដាយរបស់ចាស់ហៅគាត់មិនបានដឹងពីស្ថានភាពអ្វីដូច្នេះគាត់ក៏បាននិយាយសួរទៅកាន់អភិបាលខេត្តថាចុះឯណាចាស់ហៅតាគេនៅឯណាដែលនាំឲ្យលោកអភិបាលខេត្តគាត់ក៏បាន
ខឹងក៏បានទៅទៀតកំភ្លៀងម្ដាយរបស់ចាហាវនឹងមួយដែរហើយក៏ប្រាប់នាងថាគាត់គ្មានកូនប្រុសដូចជាគេទៀតនោះទេមានតែជីហ្វឹងតែប៉ុណ្ណោះដែលឯចាហាវណែវិញគេក៏បានអង្គុយមើលថែអូយ៉ាងយៀនៅពេលដែលគេបានឃើញថាអូយ៉ាងយៀនាងមានអាការៈគ្រុនក្រអោបជាខ្លាំងគេក៏បានបញ្ញាទៅរកគ្រូពេទ្យក៏ប៉ុន្តែដោយសារតែចាហាវគ្មានប្រាក់សំបីតែម៉េសេននៅក្នុងខ្លួនគ្រូពេទ្យក៏បានដេញចាហាវចេញរហូតធ្វើឲ្យគាត់ក៏បានដួលទៅលើដីរលាត់ដៃបន្តិចហើយរំពេចនោះដែរគាត់ក៏ស្រាប់តែប្រទះឃើញថាមានពេទ្យស្ម័គ្រចិនដែលបានផ្ដល់ថ្នាំឥតគិតថ្លៃឲ្យទៅប្រជាជនហើយនឹងពិនិត្យមើលដែលមិនយកប្រាក់គ្រាន់តែចាហាវបានឃើញដូច្នេះភ្លាមគាត់ក៏បានបញ្ញាទៅនាំគ្រូពេទ្យនឹងទៅពិនិត្យតួឯកស្រីរបស់យើងនឹងបានផ្ដល់ថ្នាំឲ្យទៅនាងលេបទៅធ្វើឲ្យអូយ៉ាងយៀនៅពេលនោះនាងក៏បានដឹកខ្លួនឡើងមកនិយាយសួរទៅកាន់ចាហាវថាហេតុពេលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំឪពុករបស់លោកគឺជាអ្នកសម្លាប់ឪពុករបស់ខ្ញុំចាហាវនៅក្នុងគ្រានោះគេមិនមានអ្វីនិយាយទៅកាន់តួស្រីរបស់យើងនោះទេបានត្រឹមតែសុំទោសទៅកាន់អូយ៉ាងយៀនិងប្រាប់នាងថាចាប់ពីពេលនេះតទៅយើងនឹងទៅរត់នៅឯឆ្ងាយពីទីនេះតែតួស្រីបាននិយាយថាតែយើងអាចទៅណាបានអូនមិនចាំបាច់បារម្ភខ្លាចការលំបាកនោះទេបងអាចរស់ស៊ីបានហើយបងនឹងផ្ដល់ជីវិតមួយដ៏ល្អសម្រាប់អូនទាំងនៅក្នុងចិត្តរបស់អូយ៉ាងយៀនាងបានដឹងទៅហើយថានាងមិនអាចទៅណាបានឆ្ងាយពីកំដាប់ដៃរបស់ចុងយៀឡើយនៅក្នុងឡងពេលនេះដែរយើងក៏បានឃើញថាលោកគ្រូពេទ្យស្មាចិនដែលបានមកពិនិត្យឲ្យតួស្រីរបស់យើងនេះគឺជាតួឯកប្រុសរបស់យើងដែលគាត់បានជួលគ្រូពេទ្យមួយនេះឲ្យទៅមើលតួស្រីក៏ព្រោះអីទៅគាត់បានដឹងអំពីស្ថានភាពរបស់នាងណាហើយសាច់រឿងគេក៏បានកាត់មកដល់ពេលព្រឹកស្អែកឡើងដែលតួឯកប្រុសរបស់យើងស៊ីហ្វឹងគាត់ក៏បានអង្គុយញ៉ាំអាហារជុំគ្នាជាមួយនឹងលោកអភិបាលខេត្តនិងម្ដាយរបស់ចាហាវដែលលោកអភិបាលខេត្តចុងយៀនៅគណៈពេលនោះបាននិយាយប្រាប់ទៅកាន់ជីហ្វឹងថាឲ្យគេបោះពុម្ពផ្សាយកសែតទំព័រមកហើយបង្កើតចំណងជើងថាក្រុមហ៊ុនបរទេសរបស់អូយ៉ាងបានដឹកជញ្ជូនអាវុធខុសច្បាប់ហើយចាប់ពីពេលនេះតទៅនឹងត្រូវបិទធនាគារនិងរົບអូយកទុកនាវាទាំងអស់ដល់ពេលលុយចឹងជីហ្វឹងក៏បាននិយាយថាចាំគាត់នឹងទៅធ្វើឲ្យឡូតនេះនិយាយរួមទៅជីហ្វឹងក៏ធ្វើតាមបញ្ជារបស់លោកអភិបាលខេត្តគ្រប់យ៉ាងឲ្យតែលោកអភិបាលខេត្តបញ្ជាដែលនេះមើលទៅមិនសោកជាចរិតរបស់តួប្រុសយើងតតែសារដែលធ្វើតាមបញ្ជារបស់គេគ្រប់យ៉ាងបែបនេះហើយក្រោយពេលដែលបានបោះពុម្ពផ្សាយព័ត៌មានមួយនេះមកអូយ៉ាងយេនាងក៏បានឃើញព័ត៌មានមួយនេះអញ្ចឹងក៏ធ្វើឲ្យនាងពិតជាខឹងខ្លាំងណាស់ដែលនាងក៏បានធ្វើការសម្រេចចិត្តធ្វើរឿងមួយឡើងមកដែលនាងក៏បានទៅសេសម្បត្តិប្រាប់ពីកន្លែងលាក់ខ្លួនរបស់នាងជាមួយនឹងចាហាវយកទៅដាក់នៅមុខផ្ទះរបស់លោកអភិបាលខេត្តរួចអូយ៉ាងយេនាងបានត្រឡប់មកកន្លែងលាក់ខ្លួនរបស់នាងវិញខណៈពេលដែលចាហាវគាត់ក៏បានរៀបចំអីវ៉ាន់ដើម្បីធ្វើដំណើរចាក់ចេញពីទីនេះទៅភូមិខាងត្បូងក៏ប៉ុន្តែតួស្រីរបស់យើងមានទឹកមកក្លៀមក្រំដែលបាននិយាយប្រាប់ទៅកាន់ចាហាវថានាងមានរូបថតមួយសន្លឹកដែលថតជាមួយនឹងឪពុករបស់នាងនៅឯស៊ូឌីយ៉ូដូច្នេះនាងចង់ទៅយកវាតែចាហាវក៏បានប្រាប់ឲ្យអូយ៉ាងយេរងចាំគេនៅទីនេះហើយចាំគេជាអ្នកទៅយកហើយមុនពេលចាហាវចាចេញទៅអូយ៉ាងយេនឹងបាននិយាយប្រាប់ទៅកាន់ចាហាវថាឲ្យគាត់ប្រុងប្រយ័ត្ននៅតាមផ្លូវផងបន្ទាប់ពីចាហាវគេបានធ្វើដំណើរនៅតាមផ្លូវដើម្បីទៅយករូបថតស្រាប់តែគេបានគិតថាអូយ៉ាងយេថ្ងៃនេះដូចជាចម្លែកហើយនេះហើយគេក៏បានបកក្រោយត្រឡប់ទៅរកអូយ៉ាងយេវិញកប់ជូនអេជីជីហ្វឹងនៅពេលនេះគេក៏បានមកស្ថានគេដើម្បីចាប់តួស្រីហើយលុះនៅពេលដែលគេបានបើកទ្វារចូលទៅក៏ស្រាប់តែបានឃើញថាអូយ៉ាងយេនឹងបានអង្គុយនៅលើប្អូចហើយលោតចុះទៅខាងក្រោមដែលនាំឲ្យជីហ្វឹងក៏បានបញ្ញាទៅមើលតួស្រីរបស់យើងក៏ឃើញថានាងបានធ្លាក់ទៅដេកស្លាប់នៅលើបាវអញ្ចឹងហើយដៃមិនមកអង្គយូជីហ្វឹងគេក៏បានបញ្ញាទៅមើលតួស្រីរបស់យើងនៅឯខាងក្រោមនឹងចាប់បីនាងយកទៅសម្រាកតែគ្រានោះដែរចាហាវគេក៏បានមកឃើញទៅគេក៏បានដើរចូលទៅដាល់ជីហ្វឹងតែបានគិតថាជីហ្វឹងធ្វើបាបទៅលើអាយីអីអញ្ចឹងណាតែតួប្រុសរបស់យើងបាននិយាយប្រាប់ទៅកាន់ចាហាវថានាងទៅបានលោតចេញពីលើបង្អួចឈប់បង្កបញ្ហាទៅគ្រាន់តែបានលើអញ្ចឹងហើយនោះចាហាវគេក៏ឈប់រត់រឿងទៅកាន់ជីហ្វឹងរួចជីហ្វឹងគាត់ក៏បាននាំអូយ៉ាងយេត្រឡប់ទៅផ្ទះហើយគ្រប់គ្នាក៏បានជុំគ្នានៅឯក្នុងបន្ទប់រងចាំតួស្រីរបស់យើងដឹងខ្លួនក្រោយពេលដែលអូយ៉ាងយេនាងបានដឹកខ្លួនឡើងមកនាងក៏បានកលេចមើលជុំវិញនោះហើយនាងក៏បានហៅចាហាវនាងបានស្គាល់ឪពុកម្ដាយរបស់ចាហាវលើកលែងតែតួឯកប្រុសរបស់យើងដែលនាងមិនចង់ចាំថាគាត់គឺជាអ្នកណាទេរួមជាមួយនឹងរឿងរ៉ាវអតីតកាលរបស់នាងថែមទៀតដែលនាំឲ្យអូយ៉ាងយេនាងក៏បាននិយាយទាំងយំថានាងចង់ចាំតែពេលដែលនាងបានដឹងថាឪពុករបស់នាងបានចែកឋានទៅហើយនាងក៏បានទិញសម្បត្តិមុនគេបង្អស់ត្រឡប់មកវិញភ្លាមបន្ទាប់ពីនឹងមកនាងមិនចង់ចាំអ្វីទៀតនោះទេហេតុនេះអូយ៉ាងយេនាងក៏បានយំអបចាហាវដែលនាំឲ្យគ្រប់គ្នាក៏បានហៅលោកគ្រូពេទ្យឲ្យមកពិនិត្យតួស្រីរបស់យើងដែលលោកគ្រូពេទ្យបានសន្និដ្ឋានថាអូយ៉ាងយេនាងប្រហែលជាអាចបាត់បង់ការចងចាំមួយចំនួនតូចដែលបណ្ដាលមកពីការប៉ះទង្គិចនិងរបបផ្លូវចិនហើយរំលងហួសអស់រយៈពេលប្រហែលថ្ងៃក្រោយមកអូយ៉ាងយេនាងក៏បានធូរស្បើយខ្លាំងដែលតួស្រីរបស់យើងគាត់ក៏បានមកអង្គុយរៀបចំផ្កាតែម្នាក់ឯងជីហ្វឹងគេក៏បានដើរចូលទៅសួរទៅកាន់អូយ៉ាងយេថានាងមិនមានចូលចិត្តការកលាបទេឬមានន័យតួស្រីក៏និយាយតបវិញថាបងប្រធមខ្ញុំមិនចាំនោះទេថាខ្ញុំចូលចិត្តផ្កាអ្វីខណៈពេលដែលជីហ្វឹងបានលើអូយ៉ាងយេហៅគាត់ថាបងប្រុសធំជីហ្វឹងបានខ្សឹបសួរនាងថាតើនាងពិតជាមិនចងចាំអ្វីទាំងអស់មែនទេអញ្ចឹងបងប្រុសធំតើខ្ញុំគួរតែចងចាំអ្វីដែលនាងត្រូវចាំនោះអ្នកដែលសម្លាប់ឪពុករបស់នាងហើយឡូវនេះនាងថែមទាំងបានរៀបការជាមួយនឹងកូនប្រុសរបស់គាត់ទៀតអូយ៉ាងយេទោះបី
ជានាងបានលើទូប្រនិយាយបែបនេះក៏ដោយក៏នាងនៅតែមិនទទួលស្គាល់ថានាងបានចងចាំអ្វីទាំងអស់ដូច្នេះនាងក៏បាននិយាយប្រាប់ទៅកាន់ជីហ្វឹងកុំឲ្យគាត់រញ៉េរញ៉ៃជាមួយនាងទៀតរួចនាងក៏បានងើបដៃចាក់ចេញពីជីហ្វឹងទៅស្របពេលដែលលោកអភិបាលខេត្តគាត់ក៏បានឈោមើលពួកគេនៅលើកម្មចន្ទនាដែលមិនជឿនោះទេថាអូយ៉ាងយានាងពិតជាបាត់ការចងចាំហេតុនេះហើយគាត់ក៏បានបញ្ជាឲ្យអនុស្នេហ៍អៃលីរៀបចំឲ្យអូយ៉ាងយាជួបជាមួយនឹងមិត្តចាស់របស់គាត់អញ្ចឹងលឿននៅពេលដែលពួកគេកំពុងតែអង្គុយញ៉ាំអាហារជុំគ្នានៅលើតុអាហារលោកអភិបាលខេត្តគាត់បានប្រាប់ឲ្យចាហៅជាមួយនឹងជីហ្វឹងពួកគេទៅដល់ស្រ័យរឿងខ្លះនៅឯក្រុមហ៊ុននៅរសៀលនេះខណៈពេលដែលអូយ៉ាងយានាងនៅផ្ទះព្រោះតែគាត់បានណាត់ជួបជាមួយនឹងអ្នកស្គាល់តែគ្រួសាររបស់គាត់ក៏មានអាជីវកម្មដឹកជញ្ជូនតាមសមុទ្រដែរហើយបើឯងចង់ស្ដារក្រុមហ៊ុនរបស់ឯងឡើងវិញវាត្រូវតែអាស្រ័យទៅលើការតេតងរបស់ឯងបន្ទាប់មកលោកអភិបាលខេត្តគាត់ក៏បានរៀបចំឲ្យអូយ៉ាងយាយកទឹកតែឲ្យអ្នកដែលគាត់បានស្គាល់ហើយគ្រាន់តែអូយ៉ាងយាដែលបានប្រទះឃើញបរិសម្នាក់នោះភ្លាមនាងក៏បានស្គាល់ថាគេគឺជាលាវសៀននាងដែលបានចាប់បង្ខំនាងកាលពីលើកមុនដែលជាហេតុធ្វើឲ្យអូយ៉ាងយានាងក៏មានការភ័យខ្លាចក៏ប៉ុន្តែដើម្បីការពារពីការលាតត្រដាងរបស់នាងដែលត្រូវបានគេសង្ស័យថាធ្វើពុតជាបាត់ការចងចាំនាងក៏ព្យាយាមធ្វើជាមិនស្គាល់ទៅកាន់លាវសៀវនីងទាំងដែលលាវសៀវនីងគេក៏បានចូលទៅចិត្តទូស្រីរបស់យើងសួរនាងថាចាំគេដែរឬអត់ឬហើយគេក៏បានព្យាយាមបំពេញទៅលើអូយ៉ាងយាម្ដងទៀតដោយបានចាប់នាងបោះទៅលើស្លង់ហើយបង្ខំទូស្រីរបស់យើងខណៈពេលដែលអូយ៉ាងយានាងក៏បានព្យាយាមស្រីហៅចាស់ហៅឲ្យមកជួយនាងផងស្របពេលដែលលោកអភិបាលខេត្តចុងយាឬទូស្រីរបស់យើងស្រីហៅជំនួយបែបនេះគេក៏អង្គុយសើចធ្វើមិនដឹងមិនលឺតែម្ដងហ្នឹងក៏ប៉ុន្តែវាជាសំណាងរបស់អូយ៉ាងយាផងដែរថ្ងៃនេះដែលជីហ្វឹងគាត់ក៏បានត្រឡប់មកផ្ទះហើយក៏បានឃើញហេតុការណ៍នេះអញ្ចឹងគាត់ក៏បានទៅចាប់លាវសៀវនីងដាល់គេមួយដៃអំឡុងពេលដែលលោកអភិបាលខេត្តចុងយាបានលើសលេងដាល់គាត់ក៏បានបញ្ញាទៅមើលរីឯទូប្រុសគាត់ក៏បានដកកំភ្លើងខ្លីចេញមករៀបនឹងបាញ់ទៅកាន់គេហើយក៏បន្តែទូស្រីនឹងក៏បានទៅកញ្ឆោពីក្នុងដៃរបស់ជីហ្វឹងយកទៅបាញ់ជំនួសវិញតែមុនពេលដែលទូស្រីរបស់យើងបាញ់អូយ៉ាងយានឹងបាននិយាយប្រាប់ទៅកាន់លាវសៀវនីងថាមែនហើយខ្ញុំបានចងចាំឯងហើយយើងក៏ចង់សម្រាប់ឯងដែរតើអូយ៉ាងយានឹងក៏បានបាញ់សម្រាប់គេចោលមួយរំពេញនោះទៅរួចហើយនាងក៏បានសម័យទៅហើយនាងបានលោតចេញពីបាំងអ៊ុយទៅខាងក្រោមហើយទៅនៅលើបាវទាំងអស់ហ្នឹងវាមិនមែនជាចែកដាននោះទេដែលនាងបានរៀបចំផែនការទាំងអស់នោះទុកជាមុនដែលបានប្រមូលបានយកមកដាក់នៅកន្លែងត្រង់បង្អួយបន្ទាប់មកនាងក៏បានធ្វើជាបាត់ការចងចាំគឺដើម្បីចូលមកក្នុងវិមានអភិបាលខេត្តហើយរកឱកាសសងសឹកទៅកាន់លៀងចុងយាចំណែកឯនៅពេលបច្ចុប្បន្ននេះវិញអភិបាលខេត្តលៀងចុងយាគាត់ក៏បានមកបន្ទប់ទទួលភ្ញៀវបានប្រទះឃើញអូយ៉ាងយាកំពុងតែកាន់កាភ្លើងនៅក្នុងដៃរីឯលាវសៀននីងវិញកំពុងតែដេកស្លាប់ខណៈពេលដែលអូយ៉ាងយានាងក៏បានងាកទៅរកលោកអភិបាលខេត្តលៀងចុងយាទាំងទឹកភ្នែកហើយក៏និយាយសុំជំនួយទៅកាន់គាត់ដោយនាងបាននិយាយប្រាប់គាត់ថាខ្ញុំមិនបានស្គាល់ជាមួយនឹងបារម្ភម្នាក់នេះតតែសោះតែគេក៏បានចូលមករកខ្ញុំហើយនឹងចាប់បំពេញមកលើខ្ញុំភ្លាមនឹងដែរជីហ្វឹងបាននិយាយប្រាប់ទៅកាន់អភិបាលខេត្តថាអូយ៉ាងយានាងធ្វើបែបនេះគឺដើម្បីរក្សាកិត្តិយសរបស់ពួកយើងទេដែលនាំឲ្យលោកអភិបាលខេត្តបានលើកដូច្នោះក៏ធ្វើជានិយាយថាមនុស្សអាក្រក់បែបនេះវាសំតែស្លាប់ចឹងហើយឯងធ្វើបានល្អហើយអាយារួចគាត់ក៏បានបញ្ជាឲ្យជីហ្វឹងនាំទូឯងស្រីរបស់យើងត្រឡប់ទៅបន្ទប់វិញទាំងដែលគាត់កំពុងតែឈរសោកស្ដាយការស្លាប់របស់លាវសៀវនីងនៅក្នុងម្លងពេលដែលជីហ្វឹងកំពុងតែនាំទូស្រីរបស់យើងត្រឡប់ទៅបន្ទប់វិញអូយ៉ាងយានាងបាននិយាយប្រាប់ទៅកាន់ជីហ្វឹងថាបងប្រុសធំមិនបាច់ជូនខ្ញុំទៅបន្ទប់នោះទេខ្ញុំអាចទៅខ្លួនឯងបានហើយនេះជីហ្វឹងគាត់បានធ្វើតាមនៅអ្វីដែលអូយ៉ាងយានិយាយនោះឯងក៏ប៉ុន្តែនៅពេលដែលចាស់ហៅគេបានត្រឡប់មកផ្ទះវិញជីហ្វឹងគាត់បាននិយាយប្រាប់គេពីរឿងដែលបានកើតឡើងនៅក្នុងថ្ងៃនេះទៅលើអូយ៉ាងយាហើយក៏សួរគេថាហេតុអ្វីបានជាមិននៅការពារនាងតែឯងនៅឯណាតែធ្វើឲ្យចាស់ហៅគេក៏មានការភ្ញាក់ផ្អើលផងដែរក៏ប៉ុន្តែគេក៏បានទៅចាប់កបុចអាវរបស់ជីហ្វឹងនឹងបាននិយាយប្រាប់ទៅកាន់ជីហ្វឹងថាឯងគ្មានសិទ្ធិអ្វីមកនិយាយដាក់យើងបែបនេះទេតែឯងភ្លេចហើយមានទេតែឯងបានធ្វើអ្វីដាក់អាយាហើយចាប់ពីពេលនេះតទៅឯងគួរតែឆាប់ចាក់ចេញពីជីវិតរបស់នាងបន្ទាប់ពីចាស់ហៅបានដេញឲ្យជីហ្វឹងចាក់ចេញពីទូឯងស្រីរបស់យើងគាត់ក៏បានមករកឪពុករបស់គាត់នៅឯកាយាល័យហើយនឹងបាននិយាយប្រាប់ឲ្យគាត់ឈប់សង្ស័យទៅលើអាយាទៀតទៅហើយការដែលគាត់ធ្វើបែបនេះគឺវាអាក្រក់ពេកហើយមានអីលោកអភិបាលខេត្តចុងយាគាត់បាននិយាយសួរបកទៅកាន់ចាស់ហៅវិញថាតែឯងប្រកាសយ៉ាងម៉េចថានាងមិនកុហកឯងខ្ញុំថានាងយកជីវិតរបស់ខ្ញុំថាអាយានាងមិនកុហកខ្ញុំនោះទេដល់ពេលលោកអភិបាលខេត្តចុងយាបានឃើញថាចាស់ហៅរឹងរូសហ៊ានយកជីវិតរបស់ខ្លួនឯងមកដាក់បែបនេះគាត់ក៏បានប្រាប់ឲ្យគេឈប់និយាយរឿងនេះទៅរក្សាភាពស្ងៀមស្ងាត់របស់គេហើយរៀបចំពិធីជប់លៀងនៅក្នុងថ្ងៃស្អែកតែយើងនឹងយកពិធីជប់លៀងនេះធ្វើជាថ្ងៃភ្ជាប់ពាក្យរបស់ឯងជាមួយនឹងអាយាអំឡុងពេលដែលពួកគេកំពុងតែសន្ទនានៅឯខាងក្នុងជីហ្វឹងគាត់ក៏បានលួចស្ដាប់ពីខាងក្រៅហើយដូច្នេះគាត់ក៏មានផែនការនាំទូស្រីរបស់យើងចាក់ចេញពិធីនេះខណៈពេលដែលអូយ៉ាងយានៅវិញនាងក៏បានត្រៀមខ្លួនដើម្បីចូលរួមក្នុងកម្មវិធីជប់លៀងក៏ប៉ុន្តែតួឯកប្រុសរបស់យើងគាត់ក៏បានដើរចូលមកនិយាយសួរទៅកាន់អូយ៉ាងយាថាហេតុអ្វីថ្ងៃនេះនាងមើលទៅដូចជាមិនសប្បាយចិត្តអូយ៉ាងយាក៏ឆ្លើយតបវិញថាខ្ញុំបានរៀបការជាមួយនឹងសង្សារវ័យកុមារភាពរបស់ខ្ញុំដែលជាមនុស្សដែលខ្ញុំស្រឡាញ់តាំងពីតូចតែមានហេតុផលអ្វីដែលថាខ្ញុំមិនសប្បាយចិត្តរងពេជ្រនោះផងដែរចាហៅគេក៏បានដើរចូលមកហើយនិយាយទៅសារទៅកាន់អូយ៉ាងយាថាថ្ងៃនេះពិតជាស្រស់ស្អាតខ្លាំងណាស់ហើយចាហៅគេក៏បាននាំអូយ៉ាងយាទៅក្នុងកម្មវិធីស្របពេលដែលពួកគេទាំងពីរនាក់
នាក់កំពុងតែដើរចេញទៅនោះដែរជីហ្វឹងគាត់ក៏មានចេតនាដែលគាត់ក៏បានជាស្រាដាក់ទៅលើរូបរបស់តួស្រីតែធ្វើឲ្យរូបរបស់អូយ៉ាងយានាងក៏បានប្រឡាក់អញ្ចឹងហើយក៏ធ្វើឲ្យចាហៅគេក៏បានខឹងជាមួយនឹងជីហ្វឹងដែលជីហ្វឹងគេមានបំណងចង់ឲ្យពិធីភ្ជាប់ពាក្យរបស់ពួកគេទាំងពីរអ្នកត្រូវបានរំសាយតែអូយ៉ាងយានាងបាននិយាយខត់ទៅកាន់ចាហៅថាកុំឲ្យបករឿងអីនាងមានរោគមួយឈរទៀតនៅហាងកាត់ដេរចាំខ្ញុំទៅយកវាតែម្នាក់ឯងបានឲ្យបងនៅទីនេះទទួលភ្ញៀវចាស់បន្តមកអូយ៉ាងយានាងក៏បានជិះឡានទៅហាងកាត់ដេរក៏ប៉ុន្តែអ្នកបើកឡានមិនបាននាំតួស្រីរបស់យើងទៅទីនោះទេបើជានាំតួស្រីរបស់យើងទៅកាន់កំពង់ផែដែលធ្វើឲ្យអូយ៉ាងយានាងក៏បាននិយាយសួរទៅកាន់អ្នកបើកឡាននោះថាតើគេជាអ្នកណាឆាប់ឈប់ឡានភ្លាមហើយអ្នកបើកឡាននេះដែរគឺគ្មានអ្នកណាឆ្ងាយនោះទេគឺជាឈិនឈីនេះឯងដែលគេបាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថាជាវាយបានរៀបចំគ្រប់យ៉ាងហើយខ្ញុំនាំអ្នកនាងទៅកំពង់ផែចាចេញពីទីនេះដោយសុវត្ថិភាពតួស្រីនាងបាននិយាយប្រាប់ទៅកាន់គេថានាងមិនចង់ចាចេញពីទីនេះទេឆាប់ឈប់ឡានភ្លាមដែលអូយ៉ាងយានាងក៏បានព្យាយាមបើកទ្វារឡានណាប៉ុន្តែគេបានលុកសោចាប់បាត់អីហ្នឹងហើយនេះហើយឈិនឈីគេបាននិយាយប្រាប់ទៅកាន់តួស្រីថាឲ្យនាងសហការជាមួយនឹងពួកគេក៏ព្រោះអីចវាយរបស់គេបារម្ភពីសុវត្ថិភាពរបស់អ្នកនាងហើយបន្ទាប់ពីបញ្ចប់កិច្ចការរួចគាត់នឹងទៅរកអ្នកនាងហើយដល់ពេលលឺអញ្ចឹងអូយ៉ាងយានាងមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីត្រឡប់ទៅវិញនោះទេដែលឯងនៅខាងវិមានអភិបាលខេត្តនេះវិញចាហៅក៏បានដឹងថាតួឯស្រីរបស់យើងបាត់ខ្លួនអត់ទាន់ត្រឡប់មកពីហាងកាត់ដេរវិញនោះទេដូច្នេះលោកអភិបាលខេត្តគាត់ក៏បានបញ្ជូនឲ្យគេនឹងតាមរកអូយ៉ាងយាក៏ប៉ុន្តែនៅក្នុងគ្រានោះដែរស្រាប់តែអូយ៉ាងយានាងក៏បានបើកទ្វារដើរចូលមកក្នុងកម្មវិធីជប់លៀងហើយតើចាហៅគេក៏បានរត់ទៅសួរអូយ៉ាងយាថាតើអូនទៅមកពីណាពេលនោះតួស្រីនេះក៏បានកុហកថានៅពេលដែលខ្ញុំបានធ្វើដំណើរបានពីកណ្ដាលផ្លូវខ្ញុំស្រាប់តែបាននឹកឃើញថាមានឈុតមួយដែលជារបស់ម្ដាយខ្ញុំទុកនៅឯផ្ទះហើយនៅក្នុងថ្ងៃសំខាន់បែបនេះខ្ញុំចង់ស្លៀកឈុតដែលជារបស់ម្ដាយខ្ញុំរួចអូយ៉ាងយានាងក៏បាននិយាយសុំទោសទៅកាន់អ្នកគ្រប់គ្នាដែលបានធ្វើឲ្យកម្មវិធីជប់លៀងពេញយាពេលដោយសារតែនាងហើយខ្ញុំក៏មិនអនុញ្ញាតឲ្យនរណាម្នាក់មកបំផ្លាញកម្មវិធីភ្ជាប់ពាក្យមួយនេះបានដែរតួស្រីនិយាយនេះលក្ខណៈថាឲ្យជីហ្វឹកណាហើយនៅក្នុងពេលនោះដែរអូយ៉ាងយានាងក៏បានសូមគ្រប់គ្នាត្រឡប់ទៅបន្ទប់របស់នាងវិញហើយនៅពេលនោះតួស្រីក៏បានសម័យតពីមូលហេតុដែលនាងអាចត្រឡប់មកវិញបានដោយសារតែនាងបានយកស្នៀតសក់ដល់ភ្យំករបស់ឈិនឈីគំរាមឲ្យគេឈប់ឡានហើយត្រឡប់ទៅវិមានអភិបាលខេត្តវិញក៏ប៉ុន្តែឈិនឈីគេមិនបានធ្វើតាមដោយគេក៏បានទៅចាប់យកស្នៀតសក់ពីក្នុងដៃរបស់តួស្រីដែលធ្វើឲ្យពួកគេទាំងពីរនាក់ក៏បានប្រទិញបតងគ្នាហើយតួស្រីនាងក៏បានទៅចាប់ចង្កូតឡានរបស់ឈិនឈីដែលបណ្ដាលឲ្យឈិនឈីក៏បានរៃចង្កូតទៅបោកបង្គោលនៅតាមផ្លូវហើយដូច្នេះហើយទើបអូយ៉ាងយានាងអាចត្រឡប់មកវិមានអភិបាលខេត្តវិញដើម្បីធ្វើពិធីភ្ជាប់ពាក្យរីឯនៅពេលនេះអូយ៉ាងយានាងក៏បានថែមក្រែមបន្តិចហើយបន្ទាប់មកក៏បានត្រឡប់ទៅក្នុងកម្មវិធីជប់លៀងវិញស្របពេលដែលជីហ្វឹងគាត់កំពុងតែឈររងចាំនាងរាំងមិនឲ្យអូយ៉ាងយាទៅនោះទេដែលសួរទៅកាន់អូយ៉ាងយាថាហេតុអ្វីបានជាមិនចាក់ចេញពីទីនេះទោះស្រីក៏តបវិញថាថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់ខ្ញុំរឿងអីខ្ញុំត្រូវចាក់ចេញមានអីជីហ្វឹងគេក៏បានដើរទៅចិត្តអូយ៉ាងយារួចនាងទៅខ្ទប់នឹងជញ្ជាំងហើយក៏និយាយប្រាប់ទៅកាន់អូយ៉ាងយាថាបើនាងមិនចាក់ចេញនៅក្នុងថ្ងៃនេះទេវាមិនមានផ្លូវរត់គេចចេញនៅក្នុងថ្ងៃខាងមុខឡើយដូច្នេះអូយ៉ាងយានាងបាននិយាយតបវិញថាទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំនឹងខ្លាចទៅជាប្រពន្ធរបស់ចាហៅដែរអញ្ចឹងតើនាងរៀបការជាមួយនឹងមនុស្សដែលនាងមិនស្រឡាញ់ចឹងមែនទេបានហើយលោកឈប់និយាយទៅចាហៅជាមួយនឹងខ្ញុំមានទំនាក់ទំនងលើពីអ្វីដែលលោកបានសម័យទៅទៀតតែតួប្រុសក៏បានស្រែកដាក់ទៅកាន់អូយ៉ាងយាថានាងនិយាយកុហករួចជីហ្វឹងគាត់ក៏បានទៅចាប់អូយ៉ាងយានឹងមកថើបរហូតធ្វើឲ្យអូយ៉ាងយានាងក៏បានខំបបោមាត់របស់គាត់ក៏ប៉ុន្តែជីហ្វឹងមិនបានចោះចេញតែប៉ុណ្ណឹងនោះទេគាត់ក៏បានទៅចាប់អូយ៉ាងយានឹងមកថើបម្ដងទៀតដែលគណៈថាមិនថើបវិញទាំងអស់គ្នាគឺបូតគុជតែម្ដងណាហើយមិនត្រឹមតែបូតគុជប៉ុណ្ណឹងនោះទេគាត់ក៏បានចាប់ដៃទាំងពីររបស់អូយ៉ាងយាយកទៅតុងមិនឲ្យនាងរើជាដាច់ខាតឡើងធ្វើឲ្យតួស្រីរបស់យើងគាត់ក៏ឈប់រើជាមួយនឹងជីហ្វឹងណាមានអីក្នុងគ្រាដែលពួកគេទាំងពីរនាក់កំពុងតែបូតគុជជាមួយគ្នានេះដែរចាហៅគេក៏បានឡើងមកតាមអូយ៉ាងយាក៏បានឃើញពីទស្សនវិជ្ជាមួយនេះអញ្ចឹងគេក៏បានទៅចាប់ទាញជីហ្វឹងចេញពីតួស្រីរបស់យើងហើយក៏ដាក់ជីហ្វឹងនឹងមួយដៃដែលបានស្រែកដាក់ជីហ្វឹងថាតើគេមានសិលអ្វីធ្វើបែបនេះដាក់អូយ៉ាងយាយើងគឺជាកូនប្រុសច្បងនៅក្នុងផ្ទះនេះហើយអ្វីៗគ្រប់យ៉ាងគឺជារបស់យើងហើយឯងក៏ជាដៃគូបុគ្គលប្រជែងរបស់យើងដែរលឺបែបនេះចាហៅគេក៏ចង់សម្លាប់ជីហ្វឹងខ្លាំងមែនទេដែលគេនឹងក៏បានដើរចូលវាយគ្នាជាមួយនឹងជីហ្វឹងឡើងផ្អើលកម្មវិធីជប់លៀងដែលនាំឲ្យលោកអភិបាលខេត្តគាត់ពិតជាខ្មាស់គេខ្លាំងណាស់អញ្ចឹងគាត់ក៏បានទាញយកកំភ្លើងបាញ់មួយគ្រាប់ឡើងទៅលើដើម្បីបញ្ឈប់អ្វីដែលពួកគេកំពុងតែធ្វើហើយបន្ទាប់មកលោកអភិបាលខេត្តចុងយាគាត់ក៏បាននិយាយសួរទៅកាន់ជីហ្វឹងថាហេតុអ្វីថ្ងៃនេះឯងខ្លាចតែជាបែបនេះទូប្រុសបាននិយាយតបថាខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងផ្ទះនេះព្រោះតែខ្ញុំបានបែកគ្នាពីទាកាលដែលនៅពីតូចហើយមង្គលការមួយនេះក៏បានធ្លាក់ទៅលើចាហៅតែនៅពេលនេះខ្ញុំបានត្រឡប់មកផ្ទះវិញហើយអញ្ចឹងទាគួរតែពិចារណាពិធីមង្គលការមួយនេះឡើងវិញក៏ប៉ុន្តែតួស្រីនឹងបានដើរចូលទៅនិយាយជាមួយនឹងលោកអភិបាលខេត្តចុងយាថានេះដែលខ្ញុំរៀបការជាមួយគឺមានតែចាហៅតែប៉ុណ្ណោះដែលនាំឲ្យចាហៅគេបានលើកដូច្នេះគេពិតជាសប្បាយចិត្តខ្លាំងណាស់ហើយក៏បានដើរចូលទៅចាប់ដៃរបស់អូយ៉ាងយាហើយអ្នកទាំងពីរក៏បានញញឹមដាក់គ្នាទៅវិញទៅមកគ្រាន់តែបានឃើញដូច្នេះលោកអភិបាលខេត្តចុងយាគាត់បាននិយាយប្រាប់ទៅកាន់ជីហ្វឹងថាយើងដឹងថាឯងគឺជាកូនប្រុសច្បងនៅក្នុងផ្ទះនេះក៏ប៉ុន្តែពិធីមង្គលការដែលបានកំណត់ថាកូនប្រុសច្បងជាអ្នករៀបការមុនឯងក៏ត្រូវបានខកខានឱកាសដោយសារតែពួកយើងទាំងពីរនេះបានបែកគ្នាតាំងពីតូចហើយឥឡូវនេះចា
ហៅជាមួយនឹងអាយយាពួកគេទាំងពីរអ្នកក៏ស្រឡាញ់គ្នាដែរហើយក្នុងនាមឯងជាកូនប្រុសច្បងឯងគួរតែអបអរទៅកាន់ពួកគេដែលធ្វើឲ្យជីហ្វឹងនៅក្នុងគ្រានឹងដែរគាត់ក៏បាននិយាយយល់ព្រមទាំងបង្ខំចិត្តរួចក៏និយាយសុំទោសទៅកាន់លោកអភិបាលខេត្តចុងយាសម្រាប់រឿងថ្ងៃនេះតែទោះបីជាយ៉ាងណាក៏ដោយជីហ្វឹងគាត់បាននិយាយទៅកាន់លោកអភិបាលខេត្តចុងយាថាចាប់តាំងពីគាត់បានត្រឡប់មកពីមានអភិបាលខេត្តវិញខ្ញុំដឹងថាទំនាក់ទំនងរបស់ទាជាមួយនឹងចាហៅគឺរឹងមាំខ្លាំងណាស់ដែលគេបាននៅក្បែរទាហើយនឹងធ្វើការនៅក្នុងជួរកងទ័ពជាយូរយារណាស់មកហើយតែចំណែកខ្ញុំវិញមិនមានអ្វីត្រូវធ្វើនោះទេហើយដូចនេះលោកអភិបាលខេត្តចុងយាគាត់បាននិយាយថានេះគឺជាកំហុសរបស់យើងបើមិនដូច្នេះទេទុកឲ្យចាហៅគេជាអ្នកបែងចែកការងារនៅក្នុងជួរកងទ័ពឲ្យឯងជាអ្នកទទួលខុសត្រូវពាក្យកណ្ដាលនេះអ្វីដែលត្រូវធ្វើនៅទីនោះហើយនៅថ្ងៃអនាគតគ្រួសាររបស់យើងនឹងត្រូវពឹងផ្អែកទៅលើបងប្អូនទាំងពីរនាក់របស់ឯងហើយអញ្ចឹងហើយក៏ធ្វើឲ្យជីហ្វឹងគាត់ក៏បានងាកទៅនិយាយជាមួយនឹងចាហៅថាចាប់ពីពេលនេះតទៅពួកយើងទាំងពីរនាក់គួរតែផ្សារគ្នាហើយសាច់រឿងគេក៏បានកើតមកនៅពេលយប់ឡើងដែលអូយ៉ាងយានេះក៏បានមកផ្ទះបាយដើម្បីយកទឹកញ៉ាំក៏ប៉ុន្តែនេះក៏បានជួបគ្នាជាមួយនឹងជីហ្វឹងដោយចៃដន្យហើយទូប្រុសរបស់យើងគាត់បានឃើញអូយ៉ាងយានៅទីនេះគាត់ក៏បានធ្វើជាត្អូញត្អែនិយាយថាជឿមកអត់មានអីស្អំហើយក៏គ្មានអ្នកណាគេខ្វល់ទៀតដល់ពេលអញ្ចឹងអូយ៉ាងយានេះក៏បានបង្ខំចិត្តឲ្យទៅយកសុទ្ធពីក្របយុទ្ធដាស្ងោដើម្បីឲ្យជីហ្វឹងយកទៅស្អំបំបត្តិជាប់រួចហើយអូយ៉ាងយានេះក៏បានដើរត្រឡប់ទៅបន្ទប់របស់នាងវិញទៅហើយលុះមកដល់ពេលព្រឹកបន្ទាប់ម្ដាយរបស់ចាហៅគាត់ក៏បានប្រាប់ឲ្យតួស្រីរបស់យើងទៅលោកឈុតមង្គលការជាមួយនឹងគាត់នៅឯហាងកាត់ដេរក៏ប៉ុន្តែអូយ៉ាងយាឥឡូវនេះនាងក៏បានដឹងថាគ្មានអ្នកណាម្នាក់នៅក្នុងប្រទេសទេទើបនាងក៏បានធ្វើពោជាទាញខ្សែកដាញ់ប្រាប់ទៅម្ដាយរបស់ចាហៅថាខ្សែករបស់នាងបានដាច់ហើយអញ្ចឹងនាងក៏ចង់ទៅជន់ខាងលើដើម្បីយកមួយខ្សែទៀតព្រមនោះដែរម្ដាយចាហៅបានប្រាប់ទៅកាន់អូយ៉ាងយាថាវាមិនអីនោះទេចាំយើងទិញថ្មីនៅខាងក្រៅទៅខណៈពេលដែលអូយ៉ាងយានាងបាននិយាយបដិសេធថាមិនអាចយកខ្សែកផ្សេងទៀតបាននោះទេខ្ញុំបានជ្រើសរើសយកឈុតកវលជាមួយនឹងខ្សែកមួយនេះឲ្យវាស័ក្តិសមជាមួយនឹងរោគមង្គលការរបស់ខ្ញុំរួចហើយបើមិនដូច្នេះទេខ្លាចអ្នកមីងចាំខ្ញុំយូរអញ្ចឹងអ្នកមីងទៅហាងតែរងចាំខ្ញុំនៅទីនោះចាំយើងទៅហាងកាត់ដេរជាមួយនឹងគ្នាអញ្ចឹងហើយម្ដាយរបស់ចាហៅគាត់ក៏បានយល់ព្រមជាមួយនឹងអូយ៉ាងយាក្រោយពេលដែលអូយ៉ាងយានាងបានឃ្លាជាមួយនឹងម្ដាយរបស់ចាហៅរួចនាងក៏បានលួចចូលបន្ទប់របស់លោកអភិបាលខេត្តចុងយាស្វែងរកកិច្ចសន្យាទិញអាវុធខុសច្បាប់ហើយទូស្រីរបស់យើងនាងក៏បានរកឃើញនៅឯថតតុកស្របពេលដែលជីហ្វឹងគាត់បានដើរមកពីខាងក្រៅហើយនិយាយសួរទៅកាន់នាងថាតើនេះឬជាអ្វីដែលនាងចង់បានហើយតើគាត់ក៏បានទៅកញ្ចក់យកកិច្ចសន្យាពីក្នុងដៃរបស់អូយ៉ាងយានាងបាននិយាយប្រាប់នាងថានេះគឺជាហេតុផលដែលនាងបានធ្វើពុតជាបាត់ការចងចាំដើម្បីទៅយករបស់មួយនេះមែនទេក៏ប៉ុន្តែអូយ៉ាងយានាងបានប្រាប់ឲ្យជីហ្វឹងឆាប់បកលកិច្ចសន្យាមួយនេះត្រឡប់មកវិញភ្លាមក៏ជួនឲ្យជាពួកគេទាំងពីរនាក់កំពុងតែដណ្ដើមគ្នានេះដែរលោកអភិបាលខេត្តជាមួយនឹងចាហៅក៏បានត្រឡប់មកផ្ទះវិញដើម្បីយកកិច្ចសន្យាតែអាវុធខុសច្បាប់ដែលគាត់បានផ្លេចយកទៅទុកនៅឯក្នុងបន្ទប់តែនៅខណៈពេលនេះអូយ៉ាងយានាងក៏បានដណ្ដើមយកកិច្ចសន្យាមួយនេះពីក្នុងដៃរបស់ជីហ្វឹងក៏ប៉ុន្តែទូប្រុសរបស់យើងមិនបានបកលវាឲ្យទៅទូស្រីរបស់យើងវិញនោះទេក៏ព្រោះអីតែគាត់បានដឹងថាកាលណាដែលនាងយកកិច្ចសន្យាមួយនេះទៅវានឹងមានបញ្ហាដល់នាងអញ្ចឹងហើយជីហ្វឹងគាត់ក៏បានចាប់អូយ៉ាងយាទៅហើយនៅក្នុងគ្រាហ្នឹងពួកគេទាំងពីរនាក់ក៏បានលើកសម្លេងស្នូជើងដែលដើរមកទីនេះហើយនាំឲ្យជីហ្វឹងគាត់បាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថាឲ្យនាងទៅជួបគាត់នៅឯសួនផ្ទះកញ្ចក់នៅក្នុងយប់នេះតែគាត់នឹងប្រាប់នាងពីការពិតគ្រប់យ៉ាងរួចលោកអភិបាលខេត្តចុងយាជាមួយនឹងចាហៅក៏បានបើកទ្វារចូលមកក៏ស្រាប់តែប្រទេសឃើញថាជីហ្វឹងបានលើកទូរស័ព្ទរបស់គាត់ដោយនៅភ្លាមហ្នឹងជីហ្វឹងគាត់បានដើរទៅនិយាយប្រាប់លោកអភិបាលខេត្តចុងយាថាលោកស្មីតគាត់បានខលមកទាដើម្បីពិភាក្សាអំពីកិច្ចសន្យានៅក្នុងថ្ងៃនេះតែនៅពេលដែលទាបានចេញទៅតាំងពីព្រឹកព្រលឹមខ្ញុំក៏បានកត់សម្គាល់ថាអត់មានកិច្ចសន្យាហេតុនេះខ្ញុំក៏បានចូលមកយកវាដើម្បីឲ្យទាអញ្ចឹងតែបានស្គាល់គ្នាជាមួយនឹងលោកស្មីតមែនទេទូប្រកាសតបវិញថាមែនហើយខ្ញុំបានស្គាល់ជាមួយនឹងលោកស្មីតដែលខ្ញុំបានធ្វើការជាមួយនឹងអូយ៉ាងសឹងហើយជួបគាត់ពី3ដងដូច្នេះតែបានដឹងអំពីអ្វីដែលយើងកំពុងតែធ្វើមែនទេមែនហើយទាបានបកលការងារពេលកណ្ដាលឲ្យជួកងតំឲ្យខ្ញុំហើយខ្ញុំគួរតែដឹងអំពីរឿងទាំងអស់នេះពេលខ្លះប៉ះសិនបើទាទុកចិត្តមកលើខ្ញុំនឹងធ្វើការមួយនេះឲ្យអស់ពីសមត្ថភាពដោយគ្មានកំហុសណាមួយឡើយលក្ខណៈថានិយាយឌឺឲ្យចាហៅណាខណៈពេលដែលលោកអភិបាលខេត្តចុងយាបានលើទូប្រុសរបស់យើងនិយាយយ៉ាងមុតមមបែបនេះគាត់ក៏បានប្រាប់ឲ្យជីហ្វតរយៈពីកិច្ចចរចានៅក្នុងថ្ងៃនេះជាមួយនឹងគាត់តែនៅក្នុងអំឡុងពេលជាមួយគ្នានេះអូយ៉ាងយានេះក៏បានពូននៅឯខាងក្រោមតុងហើយមិនយូរប៉ុន្មានពេលវេលាណាជួបនៅពេលយប់ក៏បានមកដល់ដែលជីហ្វគាត់ក៏បានអង្គុយរងចាំអូយ៉ាងយាណែសុំផ្ទះកញ្ចក់ខណៈពេលដែលអូយ៉ាងយានាងក៏បានសម្រេចចិត្តថាមកជួបទូឯប្រុសរបស់យើងនៅទីនោះក៏ប៉ុន្តែក៏ត្រូវបានចាហៅមករះរាំងផ្លូវរបស់នាងមុនតែចាហៅគាត់បាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថាគេចង់នាំនាងទៅកន្លែងមួយទៅចាហៅគេក៏បានទៅដឹកដៃទូស្រីរបស់យើងឲ្យដើរតាមគាត់ទៅផ្ទះមួយទៀតដែលគាត់ទៅ
ទៅតែនឹងទិញសម្រាប់កសាងអនាគតជាមួយនឹងអូយ៉ាងយៀនៅទីនេះហើយវាត្បិតអីទៅវាតូចបន្តិចមែនក៏ប៉ុន្តែគាត់បានគិតថាវាល្អសម្រាប់ពួកគេទាំងពីរនាក់ដែលរស់នៅជាមួយនឹងគ្នាទៅទូស្រីរបស់យើងនាងបាននិយាយអរគុណទៅកាន់ចាស់ហៅដែលបានធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់នាងអញ្ចឹងនាងគ្មានអ្វីសងទៅកាន់គាត់វិញនោះទេក៏ប៉ុន្តែចាស់ហៅគេក៏បានទៅអបទូស្រីរបស់យើងហើយនិយាយថាឈួនអូនមិនមានអ្វីជាពាក្យបងនោះទេដែលរាប់ណាអូនចូលចិត្តវាបងនឹងធ្វើវាសម្រាប់អូនក្រោយពេលដែលអូយ៉ាងយៀនាងបានទៅមើលផ្ទះជាមួយនឹងចាស់ហៅរួចនាងក៏បានមកជួបជីហ្វឹងនៅឯសួនផ្ទះកញ្ចក់នាងបាននិយាយសួរទៅកាន់ជីហ្វឹងថាបើមានអ្វីត្រូវនិយាយលឿនមកតើជីហ្វឹងគាត់ក៏បាននិយាយអំពីមូលហេតុដែលគាត់បានព្យាយាមចូលទៅក្នុងគ្រួសារនាងគឺដើម្បីប្រមូលផលតាំងរូបភាពទាំងអស់នេះពីការរត់គេចពន្ធអាវុធនិងបំផ្លាញអាវុធទាំងអស់នោះដើម្បីការពារទីក្រុងហុងឆឹងរីឯម្ដាយចាស់ហៅគាត់បានហៅចាស់ហៅមកបន្ទប់របស់គាត់គឺដើម្បីនិយាយប្រាប់ពីមូលហេតុអំពីការស្លាប់ម្ដាយរបស់ជីហ្វឹងដែលនាងត្រូវបានឪពុករបស់គេគឺជាអ្នកសម្លាប់ឲ្យផ្ទាល់ដៃក្នុងពេលដែលជីហ្វឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់អូយ៉ាងយេដែរថាកាលពី15ឆ្នាំមុនម្ដាយរបស់គាត់បានដឹងថាលោកចុងយាកំពុងតែរត់គេចពន្ធអាវុធចឹងគាត់ក៏ចង់យករឿងទាំងអស់នេះរាយការណ៍ប្រាប់ទៅកាន់រដ្ឋាភិបាលក៏ប៉ុន្តែក៏ត្រូវបានលោកចុងយាចាប់បានថាម្ដាយរបស់គាត់បានដឹងអំពីរឿងទាំងនេះអញ្ចឹងម្ដាយរបស់ខ្ញុំក៏បាននាំខ្ញុំរត់ទៅឆ្ងាយចេញពីគ្រួសារលៀងបន្ទាប់ពីនោះមកជីវិតរបស់ពួកយើងពិតជាលំបាកខ្លាំងណាស់ដែលនៅក្នុងថ្ងៃមួយម្ដាយរបស់ខ្ញុំក៏បានធ្លាក់ខ្លួនឈឺហើយគ្មានប្រាក់នោះទេអញ្ចឹងខ្ញុំក៏គ្មានជំរឿអ្វីក្រៅពីលួចរបស់គេនៅតាមផ្លូវដើម្បីយកប្រាក់ទៅទិញថ្នាំតែខ្ញុំក៏ត្រូវបានគេចាប់បានហើយទៅជួបជាមួយនឹងលោកអូយ៉ាងហើយនឹងនាងហើយចំណែកឯរឿងសងគុណវិញវាជារឿងពិតខ្ញុំមិនបានកុហកនាងទេហើយបន្ទាប់ពីនោះមកខ្ញុំក៏បានថ្នាំមួយចំនួនយកត្រឡប់ទៅផ្ទះវិញដោយគិតថានឹងអាចជួយសង្គ្រោះម្ដាយរបស់ខ្ញុំបានក៏ប៉ុន្តែផ្ទុយទៅវិញខ្ញុំក៏បានប្រទះឃើញថាម្ដាយរបស់ខ្ញុំក៏ត្រូវបានលោកអភិបាលខេត្តចុងញាក់សម្លាប់នៅក្រោមស្នាដៃរបស់គាត់ផ្ទាល់ខណៈពេលដែលទូប្រកំពុងតែនិយាយនេះដែរគាត់ក៏បានក្តាប់ដៃយ៉ាងណែនខឹងទៅកាន់លោកអភិបាលខេត្តចុងញាក់ខ្លាំងណាស់ស្របពេលដែលអូយ៉ាងយេក៏បានទៅចាប់ដៃរបស់ជីហ្វឹងហើយនិយាយប្រាប់គាត់ថាមិនអីទេវាក៏ឡងផុតអស់ទៅហើយទោះអាយេទោះបីជាខ្ញុំមានទំនាក់ទំនងឈានជាមួយនឹងលោកចុងញាក់ក៏ដោយក៏ខ្ញុំមិនបានចាត់ទុកគាត់គឺជាឪពុករបស់ខ្ញុំទេហើយការដែលខ្ញុំចូលទៅចិត្តគាត់គឺដើម្បីបើកបង្ហាញមុខពិតរបស់គាត់រួចក៏បំផ្លាញអាវុធដើម្បីសងសឹកឲ្យម្ដាយរបស់ខ្ញុំនិងចំពោះអ្នកស្លូតត្រង់ដែលបានស្លាប់ដោយសារតែអាវុធអាយេសុំទោសដែលខ្ញុំបានលេខរឿងទាំងអស់នេះអំពីនាងជាងនេះទៅទៀតខ្ញុំមិនគួរណាអូសទាញនាងចូលទៅក្នុងរឿងទាំងអស់នេះឡើយទូស្រីបាននិយាយសួរទៅកាន់ជីហ្វឹងថាចាប់តាំងពីពួកយើងមានគោលដៅដូចគ្នាចុះហេតុពេលបានជាលោកហាមឃាត់ខ្ញុំមិនឲ្យយកកិច្ចសន្យានោះក៏ព្រោះអីតែផតតាំងដែលយើងមានឥឡូវនេះវាមិនគ្រប់គ្រាន់ដើម្បីគម្រាមទៅកាន់គាត់នោះទេទោះបីយើងបានលើកទៅដាងគាត់ប្រហែលជាមានមន្ត្រីជាន់ខ្ពស់រាប់មិនអស់រួមទាំងគាត់ដែលបានធ្វើឲ្យប្រជាជនរងទុក្ខតែអ្វីដែលយើងអាចធ្វើបានឥឡូវនេះគឺយើងត្រូវតែបំផ្លាញខ្សែបណ្ដាញរត់គេចពន្ធទូទៅទាំងមូលនៅក្នុងទីក្រុងនេះតើអូយ៉ាងយេនឹងបាននិយាយថាខ្ញុំជឿជាក់ទៅលើលោកជាលើកចុងក្រោយហើយខ្ញុំសង្ឃឹមថាលោកមិនធ្វើឲ្យខ្ញុំខកបំណងទៀតនោះទេក៏ប៉ុន្តែលើកលែងចាស់ហៅដែលគាត់គ្មានកំហុសឡើយយើងក៏เลยមកមើលនៅខាងម្ដាយចាស់ហៅដែលគាត់បាននិយាយប្រាប់ទៅកាន់ចាស់ហៅថាប្រសិនបើជីហ្វឹងបានដឹងអំពីការស្លាប់ម្ដាយរបស់គាត់ព្រោះមកដល់ពេលនេះគេប្រកាសជាសងសឹកជាមួយនឹងលោកអភិបាលខេត្តចុងយាហើយបន្ទាប់ពីនឹងមកតំណែងអភិបាលខេត្តវានឹងក្លាយទៅជារបស់ឯងក៏ប៉ុន្តែចាស់ហៅគេបាននិយាយតបជាមួយនឹងម្ដាយរបស់គាត់ថាខ្ញុំមិនចាប់អារម្មណ៍ជាមួយនឹងមុខតំណែងនេះទេរឿងតែមួយគត់ដែលខ្ញុំចាប់អារម្មណ៍នោះគឺជាអាយាដែលខ្ញុំចង់រស់នៅជាមួយនាងដោយស្ងប់សុខក្រោយពេលដែលជីហ្វឹងជាមួយនឹងអូយ៉ាងយេនៅទាំងពីរបាននៅជាមួយនឹងគ្នាឡើងទល់ភ្លឺអ្នកទាំងពីរក៏បានត្រឡប់មកវិមានអភិបាលខេត្តវិញហើយក៏បានបែកគ្នាទៅត្រឹមនេះក៏ប្រអីកុំឲ្យមនុស្សនឹងសង្ស័យទៅលើពួកគេក៏ប៉ុន្តែមុនពេលដែលបំបែកផ្លូវគ្នានេះដែរជីហ្វឹងគាត់ក៏បានបករូបថតដែលពួកគេទាំងពីរអ្នកបានថតជាមួយនឹងគ្នាឲ្យទៅអូយ៉ាងយេជាអ្នកទុំរួចអូយ៉ាងយេនេះក៏បានដើរចូលទៅក្នុងវិមានអភិបាលខេត្តមុនហើយទូស្រីរបស់យើងនាងក៏បានធ្វើការលោឈុតមង្គលការជាមួយនឹងចាស់ហៅតែថ្ងៃនេះពួកគេក៏បានហៅជាងថតឲ្យមកថតរូបពួកគេទាំងពីរនេះហើយចាស់ហៅគេក៏បានសម្លឹងមើលទៅអូយ៉ាងយេឡើងផ្លូវព្រោះតែនាងស្អាតនឹងឯងហើយបន្ទាប់មកពួកគេទាំងពីរនេះក៏បានថតរូបជាមួយនឹងគ្នានៅក្នុងឈុតមង្គលការក៏ប៉ុន្តែនៅពេលដែលជាងថតបានថតរូបពួកគេទាំងពីរនេះរួចហើយគាត់ហាក់បីដូចជាបានចងចាំថាអូយ៉ាងយេគឺជាអធិជនចាស់របស់គាត់ដែលបានថតរូបកាលពីមុនហើយគ្រាន់តែអូយ៉ាងយេនឹងបានលើកដូចនេះព្រាមនាងក៏ខ្លាចថាបែកការអញ្ចឹងនាងក៏បញ្ញាទៅនិយាយប្រាប់ជាងថតនោះថាគាត់បានចាំមនុស្សខុសហើយនាងមិនដែលថតរូបពីមុនមកទេហើយចំណែកឯថ្ងៃនេះខ្ញុំមិនរំខានលោកទៀតឡើយអញ្ចឹងហើយជាងថតនោះគេក៏បានត្រឡប់ទៅវិញទៅហើយលុះនៅពេលដែលអូយ៉ាងយេគាត់បានត្រឡប់មកបន្ទប់វិញនៅពេលយប់នាងក៏បានយករូបថតដែលនាងបានថតជាមួយនឹងជីហ្វឹងមកអង្គុយមើលហើយរំពេចនោះផងដែរស្រាប់តាមដៃរបស់ចាស់ហៅគាត់ក៏បានដើរចូលមកជាមួយនឹងស្រាមួយដងហើយបបួលទូស្រីរបស់យើងផឹកជាមួយនឹងកនហើយដូច្នេះអូយ៉ាងយេនាងក៏បានយករូបថតមួយសន្លឹកហ្នឹងយកទៅទុកក្រោមខ្នែរបស់នាងហើយបន្ទាប់មកនាងក៏បានមកអង្គុយផឹកស្រាជាមួយនឹងម្ដាយរបស់ចាស់ហៅរហូតធ្វើឲ្យនាងក៏បាន
សវងហើយដេកលក់មើលហៅចាហៅហើយរំពេចនោះផងដែរចាហៅគេក៏បានដើរចូលមកដែលធ្វើឲ្យម្ដាយរបស់គាត់ក៏បានប្រាប់ឲ្យចាហៅមើលថែតួស្រីរបស់យើងទៅហើយចំណែកឯគាត់ក៏បានត្រឡប់ទៅបន្ទប់វិញក៏ប៉ុន្តែមុនពេលដែលគាត់ចាក់ស៊ីទៅនោះដែរគាត់ក៏បានចាក់សោពីខាងក្រៅទុកឲ្យចាហៅជាមួយនឹងអូយ៉ាងយាអ្នកទាំងពីរនៅជាមួយនឹងគ្នាក្នុងយប់នេះទាំងដែលចាហៅគាត់ក៏បានប្រាប់ឲ្យម្ដាយរបស់គាត់បើកទ្វារគេនឹងឲ្យចេញទៅខាងក្រៅតែវាមិនបានផលឡើយចឹងគាត់មានតែនៅក្នុងបន្ទប់ជាមួយនឹងអូយ៉ាងយានេះឯងហើយនៅក្នុងគ្រានឹងដែរចាហៅក៏បានទៅយកភួយដើម្បីគោរពឲ្យតួស្រីរបស់យើងក៏ប៉ុន្តែអូយ៉ាងយានឹងក៏បានទៅចាប់ដៃរបស់ចាហៅដែលធ្វើឲ្យគាត់មិនអាចរើបាននោះទេហើយពេលនោះដែរគាត់ក៏គៀកគ្នាជាមួយនឹងតួស្រីរបស់យើងចិត្តមែនទេដែលធ្វើឲ្យចាហៅគាត់ក៏ចង់ទៅរកថែអូយ៉ាងយាណាក៏ប៉ុន្តែគាត់បែរជាផ្លាស់ប្ដូរចិត្តហើយទៅថោកថ្ងាសរបស់នាងវិញនិយាយរួមទៅចាហៅគាត់គោរពការសម្រេចចិត្តរបស់អូយ៉ាងយាណាតានាងមិនព្រមគាត់ក៏មិនហ៊ានធ្វើដែរលក្ខណៈថាចាហៅគេគឺជាសភាពបរោះណារួចចាហៅគេក៏ធ្វើការរៀបចំកន្លែងឲ្យទូស្រីរបស់យើងគេងក៏ប៉ុន្តែគ្រានៅផងដែរចាហៅគាត់ក៏បានប្រទះឃើញនៅក្រោមផ្លែរបស់អូយ៉ាងយាក៏ឃើញរូបថតរបស់នាងថតជាមួយនឹងជីហ្វឹងដែលធ្វើឲ្យគាត់ពេលដែលបានឃើញរូបថតមួយនេះហើយសឹងតែមិនជឿជាមួយនឹងផ្លែរបស់ខ្លួនឯងហេតុនេះគាត់មកឆ្លើយនោះទេថាហេតុវាបានជាជាងថតនោះស្គាល់អូយ៉ាងយាដែលនាងបានកុហកគាត់ហេតុនេះហើយចាហៅគាត់ក៏បានយករូបថតរបស់អូយ៉ាងយាជាមួយនឹងជីហ្វឹងយកទៅទុកនៅក្រោមខ្នើយដូចធម្មតាវិញហើយអូយ៉ាងយានាងក៏បានដឹកខ្លួនឡើងមកសុទ្ធតែកាន់ចាហៅថាហេតុដូចបានជាគាត់នៅទីនេះចាហៅក៏តបថាម្ដាយរបស់បងបានប្រាប់ថាអូនស្វឹងទៅគាត់ក៏ឲ្យបងមកមើលថែអូនតែនៅពេលឥឡូវនេះគាត់បានចាក់សោទ្វារពីខាងក្រៅប្រហែលជាបងមិនអាចចេញទៅខាងក្រៅបានទេក៏ប៉ុន្តែមិនអីនោះទេចាំបងឡើងតាមមកអូចេញទៅខាងក្រៅក៏បានដែរក៏ប៉ុន្តែអូយ៉ាងយានៅគ្រានឹងដែរនាងក៏បានខត់ទៅកាន់ចាហៅឲ្យគាត់សម្រាប់នៅទីនេះមួយយប់ទៅក្នុងពេលដែលអូយ៉ាងយានាងបានប្រាប់ឲ្យចាហៅគេនៅទីនេះមួយយប់នាងក៏មានអារម្មណ៍ថាទៅតជាមួយនឹងគាត់អញ្ចឹងនាងក៏ធ្វើជាប្រាប់ទៅកាន់ចាហៅថានាងមានឯកសារមួយចំនួនដែលមិនទាន់បានរៀបចំអញ្ចឹងខ្ញុំទៅរៀបចំវាសិនមានអីចាហៅក៏បានប្រាប់ឲ្យអូយ៉ាងយានាងសម្រាប់ទៅទុកឲ្យគាត់ជាអ្នកទៅរៀបចំជំនួសនាងហើយសាច់រឿងគេក៏បានកាត់នៅពេលព្រឹកបន្ទាប់ដែលម្ដាយរបស់ចាហៅគាត់ក៏បានញញឹមឡើងស្រស់នៅពេលដែលគាត់បានឃើញចាហៅជាមួយនឹងអូយ៉ាងយាបានមកជាមួយនឹងគ្នាដើម្បីញ៉ាំអាហារពេលព្រឹកខណៈពេលដែលជីហ្វឹងគាត់កំពុងតែអង្គុយញ៉ាំចាក់ខ្វាយនៅតុអាហារនឹងផងដែររហូតមកដល់ពេលរសៀលអូយ៉ាងយានាងក៏បានចេញមកខាងក្រៅដើម្បីណាត់ជួបគ្នាជាមួយនឹងជីហ្វឹងខណៈពេលដែលជីហ្វឹងគាត់កំពុងតែឈររងចាំនាងអាហារកាច់ជ្រុងនៅផ្លូវហើយពេលនោះដែរពួកគាត់ទាំងពីរនេះក៏បានជួបនិយាយគ្នាដែលជីហ្វឹងគាត់បាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថាឥឡូវនេះដែរពេលនេះក៏បានដឹងតម្រុយខ្លះៗពីការដឹកជញ្ជូនអាវុធខុសច្បាប់របស់លោកស្មីតជាមួយនឹងចុងយាដែលពួកគេបានបើកឡានទៅតំបន់អញ្ចឹងវាអាចដែរថាឃ្លាំងអាវុធប្រហែលជានៅទីនោះលើបែបនេះទូស្រីក៏ទៅតែនឹកឃើញថាមានហើយគឺវានៅជិតក្រុមហ៊ុនរបស់ខ្ញុំដែលវាគឺជារោងចក្រដែលគេបោះបង់ចោលអាវុធប្រហែលជាអាចលាក់នៅទីនោះដូច្នេះទូឯងប្រាប់ឲ្យដូច្នេះជីហ្វឹងគាត់ក៏បានប្រាប់ឲ្យអូយ៉ាងយានៅក្នុងយប់នេះទៅជួបគាត់នៅឯសួនផ្ទះកញ្ចក់ដើម្បីរៀបចំផែនការបន្តតែនឹងមានរឿងមួយទៀតកាលពីយប់មិញនេះខ្ញុំបានដឹងថានាងជាមួយនឹងចាហៅបាននៅជាមួយនឹងគ្នាអញ្ចឹងតែនាងជាមួយនឹងគេតែប៉ុណ្ណឹងទូស្រីក៏បាននិយាយកាត់ថាពួកយើងទាំងពីរនេះគឺគ្មានអ្វីជាមួយនឹងគ្នាឡើយខ្ញុំគ្រាន់តែស្វឹងហើយចាហៅក៏ជាអ្នកមើលថែខ្ញុំហើយចាហៅគេមិនមែនជាមនុស្សបែបនោះទេគេគឺជាសភាពបរោះពេញលេញពេលដែលជីហ្វឹងបានឃើញអូយ៉ាងយាទៅសារទៅកាន់ចាហៅថាជាសភាពបរោះគាត់ក៏បានពេបមាត់ពេបកជ្រិញអីចឹងណាតែនៅរំពេញនោះដែរជីហ្វឹងក៏បានប្រទះឃើញទាហានបានដើរកាត់តាមនឹងគាត់ក៏ខ្លាចថាបាយការនៅពេលដែលទាហានបានឃើញពួកគេទាំងពីរនេះណាត់ជួបគ្នាអញ្ចឹងគាត់ក៏បានចាប់ទាញទូស្រីរបស់យើងយកមកអោមហើយទស្សនភាពដែលពួកគេទាំងពីរនេះកំពុងតែអោបគ្នានេះដែរក៏ត្រូវបានប្រទះឃើញដល់ចាហៅដែលចាហៅធ្វើឲ្យចាហៅគាត់ពិតជាខូចចិត្តខ្លាំងណាស់ដែលគាត់ក៏បានត្រឡប់មកផ្ទះវិញបើករបស់ចោលទាំងកំហឹងហើយគាត់ក៏បានស្រែកយំទាំងភាពឈឺចាំពេលដែលគាត់បានយំរួចហើយគាត់ក៏បានក្រោកឈរឡើងមកជាមួយនឹងទឹកមុខដ៏មមហើយក្រោយពេលដែលរាំងភ្លៀងអូយ៉ាងយានឹងក៏បានត្រឡប់មកផ្ទះវិញក៏បានប្រទះឃើញចាហៅកំពុងតែអង្គុយផឹកស្រានៅក្នុងបន្ទប់របស់នាងដែលចាហៅគាត់បាននិយាយសួរទៅកាន់អូយ៉ាងយាភ្លាមៗថាតើនាងបានចងចាំតាំងពីដើមរហូតមកហើយនាងមិនបានភ្លេចទេដែលធ្វើឲ្យអូយ៉ាងយានៅពេលនោះនាងក៏បាននិយាយសុំទោសទៅកាន់ចាហៅតែប្រាប់ពីហេតុផលរបស់នាងក៏ដែលនាងធ្វើបែបនេះគឺដើម្បីសងសឹកឲ្យឪពុករបស់នាងដែលខ្ញុំមិនមានបំណងចង់ធ្វើបាបទៅលើលោកឡើយដែលនាំឲ្យចាហៅគាត់ក៏បានខឹងជាមួយនឹងអូយ៉ាងយាខ្លាំងមែនទែនចឹងគាត់ក៏បានបោកកៅស្រាចោលទាំងកំហឹងហើយសួរទៅកាន់នាងថានាងបានកុហកខ្ញុំហើយនឹងបោកប្រាស់ខ្ញុំតែនាងធ្លាប់មានខ្ញុំនៅក្នុងចិត្តដែរឬអត់អូយ៉ាងយាតែទោះបីជាណាក៏ដោយអូយ៉ាងយានាងនៅតែនិយាយពាក្យសុំទោសទៅកាន់ចាហៅដដែលហើយរំពេចនោះម្ដាយរបស់ចាហៅគាត់ក៏បានមកគោះទ្វារហើយស្រែកសួរថាតើមានរឿងអ្វីកើតឡើងគាត់បានលើសំឡេងចេញពីបន្ទប់តើចាហៅគាត់ក៏បានបើកទ្វារនិយាយប្រាប់ទៅកាន់ម្ដាយរបស់គាត់ថាវាគ្មានអ្វីនោះទេហើយគាត់ក៏បានប្រាប់ឲ្យម្ដាយរបស់គាត់ហ្នឹងត្រឡប់ទៅវិញដែលធ្វើឲ្យអូយ៉ាងយានឹងបាននិយាយសួរទៅកាន់ចាហៅថាហេតុវាបានជាមិនប្រាប់ការពិតហើយនៅតែជួយសង្គ្រោះនាងទៀតចាហៅក៏ឆ្លើយថាពិធីមង្គលការចាប់មកដល់ហើយនៅសល់តែប្រហែលថ្ងៃទៀតនោះទេចាហៅលោកបានដឹងអ្វីៗទាំងអស់ទៅហើយហេតុវាបានជាលោកនៅរៀបការជាមួយនឹងខ្ញុំទៀតតែខ្ញុំមិនអាចរៀបការជាមួយនឹងលោកបានទេដូច្នេះចាហៅគេក៏បានដើរទៅយករូបថតនៅក្រោមខ្នែរបស់អូយ៉ាងយាយកមកបង្ហាញតួស្រីរបស់យើងនឹងបាននិយាយប្រាប់ទៅកាន់អូយ៉ាងយាអំពីការស
ន្ទនារបស់នាងជាមួយនៅជីហ្វឹងកាលពីរសៀលដែលអ្នកទាំងពីរបានរៀបចំផែនការបំផ្លាញពុករបស់គាត់តែបើសិនបើពុករបស់គាត់បានដឹងរឿងនេះជីហ្វឹងគេនឹងមិនអាចរស់នៅបានឡើយដូច្នេះអូយ៉ាងយានឹងបាននិយាយបញ្យល់ទៅកាន់ចាស់ហៅថាកុំធ្វើបែបនេះអីហើយការដែលធ្វើបែបនេះវាបណ្ដាលឲ្យប្រជាជនដែលនៅក្នុងទីក្រុងហុងជឹងទាំងមូលរងទុំតែខ្ញុំមិនខ្វល់នោះទេខ្ញុំគ្រាន់តែចង់បាននាងតែប៉ុណ្ណោះរួចចាស់ហៅគេក៏បានចាប់ទូស្រីរបស់យើងបង្ខំឲ្យថើបគេតែទូស្រីរបស់យើងគាត់ក៏បានរុញចាស់ហៅចេញរោធ្វើឲ្យចាស់ហៅគាត់បាននិយាយថាខ្ញុំនឹងបញ្ជូនឲ្យនរណាម្នាក់ទៅចាប់ជីហ្វឹងហើយនាំគេទៅឆ្ងាយហើយប្រសិនបើនាងចង់ឲ្យគេមានជីវិតនៅរស់ជំរឿតែមួយកូននាងត្រូវរៀបការជាមួយនឹងខ្ញុំដែលធ្វើឲ្យអូយ៉ាងទៀតនៅក្នុងគ្រានឹងនាងក៏បានយំជាខ្លាំងរួចហើយនាងក៏បានទៅជួបជាមួយនឹងជីហ្វឹងនៅឯសួនផ្ទះកញ្ចក់ដែលជីហ្វឹងក៏បាននិយាយប្រាប់ទៅកាន់ទូស្រីថាគេនឹងចាប់ផ្ដើមគម្រោងការបំផ្លាញអាវុធលោកចុងយានៅក្នុងថ្ងៃស្អែកហើយភ្លាមនោះដែរទូស្រីរបស់យើងនាងក៏បានងាកចេញពីជីហ្វឹងហើយនិយាយប្រាប់ទៅកាន់ជីហ្វឹងវិញថាខ្ញុំមិនចង់សងសឹកអ្វីទៀតនោះទេខ្ញុំអស់កម្លាំងណាស់ចូលពួកយើងបោះបង់វាចោលទៅជីហ្វឹងគាត់បានលឺអូយ៉ាងយានិយាយដូចឆ្នោគាត់បាននិយាយសួរទៅកាន់អូយ៉ាងយាថាតើមានរឿងអ្វីកើតឡើងហើយជួនជាពេលដែលជីហ្វឹងកំពុងតែនិយាយសួរទៅកាន់អូយ៉ាងយាពីមូលហេតុចាស់ហៅគាត់ក៏បាននិយាយប្រាប់ទៅកាន់ជីហ្វឹងថានាងបាននិយាយថាមិនចង់សងសឹកនោះទេរួចចាស់ហៅគេក៏បានហៅឲ្យទូស្រីរបស់យើងដើរមករកគាត់ខណៈពេលដែលជីហ្វឹងគាត់បាននិយាយសួរទៅកាន់អូយ៉ាងយាពីមូលហេតុថាតើចាស់ហៅកំពុងតែបង្ខំនាងមែនទេទូស្រីក៏តបថាមិនមែនឡើយវាគឺជាការសម្រេចចិត្តរបស់ខ្ញុំហត់ណាស់ដែលខ្ញុំមិនអាចជួយសង្គ្រោះខ្លួនឯងបានផងតើរឿងអីដែលខ្ញុំអាចតការពារអ្នកដទៃបានក៏ប៉ុន្តែជីហ្វឹងគាត់បាននិយាយថាគេមិនជឿនោះទេណាអ្វីដែលនាងនិយាយដែលនាំឲ្យចាស់ហៅក្នុងគ្រានឹងដែរគាត់ក៏បានចាប់អោបអូយ៉ាងយាហើយក៏រត់ទៅថើបនាងនៅចំពោះមុខរបស់ជីហ្វឹងជាឲ្យធ្វើឲ្យជីហ្វឹងក៏ខឹងហើយចូលទៅចាប់ចាស់ហៅចេញតែក៏ត្រូវបានអនុស្នេហ៍ឯកលីវាយទូឯងប្រុសរបស់យើងរហូតដល់សឡងហើយបន្ទាប់មកចាស់ហៅគាត់ក៏បានបញ្ជាឲ្យអនុស្នេហ៍ឯកលីនាំជីហ្វឹងនឹងទៅឆ្ងាយហើយចំណែកឯគាត់ក៏បាននាំអូយ៉ាងយាត្រឡប់ទៅផ្ទះវិញគឺដើម្បីឲ្យនាងត្រៀមខ្លួនចូលរោងការជាមួយនឹងគាត់ខណៈពេលដែលជីហ្វឹងឯណេះវិញក៏ត្រូវបានអនុស្នេហ៍ឯកលីរស់នឹងបាញ់សម្រាប់គាត់ក៏ប៉ុន្តែសាច់រឿងគេបានកាត់មកពេលកដាយប់ដែលមេកំពុងតែភ្លៀងទូស្រីរបស់យើងនៅក្នុងបន្ទប់តែម្នាក់ឯងតែនៅរំពេចនោះក៏បានឃើញថាជីហ្វឹងគាត់បានមករកអូយ៉ាងយានៅឯក្នុងបន្ទប់ដោយនិយាយសួរទៅកាន់អូយ៉ាងយាថាតើនាងពិតជារៀបការជាមួយនឹងគេមែនដែរឬអត់ហើយគ្រាន់តែអូយ៉ាងយាបានឃើញជីហ្វឹងភ្លាមនាងបាននិយាយសួរទៅកាន់ជីហ្វឹងថាហេតុអ្វីបានជានៅទីនេះឆាប់ត្រឡប់ទៅវិញភ្លាមពេលនោះជីហ្វឹងគាត់បានដើរចូលទៅរកអូយ៉ាងយាហើយនិយាយប្រាប់នាងថានាងមិនសូវជាពូកែសម្ដែងតតែសោះរួចជីហ្វឹងគាត់ក៏បានចាប់ទូស្រីរបស់យើងថាគាត់ប៉ុន្តែក៏ត្រូវបានអូយ៉ាងយារុញគាត់ចេញហើយក៏ទះគាត់នឹងមួយកំភ្លៀងតែទោះបីជាទូប្រុសរបស់យើងត្រូវមួយកំភ្លៀងរបស់ទូស្រីក៏ដោយក៏ជីហ្វឹងគាត់ក៏បានចាប់អូយ៉ាងយានឹងយកមកថើបម្ដងទៀតដែលលើកនេះដែរគាត់ថើបនាងតថាទូស្រីរបស់យើងឈប់រើហើយព្រមទៅតាមគាត់ហើយពេលនោះដែរជីហ្វឹងគាត់ក៏បានផ្ដួលអូយ៉ាងយាទៅលើក្រេថែមទៀតហើយខណៈពេលដែលអ្នកទាំងពីរកំពុងតែរ៉ូម៉ាន់ទិកជាមួយនឹងគ្នានេះដែរចាស់ហៅគេកំពុងតែដើរកាន់បែកផ្កាមួយបាច់តាមផ្លូវទាំងភាពសប្បាយរីករាយដើម្បីយកមកឲ្យទូស្រីរបស់យើងនៅឯក្នុងបន្ទប់ហើយលុះនៅពេលដែលចាស់ហៅគាត់បានដើរមកដល់បន្ទប់របស់អូយ៉ាងយាហើយនោះគាត់ក៏បានឃើញទស្សនវិជ្ជាមួយនេះនៅលើក្រេគាត់ក៏បានទម្លាក់ផ្កាចោលហើយក៏ទាញយកកំភ្លើងមករកបាញ់ជីហ្វឹងហើយនិយាយសួរគេថាហេតុអ្វីបានជាឯងមិនទាន់ស្លាប់ហេតុនេះសាច់រឿងគេក៏បានសម័យតនៅពេលដែលតួឯងប្រុសរបស់យើងគាត់អាចរួចជីវិតបានដោយសារតែឈិនឈីគេបានទៅជួយសង្គ្រោះគាត់តាន់ពេលវេលារួចហើយតួឯងប្រុសរបស់យើងគាត់ក៏បានប្រាប់ទៅឲ្យឈិនឈីគេធ្វើតាមគម្រោងការទៅបំផ្លាញអាវុធដែលបានលាតទុកនៅឯឃ្លៀងរបស់លោកចុងយាដែលឯគាត់ក៏បានបញ្ញាមករកអូយ៉ាងយានៅឯវិមានអភិបាលខេនហើយគ្រាន់តែចាស់ហៅគាត់បានដឹងរឿងនេះភ្លាមគាត់ក៏ចង់បាញ់ជីហ្វឹងនឹងសម្រាប់ចោលក៏ប៉ុន្តែភ្លាមនោះផងដែរសម្លេងផ្ទុះអាវុធក៏បានបន្លឺឡើងហើយចាស់ហៅក៏ត្រូវបានទាហានមកប្រាប់ថាលោកអភិបាលខេត្តចុងយាគាត់បានបញ្ជាឲ្យចាស់ហៅនាំមនុស្សទៅទីនោះដើម្បីជួយគ្នាយកអាវុធចេញពីឃ្លាំងតែមុនពេលដែលចាស់ហៅគាត់ចាក់ចេញទៅនេះដែរគាត់ក៏បានបញ្ជាឲ្យទាហាននាំជីហ្វឹងទៅជាមួយនឹងគាត់ទាំងដែលអូយ៉ាងយានឹងក៏បានស្នើខ្លួនទៅជាមួយនឹងចាស់ហៅផងដែរហើយចាស់ហៅដល់គ្មានជំរឿគាត់ក៏បានឲ្យទាហាននឹងនាំអ្នកទាំងពីរទៅជាមួយនឹងគាត់នៅក្នុងអំឡុងពេលនេះលោកចុងយាគាត់ក៏បានឆ្លេឆ្លាមែនទែនហើយក៏បញ្ជាឲ្យមនុស្សរួចរាន់បញ្ជូនអាវុធចេញមកខាងក្រៅឲ្យបានឆាប់កុំឲ្យភ្លើងឆេះទាន់ហើយត្រូវទៅយកវាចេញមកទាំងអស់ហើយបើអ្នកណាមិនស្ដាប់បង្គាប់គាត់នឹងបាញ់ពួកគេចោលរួចហើយលោកអភិបាលខេត្តចុងយាក៏បានស្រែកថាតើអ្នកណាដែលជាអ្នកដុតឃ្លាំងអាវុធរបស់គាត់ហើយបើសិនជាគាត់ដឹងគាត់នឹងសម្លាប់គេចោលហើយរំពេចនោះចាស់ហៅគេក៏បានដើរចូលមកនាំតួឯងប្រុសរបស់យើងជាមួយនឹងអូយ៉ាងយាចូលមកហើយក៏ប្រាប់ទៅកាន់ឪពុករបស់គេថាអ្នកដែលបានដុតឃ្លាំងអាវុធទាំងអស់នេះគឺជាជីហ្វឹងដែលគេបានស៊ើបអង្កេតរឿងទាំងអស់នេះហើយបំផ្លាញអាវុធព្រមទាំងលោកអភិបាលខេត្តចុងយាក៏បានលើកដូច្នេះគាត់ក៏បានដើរទៅរកជីហ្វឹងហើយសួរគាត់ថាឯងមកត្រឡប់មករកយើងវិញតើវាមិនមែនជាទ្រព្យសម្បត្តិជាមួយនឹងកិត្តិយសទេរឿងដែលឯងចង់បានជីហ្វឹងក៏តបវិញថាមែនហើយខ្ញុំមិនត្រូវការជីវិតបែបហ្នឹងជាមួយនឹងឃាតករដែលបានសម្លាប់មនុស្សជាច្រើនបែបនេះឡើយ
ក៏ប៉ុន្តែយើងជាឪពុករបស់ឯងខ្ញុំមិនមានឪពុកដូចជាលោកទេជាឪពុកដែលបានសម្លាប់ម្ដាយរបស់ខ្ញុំដែលផ្ទាល់ដែរលើដូច្នេះលោកចុងយាគាត់ក៏បានសើចហើយនិយាយថាល្អរួចហើយគាត់ក៏បានដកយកកំភ្លើងនឹងបាញ់ទៅរកតួឯកប្រុសរបស់យើងខណៈពេលដែលអូយ៉ាងយានឹងក៏បានរៀងហើយនិយាយប្រាប់ទៅកាន់លោកអភិបាលខេត្តចុងយាថាខ្ញុំមិនបានបាត់ការចងចាំនោះទេខ្ញុំបានចងចាំគ្រប់យ៉ាងដែលលោកគឺជាអ្នកសម្លាប់ឪពុករបស់ខ្ញុំហើយខ្ញុំក៏មិនអាចអត់ទោសឲ្យលោកបានដែរតើលោកចុងយាបាននិយាយថាចាប់តាំងពីនេះមិនបានបាត់ការចងចាំបើនាងបកគោក្រុមហ៊ុនមកឲ្យយើងនឹងអាចទទួលយកនាងចូលមកក្នុងគ្រួសាររបស់យើងហើយនឹងឲ្យនាងរស់នៅជាមួយនឹងចាហៅក៏ប៉ុន្តែនាងហាក់បីដូចជាក្បាលរឹងដូចជាឪពុករបស់នាងអញ្ចឹងតើគាត់ក៏បានយកកំភ្លើងយកទៅភ្ជុំក្បាលរបស់អូយ៉ាងយារីឯចាហៅនៅវិញគេឃើញបែបនេះគេក៏បានបញ្ញាចូលទៅរះរាំងឪពុករបស់គាត់មិនឲ្យបាញ់តួស្រីរបស់យើងឡើយហេតុនេះគាត់បានបញ្ជាឲ្យគេនឹងចាប់ចាហៅចិនជាបន្តហើយអំឡុងពេលដែលគាត់រៀបនឹងបាញ់សម្រាប់ជីហ្វឹងជាមួយនឹងអូយ៉ាងយាហើយឈិនឈីគេក៏បានមកជួយជីហ្វឹងនឹងតាន់ពេលវេលាហើយគាត់ក៏បាននាំយកមនុស្សមកវាយប្រហារទានរបស់លោកអភិបាលខេត្តចុងយាខណៈពេលដែលជីហ្វឹងគាត់ក៏បាននាំតួឯកស្រីរបស់យើងរត់គេចចេញពីក្រកំភ្លើងហើយអំឡុងពេលដែលលោកអភិបាលខេត្តចុងយាគាត់ក៏បានយកកំភ្លើងយកបាញ់តបតជាមួយនឹងឈិនឈីដែលចាហៅក៏បានប្រាប់ឲ្យលោកអភិបាលខេត្តចុងយាឆាប់ចាក់ចេញពីទីនេះអំឡុងពេលដែលគាត់ក៏បានប្រាប់ឲ្យចាហៅបញ្ញាចាក់ចេញពីទីនេះទៅហើយគាត់ក៏បន្តបាញ់តបតល់ជាមួយនឹងកូនចៅរបស់ជីហ្វឹងរហូតធ្វើឲ្យកំភ្លើងរបស់លោកអភិបាលខេត្តចុងយាក៏បានអស់ហើយនៅពេលដែលគាត់បានទៅយកកំភ្លើងថ្មីមួយទៀតកប់ជួនជាពេលដែលឃ្លៀងអាវុធនឹងក៏បានផ្ទុះមកល្មមដែលធ្វើឲ្យគាត់ក៏បានស្លាប់នៅក្នុងការផ្ទុះឃ្លៀងអាវុធនឹងឯងក្នុងពេលដែលចាហៅគេបានឃើញហេតុការណ៍នេះភ្លាមក៏ធ្វើឲ្យចាហៅគាត់ក៏បានស្រែកយំជាខ្លាំងហើយចំណែកឯជីហ្វឹងគាត់ក៏បានបញ្ញានាំអូយ៉ាងយារត់ចាក់ចេញពីទីនេះក្រោយពេលដែលឪពុករបស់ចាហៅបានចែកឋានទៅវាក៏បានធ្វើឲ្យចាហៅគាត់ក៏មានការសោកស្ដាយមែនទេទាំងដែលម្ដាយរបស់គាត់ក៏បានបញ្ចុះបញ្ចូលឲ្យចាហៅជប់ការຕົកបានហើយឥឡូវនេះនៅក្នុងផ្ទះរបស់ពួកគេត្រូវការចាហៅជាទីពឹងផ្អែកទៅលើអញ្ចឹងហើយចាហៅគេក៏បានតបជាមួយនឹងម្ដាយរបស់គាត់ថាខ្ញុំដឹងហើយថាខ្ញុំនឹងត្រូវធ្វើអ្វីបន្ទាប់មកចាហៅគាត់ក៏បានស្នងអំណាចជាអ្នកដឹកនាំថ្មីនៅក្នុងវិមានអភិបាលខេត្តហើយគាត់ក៏បានបញ្ជាឲ្យទាហានបិទទ្វារក្រុងហើយតាមចាប់ជីហ្វឹងជាមួយនឹងអូយ៉ាងយាទាំងដែលនៅអំឡុងពេលនេះអូយ៉ាងយាជាមួយនឹងជីហ្វឹងពួកគេទាំងពីរនាក់ស្នាក់នៅឯស្ថាគារហុងឈឹងហើយជីហ្វឹងគេក៏បាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថានៅឯក្នុងទីក្រុងបានដឹងរួចហើយថាលោកចុងយាគេបានរត់គេចប៉ុនអាវុធខុសច្បាប់ដែលវាមិនមានការពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអូយ៉ាងឡើយដូច្នេះក្រុមហ៊ុនអូយ៉ាងនឹងត្រឡប់មកដូចដើមវិញក្នុងពេលឆាប់នេះគឺដូច្នោះតួស្រីរបស់យើងបាននិយាយអរគុណទៅកាន់ជីហ្វឹងហើយអ្នកទាំងពីរក៏បានអោបគ្នាទៅវិញទៅមកទៅហើយស្របពេលនោះដែរឈិនឈីគេក៏បានដើរចូលមកនិយាយប្រាប់ទៅកាន់ជីហ្វឹងថាឥឡូវនេះដែរចាហៅគេបានសម្អាតសមាគមក្មេងតំណឹងរបស់ពួកយើងហើយពួកគេក៏បានចាប់បងប្អូនរបស់ពួកយើងទៅអស់ហើយអញ្ចឹងឥឡូវនេះតើពួកយើងគួរតែដោះស្រាយបែបណាដែលធ្វើឲ្យជីហ្វឹងនៅអំឡុងពេលនេះគាត់ក៏រងនឹងចាក់ចែងទៅតែមុនពេលដែលគាត់ទៅគាត់ក៏បានងាកទៅនិយាយប្រាប់ទៅកាន់អូយ៉ាងយាថាគាត់មិនអាចចោលបងប្អូនរបស់គាត់បានទេដែលគាត់នឹងទៅជួយពួកគេអញ្ចឹងនាងត្រូវតែរងចាំគាត់នៅទីនេះហើយអូយ៉ាងយានាងក៏យកព្រមហើយប្រាប់ឲ្យគាត់ប្រុងប្រយ័ត្នផងបន្ទាប់ពីជីហ្វឹងក៏ចាក់ចេញទៅតែម្នាក់ឯងទុកឲ្យឈិនឈីនៅការពារអូយ៉ាងយានៅឯស្ថាគារអ្នកទាំងពីរក៏បានអង្គុយរងចាំដំណឹងពីជីហ្វឹងរហូតមកដល់យប់នៅតែមិនឃើញជីហ្វឹងត្រឡប់មកវិញតែដោយមិននឹកស្មានដល់អំឡុងពេលដែលពួកគេទាំងពីរអ្នកកំពុងតែអង្គុយរងចាំជីហ្វឹងចាហៅក៏បានរកឃើញកន្លែងលាក់ខ្លួនរបស់ពួកគេអញ្ចឹងគាត់ក៏បានចូលមកវាឈិនឈីឲ្យស្លាប់ហើយបន្ទាប់មកក៏ចាប់អូយ៉ាងហ្នឹងទៅជាមួយនឹងគាត់នៅពេលដែលចាហៅគាត់បានចាប់អូយ៉ាងយាត្រឡប់មកផ្ទះវិញគាត់បាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថាគាត់មានទាំងដំណឹងល្អនិងអាក្រក់ចង់ប្រាប់ទៅកាន់នាងដែលដំណឹងអាក្រក់គឺជីហ្វឹងគេបានរត់គេចខ្លួនចោលនាងហើយចំណែកឯដំណឹងល្អវិញថ្ងៃស្អែកនេះពួកយើងទាំងពីរនាក់នឹងរៀបការជាមួយគ្នានៅឯព្រះវិហារដែលនាំឲ្យអូយ៉ាងយានៅពេលនេះនាងក៏មានអារម្មណ៍ថាស្អប់ខ្ពើមនឹងទង្វើរបស់ចាហៅខ្លាំងណាស់ដែលនាងក៏បានប្រាប់ចាហៅថាកុំធ្វើបែបនេះអីតើចាហៅគេបាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថាលៀងចាហៅចាស់វាប្រៀបដូចជាឆ្កែដើរតាមនាងដែលត្រូវបាននាងបោះបង់ចោលតើនាងធ្លាប់មានស្រឡាញ់ខ្ញុំខ្លាំងដែរឬអត់វាគឺជានាងដែលបានចន់ឈ្លីស្នេហារបស់ខ្ញុំតើនេះឬគឺជាអ្វីដែលនាងបានតបស្នងមកកាន់ខ្ញុំវិញក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាមិនមានអ្វីជាបញ្ហាទៀតនោះទេថ្ងៃស្អែកនេះគ្រប់យ៉ាងនឹងត្រូវបានបញ្ចំដោយចាហៅក្នុងគ្រានឹងគេក៏បានចាប់អូយ៉ាងយាខំឯក្នុងម៉ូតូតែនៅក្នុងឡងពេលនេះជីហ្វឹងគេក៏បានត្រឡប់មកវិញហើយក៏បានឃើញឈិនឈីបងតដេកស្លាប់គាត់បាននិយាយសួរទៅកាន់ឈិនឈីថាតើមានរឿងអ្វីកើតឡើងហើយឈិនឈីគេបាននិយាយប្រាប់ទៅកាន់ជីហ្វឹងថាឥឡូវនេះដែរចាហៅគេបានចាប់កញ្ញាអូយ៉ាងយាទៅជាមួយនឹងគេបាត់ហើយមិនយូរប៉ុន្មាននៅក្នុងថ្ងៃស្អែកឡើងចាហៅគាត់ក៏បានដាក់ចង្វាក់ដៃរបស់អូយ៉ាងយាទាំងពីរហើយក៏បង្ខំឲ្យនាងចូលពិធីរៀបការជាមួយនឹងគាត់នៅឯក្នុងព្រះវិហារដែលគាត់បាននិយាយប្រាប់ទៅកាន់អូយ៉ាងយាថានៅក្នុងជីវិតនេះនាងគឺជាមនុស្សស្រីរបស់គាត់ពេលដែលបាននិយាយប្រាប់រួចហើយចាហៅគាត់ក៏បានអន្តរោថាបអូយ៉ាងយាក៏ប៉ុន្តែក៏ត្រូវបានអូយ៉ាងយានាងរត់ចេញពីគាត់ទៀតនៅក្នុងឡងក្រេតនៅជីហ្វឹងគាត់ក៏បានសម្រាប់ទាហានឯខាងក្រៅហើយបើកទ្វារចូលមកក្នុងព្រះវិហារដោយគាត់ក៏បានភ្ជុំកំភ្លើងទៅកាន់ចាហៅហើយប្រាប់ឲ្យគេនឹងដល់លេងអូយ៉ាងយាក៏ប៉ុន្តែចាហៅគេក៏បានដកកំភ្លើងចេញមកហើយបាញ់សម្ដៅទៅលើតួស្រីរបស់យើងនឹងនិយាយសួរទៅកាន់ជីហ្វឹងថាតើឯងពិតជាស្រឡាញ់នាងខ្លាំងណាស់មែនទេតែបើសិនបើឯងស្លាប់ទៅនាងក៏មិនអាចរស់នៅបានដែរមានអីតួឯងប្រុសរបស់យើងគ្រានឹងគាត់ក៏រត់ដាក់កំភ្លើងចោលតែធ្វើឲ្យ
ឲ្យអូយ៉ាងយេនឹងក៏បានងាកទៅនិយាយប្រាប់ទៅកាន់ជីហ្វឹងថាកូនធ្វើបែបនេះអីរួចហើយចាស់ហៅគាត់ក៏បានយកកំភ្លើងរបស់គាត់តម្រង់ទៅកាន់ជីហ្វឹងវិញដែលនាំឲ្យជីហ្វឹងគេក៏បានលើកយកកំភ្លើងតម្រង់ទៅកាន់ចាស់ហៅវិញដូចគ្នាហើយអ្នកទាំងពីរក៏បានបាញ់ទៅកាន់គ្នាទៅវិញទៅមកបន្ទាប់ពីអ្នកទាំងពីរបានបាញ់គ្នាទៅវិញទៅមកបានមួយស្របបជីហ្វឹងគាត់ក៏បានសម្លឹងមើលខ្លួនឯងហេតុវាបញ្ជាគាត់មិនត្រូវរបួសខណៈពេលដែលចាស់ហៅណែវិញគាត់ក៏បានក្អួតឈាមចេញមកគាត់បានបង្ហាញក្រកំភ្លើងនៅក្នុងដៃរបស់គាត់ជាច្រើនប្រាប់ទៅកាន់ជីហ្វឹងថាគាត់បានឈ្នះហើយយើងគឺជាអ្នកដែលស្រឡាញ់អូយ៉ាងយេជាងឯងរួចចាស់ហៅគេក៏បានដួលទៅលើដីស្នាក់ពេលដែលអូយ៉ាងយេនឹងក៏បានយកហើយចាប់អោបចាស់ហៅក្នុងពេលដែលចាស់ហៅគាត់បានដកចិញ្ចៀនរៀបការបំពាក់ឲ្យទៅកាន់អូយ៉ាងយេហើយក៏ប្រាប់នាងថាអាយេខ្ញុំស្រឡាញ់នាងមិនថានាងបានធ្វើអ្វីក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់នាងដោយការពីនៅក្មេងមិនដែលផ្លាស់ប្ដូរចិត្តឡើយរួចចាស់ហៅគេក៏បានលាតួឯងស្រីរបស់យើងទៅត្រឹមនេះដែលធ្វើឲ្យអូយ៉ាងយេនាងក៏បានស្រែកយំជាខ្លាំងសោកស្ដាយចំពោះអ្វីដែលនាងបានធ្វើដាក់គាត់សូម្បីតែជីហ្វឹងគាត់ក៏សោកស្ដាយដែរដែលគាត់បានបាញ់ទៅកាន់ចាស់ហៅហើយចាស់ហៅក៏ធ្វើបែបនេះដោយសារតែគាត់បានដឹងថាអូយ៉ាងយេមិនបានស្រឡាញ់គាត់អញ្ចឹងហើយគាត់មានតែលះបង់ជីវិតដើម្បីនាងបើចុងក្រោយគាត់មិនបាននាងដដែលនឹងហើយរស់បាន15ឆ្នាំកន្លងផុតទៅនៅក្នុងទីក្រុងហុងឈឹងការតវ៉ាដើម្បីលុបបំបាត់បកចក្រពន្ធជប៉ុនដែលមានតួស្រីនាងបានសហការដោះស្រាយបញ្ហាបានយ៉ាងល្អជាមួយនឹងអាជ្ញាធរហើយនាងក៏បានក្លាយទៅជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនដ៏ល្អមួយរូបដែលមានឈិនឈាជាជំនួយការរបស់នាងទាំងដែលចំណែកឯជីហ្វឹងវិញឥឡូវនេះគាត់ក៏បានក្លាយទៅជាទាហាននៅឯក្នុងជួរកងទ័ពក៏ប៉ុន្តែតាំងពីការស្លាប់របស់ចាស់ហៅមកជីហ្វឹងជាមួយនឹងអូយ៉ាងយេនៅទាំងពីរមិនដែលជួបគ្នានោះទេគាត់មានតែទៅសេសបត់មកកាន់អូយ៉ាងយេជារៀងរាល់ខែតែនាងមិនដែលបានអានវាឡើយក៏ប៉ុន្តែក្នុងគ្រានោះយើងក៏បានឃើញថានៅលើដៃរបស់អូយ៉ាងយេគឺនៅតែពាក្យចិញ្ចៀនដែលចាស់ហៅបានឲ្យនាងដដែលហើយវាក៏ជួបនៅក្នុងពេលដែលតួស្រីរបស់យើងកំពុងតែឈរនៅទីនោះដែរជីហ្វឹងគាត់ក៏បានជិះឡានមកជាមួយនឹងទាហានជាច្រើនត្រឡប់មកពីជួរកងទ័ពវិញតែគាត់ក៏បានឃើញអូយ៉ាងយេនៅទីនេះគាត់ក៏បានឈប់ហើយដើរមករកតួឯងស្រីរបស់យើងដែលនេះជាលើកដំបូងហើយដែលពួកគេទាំងពីរនេះបានជួបគ្នាអស់រយៈពេល15ឆ្នាំមកនេះហើយចំណែកឯរឿងរបស់យើងគឺចាប់បរិបូរណ៍ត្រឹមនេះឯងក្រុមអ្នកទាំងពីរបានចូលសម្លឹងមើលមកគ្នាទៅវិញទៅមកហើយទីបំផុតរឿងរបស់យើងក៏ត្រូវបានចាប់ក៏ប៉ុន្តែការបញ្ចប់មួយនេះអេដមីនពិតជាអតីតកម្មចាស់ហៅមែនទែនដែលគាត់ត្រូវបានតួឯងស្រីរបស់យើងបោកប្រាស់អារម្មណ៍របស់គាត់ទាំងដែលគាត់គ្មានបំណងអ្វីក្រៅពីស្រឡាញ់នាងដោយស្មោះអស់ពីចិនស្រែងរហូតដល់គាត់សុខចិត្តលះបង់ជីវិតរបស់ខ្លួនឯងដើម្បីបង្ហាញការស្រឡាញ់មួយនេះទៅកាន់នាងហើយមួយទៀតបែរជាគាត់គិតថាបើគាត់មិនបាត់នាងគាត់សុខចិត្តស្លាប់ល្អជាងក៏ប៉ុន្តែនៅជីវិតពិតវិញអ្នកទាំងអស់គ្នាកុំធ្វើដូចចាស់ហៅស្រឡាញ់បានក៏ប៉ុន្តែកុំដល់ថ្នាក់នឹងពេកត្រូវចេះស្រឡាញ់ខ្លួនឯងផងហ្នឹងហើយអ្នកទាំងអស់គ្នាអេដមីនមានតែប៉ុណ្្នឹងឯងហើយជាចុងក្រោយអេដមីនក៏សូមអរគុណដល់អ្នកទាំងអស់គ្នាផងដែរដែលតាមដានការសម្ដែងរឿងរបស់អេដមីនតាំងពីដើមរហូតមកដល់ចប់ចាំជួបគ្នាជាមួយនឹងអេដមីននៅក្នុងរឿងភេទថ្មីក្រោយទៀតណាអរគុណសម្រាប់ការទស្សនាបាយបាយ